សួស្តីអ្នកទាំងអស់គ្នាចឹងនេះខ្ញុំលើកយក anime មួយរឿងទៀតដើម្បីចែកជូនគ្នាយើងទស្សនាសម្រាប់រឿងមុនខ្ញុំសូមផ្អាកមួយរយៈសិនដោយសារ YouTube ពុំមានយប់មិញមួយហើយចឹងអត់ហ៊ានផុសបន្តទៀតទេខ្លាចជាប់ទៅ2ដងទៀត channel នេះទៅស្រុកហ្មងឆ្លៀតពេលនឹងដែរយើងនឹងទៅមើលរឿងថ្មីទាំងអស់គ្នាតោះកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងតែម្ដងចាប់ផ្ដើមនៅសាច់រឿងមកនៅក្នុងគ្រួសារតកូលូឈៀងហ្វឹងកំពុងតែធ្វើម្ហូបយ៉ាងញាប់ដៃញាប់ជើងរីឯនៅម្ខាងទៀតគឺជាប្រពន្ធរបស់គាត់លិនវ៉ាន់ឈិងស្របពេលនៅកូនស្រីរបស់ពួកគេទាំងពីរក៏ចង់លួចនំញ៉ាំតែក៏ត្រូវបានឈិងហ្វឹងចាប់បានថានាងពិតជារពឹសដូចឆ្មាមួយមែនរួចក៏ឲ្យនាងទៅលាងដៃសិនទៅនាងល្អិតម្នាក់នេះពិតជាក្បាលខូចឌឺដងទៅកាន់ឪពុកហើយក៏បានដើរចាកចេញតែគណៈពេលនោះក៏បានឮសំឡេងមួយដូចជាធ្លាប់ស្គាល់បញ្ញាប់រត់ចេញទៅហៅបងប្រុសតែក្រោយពីមកមើលមិនមែនជាបងប្រុសនាងទេកញ្ញាម្នាក់នោះនាងក៏បានសុំទោសដែរកុហកហើយនាងមកនេះដើម្បីយកកាដូមកជូនថ្ងៃខួបកំណើតរបស់ដុងលីខ្ញុំខំចូលទៅលើភ្នំទៅទិញវាដោយផ្ទាល់អ្នកគេទៅតែផលិតវាប៉ុណ្ណោះឯងចូលចិត្តទេដុងលីក៏បានយកព្រមទាំងអរគុណទៅកាន់បងស្រីលីងអឺស្របពេលនោះវ៉ាន់ឆេងក៏បានហៅលីងអឺចូលមកក៏បានជម្រាបសួរទៅកាន់អ្នកទាំងពីរព្រមទាំងសួរមិនបានឆៅកើមិនទាន់ត្រឡប់មកវិញទេឈីងហ្វឹងក៏បានប្រាប់ប្រហែលថ្ងៃមុនខ្ញុំបានសរសេរសម្បត្តិប្រាប់ទៅគេហើយតែគេក៏មានកិច្ចការរវល់ក្នុងការវិតម្លៃមិនអាចមកបានទេតតែថ្ងៃចូលឆ្នាំទៅគេអាចត្រឡប់មកវិញបានអាឡឺតមួយនេះក៏ពិតជាចំមែនខួបកំណើតប្អូនស្រីគេប៉ុណ្ណាណីបែរជាមិនមកទៅវិញតែតុងលីនាងពិតជាឆ្លាតមែននាងក៏បាននិយាយបងប្រុសខ្ញុំគឺជាមនុស្សដែលល្អបំផុតគាត់នឹងត្រឡប់មកវិញនៅពេលដែលគាត់ធ្វើការរួចវ៉ាន់ឈិងក៏បានអស់សំណើចប្រាប់ទៅកាន់នាងល្អិតថាពួកគេប្រកាសជាការពារបងប្រុសនាងបានល្អជាមិនខានរួចក៏ប្រាប់ឲ្យគ្រប់គ្នាញ៉ាំអាហារទាំងអស់នេះតាមសប្បាយទៅតែនាងមិនទាន់និយាយចប់ស្រួលវួរផងសំណាក់ក៏បានប្រេះបែកឈិងហ្វឹងក៏បានស្រែកប្រាប់ប្រពន្ធគាត់ឲ្យប្រុងប្រយ័ត្នរួចក៏បានស្ទុះទៅការពារអ្នកទាំងពីរកាត់មកកាន់ខាងក្រៅវិញយើងក៏បានឃើញនៅពោះកាត់អ្នកក្រៀកមួយក៏បានបង្ហាញខ្លួនអមទៅដោយវត្តមានបរិស2នាក់ហើយគេគឺជាស្ដេចបិសាចជីយ៉ាវនិយាយចេញមកថាសម្រាប់គំតុកម្នាក់អសោះតែសម័យក្រោយមកយើងក៏បានឃើញនៅសំណាក់គ្រូសាលូត្រូវបានខ្ទេចខ្ទីលីងអឺក៏ត្រូវបានជីយ៉ាវចាប់កវួយកឡើងទៅខាងលើបើទោះបីជានាងខំប្រឹងរើយ៉ាងណាក៏នៅតែមិនអាចឈ្នះគេបានចុងក្រោយក៏ត្រូវបានគេកាច់បំបាក់កទម្លាក់ទៅខាងក្រោមវិញតែឡែកតុងលីវិញក៏កំពុងតែយំស្រែកហៅឪពុករីឯវ៉ាន់ឈិងក៏បានងើបមកទាំងវេទនាស្រែកប្រាប់កូនស្រីឲ្យបញ្ញាប់រត់ទៅនិយាយចប់ក៏ស្ដាប់តែនារីម្នាក់បានយកជើងនាងចាក់ទម្លុះខ្លួនស្លាប់ភ្លាមឃើញចឹងតុងលីក៏មានអាការផាត់ភ័យយ៉ាងខ្លាំងតែពេលនោះក៏ស្ដាប់តែជីយ៉ាវក៏បានមកចាប់នាងជាប់ស្របពេលនឹងដែរតួឯប្រុសរបស់យើងលូឆៅកើគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារលូក៏បានបង្ហាញខ្លួនជួយសង្គ្រោះប្អូនស្រីរបស់គេបានសម្រេចខណៈពេលនោះអាចារ្យវិស័យម្នាក់នេះក៏ស្ទុះមកវិបហាតែឆៅកើក៏អាចទប់ទល់បានជីយ៉ាវក៏បានវិបហាពីក្រោយឆៅកើក៏បានដាក់គេមិនដៅឲ្យខ្ទៀតឆោមិនទាន់នឹងជើងផងអាចារ្យវិស័យក៏បានស្ទុះមកម្ដងអ្នកទាំងពីរពិតជាសហការគ្នាបានល្អចូលវាយឆៅកើម្ដងម្នាក់ចុងក្រោយឆៅកើក៏ត្រូវបានគេវាយឲ្យរវល់ដើរចេញពីដៃព្រមទាំងបានប៉ើងទៅយ៉ាងឆ្ងាយបុកទៅនឹងជញ្ជាំងយ៉ាងខ្លាំងស្របពេលនោះអ្នកក្រីកាត់ពុះក៏ចង់វិបហាសម្រាប់ឆៅកើតែម្ដងឆៅកើក៏បាននឹកទៅដល់អនុស្សាវរីយ៍កន្លងមកហេតុអ្វីទៅជាក់ស្ដែងទីបំផុតខ្ញុំមានគ្រួសារដែលខ្ញុំសម័យចង់បានហើយតែឥឡូវនេះរឿងអកុសលក៏នៅតែកើតឡើងទាំងអស់នេះគឺមកពីខ្ញុំទាំងអស់ហេតុអ្វីបានជាខ្ញុំខ្សោយខ្លាំងម្ល៉េះនៅពេលនេះក្នុងខួរក្បាលរបស់ឆៅកើពុកពេញទៅដោយពាក្យស្ដីបន្ទោសទៅលើខ្លួនឯងតែគណៈពេលនោះសម្លេងប្រព័ន្ធមួយក៏បាននិយាយឡើងដោយសារតែលោកម្ចាស់បានព្យាយាមការពារគ្រួសារទៅធ្វើអារម្មណ៍ប្រែប្រួលយ៉ាងខ្លាំងធ្វើឲ្យប្រព័ន្ធមាននៅការរំជើបរំជួលនៅពេលនេះការបាត់ពិសោធន៍បានផ្ដល់ឲ្យនៅវិញ្ញាណពិសេសមួយទៅកាន់លោកម្ចាស់ការមួយនេះនឹងចាប់ផ្ដើមបើកដោយស្វ័យប្រវត្តិគណៈពេលនេះធម្មពលឆៅកើក៏ពិតជាខ្លាំងណាស់ស្ទើរតែអាចបង្កកនៅទីនេះអស់ទៅហើយឆៅកើក៏បានក្រោកឈរឡើងមួយរំពេចក៏បានរលាយបាត់បង្ហាញខ្លួនពីមុខជីយ៉ាវជាសំណាងល្អជីយ៉ាវក៏បានគេចផុតមួយលំពែងនេះតែឡានកើមិនឲ្យគេដកដង្ហើមបានស្រួលឡើយបញ្ចេញនៅបន្លាតកកជាច្រើនវិបហាទៅកាន់អ្នកទាំងពីរអាចារ្យបិសាចក៏បានបើកខែការពារទប់ទល់ជាមួយនឹងបន្លាតកកទាំងអស់នេះជីយ៉ាវក៏ស្ទុះទៅវិបហាឆៅកើដោយផ្ទាល់តែមិនអាចប៉ះពាល់ទៅកាន់គាត់បានទេក៏ធ្វើឲ្យពួកគេមានអាការភ្ញាក់ផ្អើលឆៅកើក៏សរសើរទៅកាន់គេឯងពិតជាល្ងងខ្លាំងណាស់ចង់មកវិបហាយើងនៅផ្ទាល់ឯងគឺមិនដឹងទេឬថាក្នុងខ្លួនរបស់ឯងគឺមានជាតិទឹក 70% និយាយចប់ដៃរបស់គេក៏បានប្រេះបែកខ្ទៀតទៅខាងក្រោយវិញងឿងឆ្ងល់ខ្លាំងណាស់មិនយ៉ាងអាចទៅរួចទៅតើមានរឿងអ្វីកើតឡើងចំពោះក្មេងម្នាក់នេះហើយធម្មពលទាំងអស់នេះមកពីណាឲ្យប្រកាសទៅតែមិនអីទេអាចថាភារកិច្ចលើកនេះយើងគឺបានសម្រេចទៅហើយនិយាយរួចក៏បាននាំគ្នាចាស់ចេញទៅបាត់រីឯឆៅកើក៏បានអស់កម្លាំងដេកដួលនឹងដីគាត់ក៏បានស្បាត់ហើយខ្ញុំលូឆៅកើត្រូវតែសម្លាប់បិសាចទាំងអស់នៅក្នុងពិភពលោកមួយនេះនិយាយរួចក៏សន្លប់ទៅបាត់បន្តមក
មកសាច់រឿងក៏បានកាន់មករយៈពេល10ឆ្នាំក្រោយនៅក្នុងបកមួយព្រឹទ្ធយាយនៃប៉មថ្នាំម្នាក់ក៏ប្រាប់ឲ្យសៀវឈូត្រូវទៅហៅនាងថាចវាយទោះបីជានិកាយមកបានជាប់ពាក់ព័ន្ធជាមួយនឹងនិកាយដាវក៏ដោយតែវាក៏មានបញ្ហាមួយចំនួនតែកុំបារម្ភអីមេបករួមទាំងព្រឹទ្ធចារ្យជាន់ខ្ពស់មួយចំនួនបានរៀបចំរឿងនេះអស់ទៅហើយតែភ្លាមក៏ចាប់អារម្មណ៍ថាសៀវឈូបានបាត់ពីដៃរបស់គាត់ក៏លេចទៅសួរនាងតែចង់ទៅណាសៀវឈូក៏ប្រាប់អ្នកគ្រូថានាងដូចជាភ្លេចកៅអៅខ្លះនៅផ្ទះគាត់ក៏បានប្រាប់នាងឲ្យទុកចិត្តទៅលើនិកាយចុះហើយក៏ឲ្យនាងយកតម្រាប់តាមបារម្ភម្នាក់នោះទោះបីជាគាត់ត្រូវជាប់គាំងនៅដំណាក់កាលដំបូងអស់រយៈពេល10ឆ្នាំក៏ដោយក៏គាត់នៅតែបន្តវឹកហាត់មិនឈប់ឈរដោយមិនសម្រាកនោះឡើយនាងល្អិតដរាបណានាងសន្យាជាមួយនឹងខ្ញុំថាខិតខំប្រឹងប្រែងវឹកហាត់នោះសៀវឈូក៏បានកាត់សុំអ្នកគ្រូជូននាងហោះហើរជុំវិញទីនេះខ្ញុំសៀវឈូនឹងខិតខំប្រឹងប្រែងវឹកហាត់មិនឲ្យអ្នកគ្រូខកបំណងនោះឡើយលើបែបនេះគាត់ក៏សប្បាយចិត្តចាប់អោបសៀវឈូឡើងហក់ចុះទៅខាងក្រោមរួចក៏បានបញ្ចេញនូវឆាតរបស់នាងមកធ្វើឲ្យពួកគេអណ្ដែតឡើងទៅខាងលើវិញឃើញបែបនេះសៀវឈូនាងក៏បានសប្បាយចិត្តយ៉ាងខ្លាំងព្រមទាំងសួរទៅកាន់អ្នកគ្រូតែលោកគ្រូពូគាត់គឺជាមនុស្សប្រភេទណាទៅនាងក៏បានប្រាប់គាត់គឺជាមនុស្សដែលតែងតែនិយាយមិនសមហេតុផលប៉ុន្តែគាត់គឺជាមនុស្សដែលត្រូវបានទុកចិត្តទៅដោយលោកគ្រូរបស់គាត់យ៉ាងខ្លាំងបន្ទាប់ពីបានជួបគាត់អ្នកប្រកាសជាដឹងហើយប៉ុន្តែយ៉ាងណាគាត់គឺមាននូវចរិតចម្លែកបន្តិចមិនគួរធ្វើតាមគាត់ទេមួយសន្ទុះក្រោយអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់សំណាក់មួយសៀវឈូចុះមកក៏បានចាប់អារម្មណ៍ទៅកាន់បរិសម្នាក់ដែលកំពុងតែឈរនៅលើដំបូលហើយម្នាក់នេះគ្មាននរណាឆ្ងាយទេគឺជាឆៅកាគាត់ក៏បានឆោសុតកំណាប់តែម្នាក់ឯងគ្រាន់តែបានលើកំណាប់របស់គាត់ពិតជាយាយក៏បានងឹតមកតែសៀវឈូក៏សរសើរពិតជាអស្ចារ្យណាស់រួចក៏សួរអ្នកគ្រូគាត់គឺជាលោកគ្រូពូមែនទេតង់លីក៏បញ្ញាមកបិទជានាងកុំឲ្យស្ដាប់ប្រយ័ត្នឆ្លងពីគាត់រួចក៏ស្រែកប្រាប់បងប្រុសថានេះគឺជាសិស្សថ្មីរបស់នាងសៀវឈូឆើក៏បានកលែកមើលតែភ្លាមប្រព័ន្ធក៏បានបន្លឺឡើងទេពកោសល្យថ្មីត្រូវបានរកឃើញប្រព័ន្ធចាប់ផ្ដើមដំណើរការហើយភារកិច្ចដែលគេត្រូវធ្វើឥឡូវនេះគឺត្រូវតែលើកសរសើរអំពីនិកាយរបស់គេឃើញចឹងឆៅក៏បានសប្បាយចិត្តយ៉ាងខ្លាំង10ឆ្នាំហើយទីបំផុតឯងក្រោកឡើងហើយឯងគឺមិនដឹងទេថា10ឆ្នាំមកនេះខ្ញុំជួបនៅរឿងអ្វីខ្លះស្របពេលដែលយើងមិនទាន់ដឹងថានឹងមានអ្វីកើតឡើងបន្តផងនោះស្ទើររឿងក៏បានមកដល់ទីបញ្ចប់ចាប់ផ្ដើមនៅពេលនេះមកឆៅក៏ឲ្យប្រព័ន្ធចាំមើលស្នាដៃរបស់គាត់ទៅរួចក៏ស្រែកប្រាប់តុងលីឲ្យយកគាត់ចុះទៅខាងក្រោមផងលឺចឹងតុងលីក៏ស្ដីគាត់មិនចេះហោះផងបាញ់បានឡើងទៅលើខ្ពស់ម្លេះនៅពេលដែលគាត់បានចុះមកតុងលីក៏ឲ្យសៀវឈូគ្រប់ទៅកាន់លោកគ្រូពូសៀវឈូក៏បានគ្រប់ឆៅក៏សរសើរហើយរាងកាយក្មេងស្រីម្នាក់នេះមិនអន់ទេរីឯទេពកោសល្យទៅលើគុណដៅក៏មិនធម្មតាលឺចឹងតុងលីក៏សរសើរពីខ្លួនឯងប្រកាសណាស់ភ្នែករបស់ខ្ញុំរើសមនុស្សមិនខុសទេឆៅក៏ថាក្មេងស្រីម្នាក់នេះជួបសំណាងធំហើយលើបែបនេះតុងលីក៏ចង់ដឹងឆៅក៏បានលេងសើចថាសំណាងរបស់នាងគឺបានជួបជាមួយនឹងគាត់ព្រោះគាត់ក៏ឲ្យសៀវឈូចូលរួមនិកាយរបស់គាត់មកវាសនារបស់នាងនឹងខ្ពស់ត្រដែតជាមិនខានតែសៀវឈូមិនដឹងវាសនាគឺជាអ្វីទេនាងគ្រាន់តែដឹងថាអ្នកគ្រូបានសន្យាថានឹងឲ្យស្ករក្រប់របស់នាងជារៀងរាល់ថ្ងៃលេងចឹងគាត់ក៏យកព្រមឲ្យស្ករក្រប់នាងញ៉ាំនាងក៏បានសប្បាយចិត្តរួចក៏ចូលរួមជាមួយនិកាយរបស់គាត់ឆៅក៏បានប្រកាសថាចាប់ពីពេលនេះតទៅនាងនឹងក្លាយជាសិស្សច្បងគេនៅក្នុងនិកាយរបស់ខ្ញុំហើយគណៈពេលដែលចង់និយាយបន្តនោះក៏ត្រូវបានតុងលីគាត់ប្រាប់បងប្រុសថាសៀវឈូបានដើរលេងពេញមួយថ្ងៃហើយនាងក៏ត្រូវការសម្រាកក្រៅពីនឹងទៀតការចុះពីលើភ្នំរបស់នាងលើកនេះនាងក៏បានដឹងនៅព័ត៌មានខ្លះស្ដេចបិសាចបានបង្ហាញខ្លួនម្ដងទៀតហើយឆៅក៏ក្តាប់ដៃយ៉ាងណែនហើយគាត់ថា10ឆ្នាំហើយទីបំផុតពួកឯងបានបង្ហាញខ្លួនហើយរួចគាត់ក៏បានរំលឹកប្រាប់តាមពិតទៅគាត់គឺជាមនុស្សដែលបានឆ្លងចូលមកក្នុងហ្គេមគាត់បានចូលមកក្នុងអាណាចក្រធានសៀននេះអស់រយៈពេល18ឆ្នាំហើយនៅជីវិតខាងក្រៅមិនដែលមាននរណាខ្វាយខ្វល់ជាមួយនឹងខ្ញុំទេសូម្បីតែឪពុកម្ដាយខ្ញុំបានចំណាយពេលជាច្រើនទៅលើហ្គេមមួយនេះអ្នកណាទៅដឹងទៅថាខ្ញុំបែរជាធ្លាក់ចូលនៅក្នុងអាណាចក្រមួយនេះហើយនិកាយមកគឺជានិកាយដែលមិនសូវមានអ្នកស្គាល់ទេខ្ញុំមិនដែលកត់សម្គាល់អំពីរឿងនេះឡើយប៉ុន្តែនិកាយដ៏តូចមួយនេះបានផ្ដល់នូវអារម្មណ៍ដែលខ្ញុំមិនដែលជួបប្រទះកន្លងមករហូតមកដល់ថ្ងៃមួយបិសាចបានយកពួកគាត់រួមទាំងក្តីសោកទាំងអស់ចេញអំពីខ្ញុំចាប់ពីថ្ងៃនោះមកទើបខ្ញុំដឹងថាទោះបីប្រព័ន្ធបានផ្ដល់នូវកម្លាំងខ្លាំងក្លាមកកាន់ខ្ញុំក៏ដោយប៉ុន្តែវាបានតែបណ្ដោះអាសន្នប៉ុណ្ណោះនៅថ្ងៃអនាគតខ្ញុំគឺត្រូវតែពឹងផ្អែកទៅលើខ្លួនឯងតែបើទោះបីជាខ្ញុំខិតខំប្រឹងប្រែងយ៉ាងណាក៏នៅតែមិនមានលទ្ធផលហើយចាប់តាំងពីពេលនោះមកប្រព័ន្ធក៏មិនបានលេចចេញមកម្ដងទៀតដែរតែនេះវាពិតជាមានតម្លៃសម្រាប់ខ្ញុំដើម្បីក្លាយជាមនុស្សរឹងមាំនៅថ្ងៃអនាគតយ៉ាងណាមិញរយៈពេល10ឆ្នាំបានកន្លងផុតទៅខ្ញុំលូឆៅក៏បានត្រឡប់មកវិញហើយពួកបិសាចពួកឯងទៅនឹងស្លាប់ឲ្យហើយទៅបន្តមកសាច់រឿងក៏បានកម្មមកដល់សៀវឈូក៏កំពុងតែវឹកហាត់គុនដាវភ្លាមក៏សត្វបានលឺសំឡេងតុងលីបានស្រែកព្រោះតែឆៅក៏បានបបួលនាងចុះពីលើភ្នំដើម្បីស្វែងរកថ្នាំសម្អាតខួរឆ្អឹងឆៅក៏ក្រែបន្តិចក៏បានប្រាប់បងប្អូនយើងទាំងពីរខានចុះពីលើភ្នំជាយូរមកហើយចាប់ទៅថាលើកនេះពួកយើងចុះទៅដើរលេងទៅចុះកុំរំអីឯងមិនចាំបាច់ធ្វើអ្វីនោះឡើយអាយ៉ាមើលទឹកមកទៅប្រហែលជាសប្បាយចិត្តណាស់ហើយឃើញនាងដូចជាមិនខ្វល់ពីគាត់បែបនេះឆៅក៏ចាប់ផ្ដើមរំអួយដាក់អូនស្រីរបស់គាត់ស្រគៀលត្រជាខ្លាំងពេកនឹងនាងក៏បានប្រាប់ឲ្យបងប្រុសឈប់
ព្រមទាំងលោតែម្នាក់ឯងមិនបានជាបងប្រុសខ្ញុំប្លែកខ្លាំងម្លេះជាធម្មតាគាត់ដូចជាស្រីកមុំចឹងមិនដែលចេញពីផ្ទះទេចុះមិនបានជាលើកនេះគាត់ចង់ចុះពីលើភ្នំទៅវិញរួចក៏សួរបងប្រុសតើមានកម្រងធ្វើអ្វីឆោកើក៏បានប្រាប់នាងវិញថានាងគឺមិនដឹងអ្វីនោះទេពេលនេះគាត់គឺចិត្តទម្លុះកម្រិតហើយការចុះពីលើភ្នំលើកនេះគាត់គឺស្វែងរកឱសថដើម្បីមកទម្លុះកម្រិតរបស់គាត់លឺចឹងតុងលីក៏មានការសប្បាយចិត្តប្រាប់បងប្រុសថានឹងរៀបចំឲ្យបានសិនថ្ងៃស្អែកចាំចេញដំណើរតែឆោកើមិនចង់រងចាំទៀតនោះឡើយគាត់ក៏ចង់ចេញដំណើរនៅថ្ងៃនេះប៉ែសម័យក្រោយមកអ្នកទាំង3ក៏បានធ្វើដំណើរចុះពីលើភ្នំស្របពេលនោះដែរនៅម្ខាងទៀតក៏មាននៅបរិសម្នាក់កំពុងតែឈរមើលអ្នកទាំង3ហើយគេក៏មានឈ្មោះថាយូយាជាសិស្សមកពីនិកាយដាវយូយាក៏សួរទៅកាន់អ្នកគ្រូមិនបានជាពួកយើងមិនធ្វើដំណើរជាមួយនឹងពួកគេទៅតែប្រតិយាយអូនម្នាក់នេះក៏ប្រាប់ឲ្យគេកុំបញ្ញាពេកអីរងចាំមើលនៅរឿងល្អសិនទៅយូយាក៏បានរំលឹកទៅដល់ការវឹកហាត់របស់ឆៅកើគាត់ខិតខំប្រឹងប្រែងវឹកហាត់អស់រយៈពេល10ឆ្នាំមកហើយចុះមិនបានជាមិនទាន់ឆ្លងកាត់ដំណាក់កាលដំបូងចឹងតាមអ្វីដែលប្រតិយាយអូនដឹងនោះតាំងពីក្មេងមកយូជាគេក៏យកចិត្តទុកដាក់ទៅលើគាត់ណាស់ហើយខ្ញុំក៏បានដឹងនៅដំណឹងមួយថានិកាយដាវនៅចាប់ផ្ដើមក្តាប់ទៅលើនិកាយម៉ូហើយនេះក៏ជាមូលហេតុដែលនាងចុះពីភ្នំដែរតែយូជាមិនជឿនោះឡើយអ្នកគ្រូក៏មកកោកខ្ញុំឲ្យសោះប្រតិយាយអូននិងជីងក៏បានសើចប្រាប់ថានាងគ្រាន់តែញាស់គេលេងប៉ុណ្ណោះបន្ទាប់មកសាច់រឿងក៏បានកាប់មកដល់វារហដ្ឋានដ៏ស្ងប់ស្ងាត់មួយកន្លែងអ្នកទាំង3ក៏បានធ្វើដំណើរឆ្លងកាត់ទីនេះស៊ូឈូក៏សួរអ្នកគ្រូមិនបានជាមិនឲ្យនាងរៀនអំពីលោកគ្រូពូអញ្ចឹងតុងលីក៏បានប្រាប់ថាដោយសារតែគាត់បានជួយសង្គ្រោះនាងទៅធ្វើឲ្យគាត់បានប៉ះពាល់ទៅលើខួរក្បាលគាត់តែងតែរំលឹកអំពីប្រព័ន្ធតែនាងមិនដឹងទេថាប្រព័ន្ធគឺជាអ្វីមិនចាំបាច់ខ្វល់អំពីពាក្យសម្ដីរបស់គាត់ទេឯងគឺជាសសរទ្រូងនៃនិកាយរបស់យើងបច្ចុប្បន្នចឹងហើយក៏មិនសាននិយាយជាមួយនឹងគាត់ពេកប្រយ័ត្នប៉ះពាល់ខួរក្បាលដែរដល់ឡៃឆៅកើនេះវិញក៏កំពុងតែអស់មើលបេសកកម្មដែលប្រព័ន្ធបានដាក់ឲ្យបេសកកម្មមួយនេះឆៅកើត្រូវតែសម្លាប់ពូខខ្ញុំខ្មៅដែលស្ថិតនៅកម្រិតទី10ឬមួយក៏ជាកម្រិតចវាយនេះជាមួយនឹងកម្លាំងរបស់គាត់បច្ចុប្បន្ននេះគ្មានសង្ឃឹមអាចឈ្នះវាបានទេប៉ុន្តែគាត់គឺធ្លាប់លេងហ្គេមនេះឡើងស្ទាត់ជំនាញហើយប៉ុន្តែនេះគឺគ្មានបញ្ហាចំណុចខ្សោយវានៅកន្លែងណាគាត់គឺសិតតែដឹងទាំងអស់ជួយទទួលនៅបេសកកម្មនេះហើយក៏បានញញឹមដោយភាពជឿជាក់ភ្លាមតុងលីក៏បានស្រែកហៅបងប្រុសឲ្យមកមើលទីនេះឆៅកើដើរមកមើលក៏បានឃើញនៅឱសថសម្អាតខួរឆ្អឹងតែនៅពីលើវាក៏មាននៅពស់ខ្ជុំខ្មៅដ៏ធំកំពុងតែដេកលក់អ្នកទាំង3ពិតជាសប្បាយចិត្តរីឯតុងលីក៏បានសរសើរហើយថាពួកគេពិតជាសំណាងណាស់ព្រោះតែឱសថសម្អាតខួរឆ្អឹងដល់ទៅ3ឯណោះជាពិសេសនោះពស់នេះក៏កំពុងតែកេងលក់ជាឱកាសរបស់យើងហើយគណៈពេលដែលនាងបានងាកក្រោយហៅបងប្រុសនោះឆៅកើក៏បានទៅបេះនៅឱសថនោះបាត់ហើយគាត់ក៏ព្យាយាមស្រែកយ៉ាងលឺប្រាប់អូនស្រីដើម្បីឲ្យពស់នោះបានក្រោកឡើងមកហើយពិតជាដោយអ្វីដែលគាត់ចង់បានមែនពស់ខ្ជុំខ្មៅក៏បានបើកភ្នែកដ៏ក្រហមឆ្អិនឆ្អៅរបស់គេមកតុងលីឃើញចឹងក៏ផាត់ភ័យកាំងនិយាយអ្វីលែងចាញ់រីឯស៊ូឈូក៏បានស្រែកប្រាប់លោកគ្រូពស់ថាពស់នោះបានភ្ញាក់ឡើងហើយតែឆៅកើគាត់មិនបានភ័យខ្លាចទេព្រោះតែជាកម្រងរបស់គាត់រីឯយូយាជាមួយនឹងនីងជីងក៏ចង់ងឹតមុខអបិនេះចង់ធ្វើអ្វីនឹងដែលឆៅកើនេះវិញគាត់ធ្វើជាភ័យខ្លាចកិច្ចអំពីការត្របាក់របស់ពស់នោះរីឯតុងលីក៏បារម្ភបញ្ចេញដៃចង់ទៅជួយតែនាងក៏បានគិតឡើងវិញថានេះគឺជាឱកាសល្អសម្រាប់បងប្រុសទទួលបានបទពិសោធន៍ខ្លះស្របពេលនោះដែរឆៅកើក៏ត្រូវបានពស់នោះវាត់មួយកន្ទុយតែគាត់ក៏បានហក់កិច្ចផុតប្រងទៅបានជន់ទៅលើក្បាលវាចាប់ទាញស្នែងរបស់វាចុះឡើងពស់នោះក៏ព្យាយាមរើព្រមទាំងស្រែកបញ្ចេញសំឡេងមកយ៉ាងខ្លាំងចុងក្រោយឆៅកើក៏ត្រូវបានវាបោះហោះឡើងទៅលើអាកាសគណៈពេលនោះដែរពស់នោះក៏ចង់ស្ទុះមកត្របាក់គាត់តែជាលទ្ធផលនោះក៏ត្រូវបានស៊ីមួយកំភ្លៀងរបស់ឆៅកើធ្លាក់ចូលទៅក្រោមវិញឃើញចឹងយូយាគេក៏បានស្ទាបថ្ពាល់ខ្លួនឯងហាក់បីដូចជាធ្លាប់បានឆៅកើទះមួយកំភ្លៀងដែរចឹងបន្ទាប់ពីវគ្គមុនក្រោយពេលយូយាឃើញឆៅកើទះទៅកាន់ពស់នោះមួយកំភ្លៀងក៏នឹកទៅដល់អតីតកាលកាលពីគេនៅក្មេងឆៅកើក៏ធ្លាប់ទះគេមួយកំភ្លៀងចឹងដែររីឯពស់ខ្ជូងខ្មៅកម្រិត10ដែរតែស៊ីមួយកំភ្លៀងដេកស្អាតប្រព័ន្ធក៏បានចេញមកអបអរសាទរដែលបានសម្លាប់ពស់ខ្ជូងខ្មៅទទួលបានបន្ទុកប័ណ្ណពិសោធន៍ 10000 រង្វាន់សម្រាប់ភារកិច្ចមួយនេះគឺជារាងកាយដ៏អស្ចារ្យដែលមាននៅកម្រិត S3បន្ថែមពីនឹងទៀតក៏មានការរស់ឡើងវិញវិញ្ញាណពណ៌ទឹកក្រចំនួន5ទៀតឆៅកើក៏សប្បាយចិត្តជាមួយនឹងរង្វាន់ទាំងអស់នេះតុងលីឯងចាំមើលទៅឯងប្រកាសជាមានមោទនភាពជាមួយនឹងបងប្រុសម្នាក់នេះរួចក៏រំលឹកទៅដល់ការរស់ឡើងវិញចំនួន5នេះក៏មានន័យថាខ្ញុំគឺអាចរស់ឡើងវិញចំនួន5ដងឬក៏ជាជីវិត5ទៀតការវិញ្ញាណពណ៌ទឹកក្រនេះពិតជាអស្ចារ្យណាស់ហើយមានតែខ្ញុំទេដែលមានសំណាងខ្លាំងបែបនេះនិយាយតែម្នាក់ឯងសោយតែម្នាក់ឯងស៊ូឈូដែលនៅខាងក្រៅនោះក៏សួរឲ្យលោកគ្រូពូកើតអីនឹងឆៅកើក្រហមបន្តិចក៏ប្រាប់ថាគ្មានអ្វីទេរួចក៏បបួលអ្នកទាំងពីរធ្វើដំណើរបន្តក្រោយពីធ្វើដំណើរអស់មួយសន្ទុះអ្នកទាំង3ក៏បានមកដល់កន្លែងមួយតុងលីក៏បានសរសើរថាទីនេះពិតជាមានទេសភាពស្រស់ស្អាតណាស់រួចក៏ឲ្យពួកគេចូលសម្រាកនៅទីនេះសិនទៅក្រោយពីចូលមកដល់ខាងក្រោមតុងលីក៏បានបញ្ចេញនៅកម្រាលមួយដើម្បីអង្គុយវឹកហាត់ឆៅកើក៏បានដើរទៅអង្គុយមុនតែម្ដងតុងលីក៏ប្រាប់បងប្រុសកុំឲ្យបង្កបញ្ហាអីតែក៏ត្រូវបានគាត់បដិសញ្ញាឲ្យឈប់និយាយព្រោះតែពេលនេះឬគល់ខាងវិញ្ញាណរបស់គាត់ចិត្តភ្ញាក់ឡើងហើយស្របពេលនោះដែរកាត់មកកាន់គ្រូសិស្សទាំងពីរនាក់នេះវិញក៏នៅតែបន្តតាមដានទៅកាន់ពួកគេពិតជាអូនក៏សួរកូនសិស្ស
តែឯងគិតថាគេមានឱកាសដាស់ឬគល់ខាងវិញ្ញាណបានទេយូរយាបានរំលឹកតាំងពីបុរាណមកមានតែគ្រួសាររាជវង្សសង្ឃប៉ុណ្ណោះដែលបានដាស់នៅឬគល់ខាងវិញ្ញាណក្នុងអាយុ16ឆ្នាំតែសម្រាប់គាត់វិញឱកាសគឺពិតជាស្ដើងណាស់មកនិយាយបែបនេះមែនតែក្នុងចិត្តក៏បានគិតបងប្រុសខ្ញុំសង្ឃឹមថាបងអាចដាស់នៅឬគល់ខាងវិញ្ញាណបានចោះដល់ពេលនោះពួកយើងនឹងធ្វើការប្រកួតគ្នាខ្ញុំពិតជាចង់ផ្ទះកំភ្លៀងបងវិញណាស់កាន់មកកាន់ភេងអាននៅនេះវិញក៏បានចុចទៅលើប៊ូតុងមួយនេះធម្មពលក៏បានសាយភាយរីឯខាងក្រៅពពកក៏ចាប់ផ្ដើមខ្មុះខ្មាញ់ពីពេញមេឃតង់លីឃើញចឹងក៏ចាប់ផ្ដើមលាន់មាត់ហើយនេះគឺជាធម្មពលនៃការត្រាស់ដឹងបងប្រុសពិតជាអាចដាស់ឡើងនៅឬក៏ខាងវិញ្ញាណបានមែនមិនថាតែតង់លីទេសម្បីតែអ្នកទាំងពីរនេះក៏ភ្ញាក់ផ្អើលបើកមាត់ធំៗដែរខណៈពេលនោះដែរទឹកជ្រោះនេះនៅសុកសុកក៏បានឈប់ធម្មពលទឹកកកមួយក៏បានហោះប្រទះសិនចុះឡើងចូលទៅក្នុងថ្ងាសឆៅកើធម្មពលក៏បានសាយភាយនៅលើមេឃមានចំហាយមាសមួយលេចចេញនៅចំកណ្ដាលពពកអមទៅដោយចំហាយរន្ទះសម្លេងព្រឹទ្ធាចារ្យម្នាក់ក៏បានបន្លឺឡើងការត្រាស់ដឹងលើកទី1ថៃយិងខៃយ័នអសរមួយផ្ទាំងក៏ផុសចេញអំពីពពកចូលទៅក្នុងខ្លួនឆៅកើធម្មពលក៏បន្តសាយភាយរត់ទៅខ្លាំងរីឯការត្រាស់ដឹងលើកទី2គឺជាលំហបញ្ច្រាស់អសរមួយផ្ទាំងទៀតក៏បានផុសឡើងការត្រាស់ដឹងលើកទី3សៀនគូទី4ប្រលឹងតកកទី5ក្រហើមនិក្រេទាំង9ទី6ជីងហៃភីងស៊ីនទី7ចំណោព្រះច័ន្ទចុងក្រោយទី8គឺជាធម្មពលឈីឆៅកើហើបន្តិចក៏ថាធម្មពលឋានសួគ៌អីទៅចេញមកប្រាប់តែប៉ុណ្្នឹងទេមែនទេព្រោះតែគាត់ដូចជាមិនមានអារម្មណ៍អ្វីតតែសោះតាមការនិយាយរបស់គេខ្ញុំមានការត្រាស់ដឹងដល់ទៅ8រាងកាយរបស់ខ្ញុំគួរតែត្រូវបានផ្លាស់ប្ដូរក៏ប៉ុន្តែនៅក្នុងខ្លួនខ្ញុំពេលនេះដូចជាមិនមានអារម្មណ៍ពីធម្មពលតើសោះតើវាយ៉ាងម៉េចឲ្យពិតប្រាកដទៅនៅម្ខាងទៀតពិតទៅយាយអូនក៏ថាទេពកសោបែបនេះបើប្រៀបធៀបជាមួយនឹងថ្នាក់ដឹកនាំនៃកាយដាវក៏មិនចាញ់គ្នានោះទេរីឯឆៅកើក៏ថាអាចទេគេក៏ហកខ្ញុំចង្អុលទៅលើមេឃវាសនារបស់ខ្ញុំគឺជាអ្នកកំណត់មិនមែនស្ថិតលើមាត់របស់ឯងទេធម្មពលឋានសួគ៌ទេពកសោទាំង8ស្អីទៅយើងមិនចូលចិត្តឯងឡើយតែខណៈពេលនោះដែរសម្លេងក៏នៅតែបន្តមកទៀតការត្រាស់ដឹងលើកទី9ថៃឈីលើកនេះក្រដាស់នៅទេពកសោជាច្រើនក៏បានផុសចេញមកវត្តសិនជុំវិញខ្លួនឆៅកើតង់លីឃើញចឹងក៏លន់មកទៀតហើយទេពកសោដល់ទៅ9ឯណោះទុកឲ្យពួកគេភ្ញាក់ផ្អើលសិនទៅកាត់មកកាន់ឆៅកើឯនេះវិញក៏បញ្ចេញនៅឱសថសម្អាតខួរឆ្អឹងមកធ្វើការចម្រាញ់រួចគាត់ក៏បន្តវឹកហាត់ប្រព័ន្ធក៏បានលេចចេញមកដើម្បីឲ្យឆៅកើចុចទម្លុះទៅដល់កម្រិតទី10ឆៅកើក៏ថា10ឆ្នាំហើយទីបំផុតខ្ញុំអាចទម្លុះកម្រិតបានហើយរួចក៏ចុចយល់ព្រមធម្មពលក៏បានសាយភាយម្ដងទៀតតង់លីនៅខាងក្រៅក៏ចាប់ផ្ដើមលន់មកទៀតនេះគឺជាឋានសួគ៌ទី1ទី2ទី3ទី4ទី5ត្រឹមតែមួយផ្លែតគាត់អាចទម្លុះបាន5លំដាប់យូយានៅម្ខាងទៀតក៏ភ្ញាក់ផ្អើលដូចគ្នាអបិនេះជាវិស័យប្រភេទអ្វីទៅត្រឹមតែមួយផ្លែតអាចទម្លុះដល់លំដាប់ឋានសួគ៌ទី5 80ម៉ោងក្រោយឆៅកើក៏បានបញ្ចប់នៅការវឹកហាត់សៀវឈូក៏បានរត់មកសរសើរលោកគ្រូពូពិតជាអស្ចារ្យណាស់ឆៅកើអង្អែក្បាលសៀវឈូបដាក៏គិតមិនដាល់ទីបំផុតខ្ញុំមានធម្មពលខាងវិញ្ញាណនៅក្នុងខ្លួនហើយនេះគឺជាដំណាក់កាលដំបូងក្នុងការឆ្ពោះទៅក្នុងមេគានៃការវឹកហាត់ស្របពេលនោះយូយាក៏បានបង្ហាញខ្លួនសួរបងប្រុសតែចាំពាក្យសន្យារបស់ពួកយើងទេបងធ្លាប់ប្រាប់ថានៅពេលដែលបងអាចទម្លាក់អាណាចក្របានហើយនឹងប្រយុទ្ធជាមួយនឹងខ្ញុំតែព្រឹទ្ធាយាយអូនក៏បានចុះមកប្រាប់អាល្អិតកុំបញ្ញាពេកអីឃើញចឹងតុងលីក៏បានគ្រប់អ្នកមីងព្រោះនាងគឺជាបងស្រីឈៀងវ៉ាន់ដែលត្រូវជាម្ដាយតុងលីចំណែកឯយូជាគេពិតជាអន្តរសាសចង់ប្រកួតជាមួយនឹងឆៅកើខ្លាំងណាស់ហើយគេក៏នឹងបង្ក្រាបអាណាចក្ររបស់គេឲ្យស្ថិតនៅកម្រិតទី1លំដាប់ទី5ដោយទៅនឹងឆៅកើដែររីឯអ្នកមីងនីងគាត់ក៏ចង់ឃើញធម្មពលរបស់ឆៅកើដែរដល់បែបនេះឆៅកើក៏បានយកព្រមបន្ទាប់មកអ្នកទាំងពីរក៏រៀបចំធ្វើការប្រកួតជាមួយនឹងគ្នាយូយាក៏ឲ្យបងជីដូនមួយចាំទទួលទៅនិយាយរួចក៏ស្ទើរទៅកាន់ឆៅកើតែឆៅកើក៏អាចទប់ទល់យ៉ាងងាយស្រួលយូយាកាប់បណ្ដាលក៏ស្ទើរទៅកាន់គាត់មិនបានជាបណ្ដោះដាវអញ្ចឹងបងជីដូនមួយថ្ងៃនេះខ្ញុំនឹងធ្វើឲ្យបងដកដាវចេញមកឲ្យបាននិយាយមិនទាន់ចប់ផងក៏ត្រូវបានឆៅកើវាយឲ្យខ្ទាតគេក៏កាន់តែមួម៉ៅហើយលូឆៅកើបងកំពុងតែមើលងាយខ្ញុំមែនទេសមត្ថភាពរបស់ខ្ញុំមិនស័ក្តិសមឲ្យបងដកដាវទេឬស្រែកយ៉ាងខ្លាំងឲ្យឆៅកើដកដាវមកឆៅកើដកដង្ហើមធំបន្តិចក៏តបទៅវិញខ្ញុំមិនដកដាវព្រោះតែខ្ញុំគិតដល់ឯងបើខ្ញុំដកដាវមកនោះឯងស្លាប់ជាមិនខានលើចឹងយូក៏ចាប់ផ្ដើមលេងមែនតែនហើយបញ្ចេញនូវធម្មពលទៅកាន់ដាវរួចក៏លើកឡើងទៅខាងលើធ្វើការស្រូបយកធម្មពលនៅជុំវិញទីនេះកាលណាពេលនោះក៏មានផ្កាឈូកមួយបានផុសចេញពីក្រោយខ្នងគេឃើញបែបនេះយូក៏ដឹងហើយថាគាត់បានយល់ពីចេតនាដាវបាត់ទៅហើយតែអ្នកមីងនីងក៏បានប្រាប់ថានេះគ្រាន់តែមានរូបរាងស្តីបន្តិចប៉ុណ្ណោះតែមិនថាយ៉ាងណាគេនៅក្មេងប៉ុណ្នេះអាចឈានទៅដល់កម្រិតទី3ថែមទាំងអាចយល់អំពីចេតនាដាវបានខ្លះនេះក៏អាចហៅបានថាជាទេពកោសល្យមួយរូបដែរសៀវឈូមិនយល់ក៏សួរអ្នកគ្រូតើចេតនាដាវគឺជាអ្វីតង់លីក៏បានប្រាប់ថាចេតនាដាវគឺជាចិត្តនឹងដាវរួមតែមួយអ្នកវឹកហាត់គុណដាវដែលបានឈានដល់កម្រិតនេះនឹងអាចបញ្ចេញនូវអំណាចអរូបីជាច្រើននៅថ្ងៃអនាគតឯងប្រកាសជាយល់ជាមិនខានដែលឡៃយូយេណែវិញក្រោយពីប្រមូលធម្មពលអស់រយៈពេលយ៉ាងយូរក៏បាននិយាយទៅកាន់ឆៅកើថ្ងៃនេះខ្ញុំមិនខ្វល់ថាបងចង់ដកដាវឬក៏អត់ទេប៉ុន្តែខ្ញុំគ្រាន់តែចង់រំលឹកចេតនាដាវរបស់ខ្ញុំមួយនេះគឺជាស្និតដាវដ៏ខ្លាំងបំផុតរបស់ខ្ញុំហើយដែលឡៃឆៅកើវិញក៏ទទួលរងនូវសម្ពាធនៃចេតនាដាវនេះដែរគាត់ក៏ទទួលស្គាល់ថាចេតនាដាវនេះពិតជាខ្លាំងមែនយូយេក៏បន្ត
បងគួរតែដឹងហើយអំពីកម្លេតរបស់ពួកយើងទាំងពីរនិយាយរួចចំហាយដៃជាច្រើនក៏បានហោះទៅរកឆៅកើបន្តិចម្ដងគេក៏បានគិតនៅក្នុងចិត្តឲ្យបងជីដូនមួយឆាប់បោះបង់ទៅរីឯអ្នកមីងនីងគាត់ក៏បានត្រៀមធម្មពលដើម្បីជួយកាន់មកកាន់ឆៅកើនេះវិញក៏ត្រូវបានស្ទាប់ផ្កាឈូកដែលជាចេតនាដើររបស់យូជារុំព័ទ្ធគាត់ចិត្តតុងលីបារម្ភក៏បានប្រាប់បងប្រុសឲ្យប្រយ័ត្នខ្លួនផងភ្លាមសពទៅជុំវិញទីនេះមានការប្រែប្រួលឆៅកើក៏មើលទៅកាន់ប្រពន្ធរបស់គាត់តាមផ្សាផ្អើលព្រោះតែដើម្បីឲ្យគាត់ឈានទៅដល់កម្រិតទី1នៃចេតនាដើរនោះត្រូវតែចំណាយបន្ទុកបទពិសោធន៍ដល់តែមួយសែនណោះក៏ប៉ុន្តែនេះក៏ពិតជាមានតម្លៃនិយាយរួចក៏ប៉ះទៅលើផ្កាឈូកមួយនេះដើម្បីទទួលបាននូវចេតនាដើរកាន់មកកាន់ខាងក្រៅឯនេះវិញចេតនាដើររបស់យូជាក៏ត្រូវបានបំផ្លាញតុងលីក៏មានការសប្បាយចិត្តបងប្រុសក៏យល់ពីចេតនាដើរដែររីឯអ្នកមីងនីងក៏គិតក្នុងចិត្តឆៅកើអើយឆៅកើឯនឹងផ្ដល់ការផ្សាផ្អើលបានដងទៀតមកដល់មីងដែលឡែយូជានេះវិញកុំសុខចិត្តនោះឡើយស្ទុះទៅកាប់ឆៅកើតែក៏ត្រូវបានគាត់ប្រើតែម្រាមពីរប៉ុណ្ណោះដើម្បីទប់ទល់ព្យាយាមកាប់បន្តតែលទ្ធផលក៏នៅតែដដែលថែមទាំងត្រូវបានគាត់ប្រើម្រាមពីរចាប់ដាវជាប់បន្ទាប់មកក៏យកគល់ដាវបុកក្បាលពោះគេធ្វើឲ្យគេខ្ទាតយ៉ាងឆ្ងាយឆៅកើក៏ថាឯងចាញ់ហើយរីឯយូជាក៏ចាប់ផ្ដើមពិបាកចិត្តម្ដងទៀតហើយមិនបានជាខ្ញុំតែងតែចាញ់គាត់ចឹងរួចក៏នឹកទៅដល់អតីតកាលមិនថាលើកណាក៏ត្រូវបានឆៅកើវាយរហូតបាត់ថែមទៀតថានឹងយកឈ្នះឆៅកើឲ្យបានតែលទ្ធផលក៏នៅតែដដែលកាន់មកកាន់បច្ចុប្បន្នវិញក៏ទទួលស្គាល់បរាជ័យរួចក៏សួរឆៅកើតាំងពីពេលណាដែលគេយល់អំពីចេតនាដាវឆៅកើក៏លើកនៅដៃមួយយូជាក៏សួរថាមួយខែមុនមែនទេឆៅកើក៏ប្រាប់ខ្ញុំបានយល់តាំងពីខ្ញុំកាន់ដាវលើកដំបូងលើចឹងតុងលីក៏ប្រាប់សៀវឈូអំណូតអួតអាងនេះឯងមិនត្រូវរៀនអំពីលោកគ្រូពូនោះឡើយរីឯអ្នកមីងនីងគាត់ក៏សប្បាយចិត្តព្រោះតែពួកគេទាំងពីរចាប់ផ្ដើមចុះសម្រុងនឹងគ្នាហើយដោយឡែកយូជាក៏បានដើរមកយកដាវទាំងស្ងប់រួចក៏រត់ចេញយ៉ាងលឿនអ្នកមីងនីងក៏បានដើរមកសរសើរឆៅកើថាពិតជាធ្វើបានល្អណាស់ក៏ប៉ុន្តែដើមឈើឡើងកាន់តែខ្ពស់ខ្យល់បក់កាន់តែខ្លាំងខ្ញុំសង្ឃឹមថាឯងនឹងយករឿងមួយនេះឆៅកើក៏បានងក់ក្បាលដល់បែបនេះគាត់ក៏ចាស់ចេញហើយក៏បានរំលឹកប្រាប់ថានាងនឹងមកលេងនិកាយមកឆាប់នេះក្រោយពីគាត់ទៅបាត់តឹងលេក៏មកសរសើរបងប្រុសមនុស្សស្មានទេថាបងបានយល់អំពីចេតនាដែរបងប្រុសជួយបង្រៀនខ្ញុំផងឆៅកើក៏បានប្រាប់អ្នកទាំងពីរតោះយើងត្រឡប់ទៅនិកាយវិញក្នុងរយៈពេល2-3ថ្ងៃទៀតខ្ញុំនឹងបង្រៀនអ្នកដោយផ្ទាល់បន្ទាប់មកសាច់រឿងក៏បានកាប់មកដល់ពេលយប់ក្រោយពីអ្នកទាំងពីរបានសម្រាប់បាត់ឆៅកើក៏លួចចេញពីផ្ទះរត់ចូលទៅក្នុងព្រៃតែម្នាក់ឯងបន្ទាប់ពីធ្វើដំណើរអស់រយៈពេលយ៉ាងយូរឆៅកើក៏បានដើរមកដល់ភ្នូរចំណាស់មួយគាត់ក៏បានគោះហៅនៅនរណាម្នាក់ចំហាយពណ៌សមួយក៏បានផុសចេញអំពីភ្នូរឆៅកើក៏បាននិយាយថាពេលនេះគាត់ទម្លុះដល់កម្រិតទី1លំដាប់ទី5ហើយពេលនេះពាក្យសន្យារបស់ពួកយើងទាំងពីរក៏ដល់ពេលដែលត្រូវបំពេញដែររួចក៏យកមកចូលចាក់ដៃបង្ហូរឈាមមួយដំណាក់មកឈាមនេះក៏បានអណ្ដែតបន្តិចម្ដងចូលទៅក្នុងធម្មពលពណ៌សនោះរលាយបាត់ដំណើរការនេះឆៅកើក៏មានការឈឺចាប់ប្រាប់គាត់ឲ្យបកគោនៅបច្ចេកទេសនៅលឿនមកស្របពេលនោះបច្ចេកទេសពណ៌ស្វាយមួយក៏បានចេញមកប្រព័ន្ធក៏បានអបអរសាទរដែលទទួលបាននៅបច្ចេកទេសពណ៌ស្វាយដែលនេះគឺជាការវឹកហាត់ធម្មពលឈីឆៅកើក៏និយាយតែម្នាក់ឯងថានេះគឺជាផ្នែកទី2នៃបច្ចេកទេសវឹកហាត់ធម្មពលឈីហើយវាគ្រាន់តែជាបច្ចេកទេសកម្រិតទាបប៉ុណ្ណោះតែក៏ងើឆ្ងល់ពេលដែលខ្ញុំបានឈានដល់កម្រិត2លំដាប់ទី3នោះវាអាចឡើងទៅកម្រិតខ្ពស់បានទេបន្ទាប់មកក៏យកបច្ចេកទេសនេះដាក់ចូលទៅក្នុងខ្លួនធ្វើការអង្គុយវឹកហាត់ធម្មពលមកពីគ្រប់ទិសទីក៏ត្រូវបានឆៅកើស្រូបចូលទៅក្នុងខ្លួនឆៅកើគាត់ក៏សប្បាយចិត្តបច្ចេកទេសពណ៌ស្វាយនេះមិនអន់ទេត្រឹមតែមួយផ្លែតគាត់ទទួលបានបន្ទុកបទពិសោធន៍រាប់ម៉ឺនឯណោះរួចក៏រំលឹកទៅដល់ព្រះរាជាដែលនៅក្នុងភ្នូរនេះគាត់គឺជាថ្នាក់ដឹកនាំនៅក្នុងនិកាយម៉ូនេះដែរគាត់បានរស់នៅទីនេះអស់ច្រើនចំនួនមកហើយប៉ុន្តែមិនថាយ៉ាងណាគាត់មិនព្រមបង្ហាញរូបរាងកាយពិតមកឲ្យខ្ញុំឃើញសោះតែមិនអីទេចិត្តភ្លឺហើយលោកចូលទៅសម្រាប់ក្នុងមឈូសវិញទៅបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ទីតាំងមួយកន្លែងដ៏ក្រហមឆ្អិនឆៅសិស្សខាងក្នុងរបស់និកាយដើមមួយក្រុមក៏ត្រូវបានមនុស្សម្នាក់សម្លាប់ឈិនសៀវដែលនៅក្រោយគេនេះក៏មិនរួចខ្លួនត្រូវបានព្រះរាជាម្នាក់នេះច្របាច់ក្បាលស្រែកដោយការឈឺចាប់កាន់មកកាន់និកាយមកនេះវិញតុងលីកំពុងតែដើរទាំងសប្បាយចិត្តនាងគឺបរិនយោត្រីពីរនេះទៅធ្វើម្ហូបឲ្យឆៅកើជារង្វាន់ដែលគាត់បានទម្លុះកម្រិតតុងលីដើរម្ដងក៏បានឃើញឆៅកើកំពុងតែបង្រៀនក្មេងឲ្យខូចថែមទាំងសោកយ៉ាងសប្បាយចិត្តទៀតស្របពេលហ្នឹងសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ដូចគ្នាបន្ទាប់ពីវគ្គមុនតុងលីមុំមកយ៉ាងខ្លាំងស្ដីឲ្យសៀវឈូមិនបានជាមកស្ដាប់សម្ដីនាងចឹងនាងប្រាប់ហើយថាកុំឲ្យរៀនអំពីគាត់តែសៀវឈូពេលនេះត្រូវបានឆៅកើបង្រៀនឲ្យខូចទៅហើយឃើញចឹងនាងក៏អស់អីនិយាយឆៅកើក៏សួរនាងតើមានរឿងអ្វីកើតឡើងនាងក៏បានរំលឹកប្រាប់ថាថ្ងៃនេះគឺជាថ្ងៃដែលនិកាយដើរយកធនធានវឹកហាត់មកឲ្យពួកយើងឆ្លៀតនៅឱកាសនេះខ្ញុំក៏ចង់ទីយកអត្ថប្រយោជន៍ពីអពរស្វាយសំនៅអសត់ថ្នាំមួយចំនួនដើម្បីជំរុញនឹងការវឹកហាត់របស់សៀវឈូជាធម្មតាមនុស្សដែលមកពីនិកាយដើរនឹងមកដល់ពេលព្រឹកប៉ុន្តែឥឡូវនេះថ្ងៃត្រង់ទៅហើយស្របពេលនឹងដែរក៏មានមនុស្សបានស្រែកហៅត្រាក់ដឹកនាំនិកាយមកក្លែងមកខាងក្រៅតាមពិតទៅគឺជាសិស្សនៅក្នុងនិកាយដើរឈិនសៀវតែនៅភាគមុនយើងបានដឹងស្រាប់ហើយឈិនសៀវត្រូវបានគេសម្លាប់បាត់ហើយក្រែមិនតិចហើយក៏ថាសុំទោសខ្ញុំទៅតែ
មកដល់ទេប៉ុន្តែឃើញពួកឯងចេញមកទទួលខ្ញុំបែបនេះពិតជាមានសិលធម៌ល្អមែនលឺអញ្ចឹងឆោកើក៏លន់មាត់ហើយចុះមកឥឡូវអ្នកនេះមកពីណាទៅជឿជាក់ជាងខ្ញុំទៀតចិនសៀវក៏បានណែនាំឈ្មោះព្រមទាំងប្រាប់ថាគេជាសិស្សខាងក្នុងនៃនិកាយដែរឆោកើក៏ណែនាំខ្លួនទៅវិញព្រមទាំងប្រាប់ថាគាត់ជាថ្នាក់ដឹកនាំនិកាយមកនៅពេលបច្ចុប្បន្នលឺអញ្ចឹងក៏ចាប់ផ្ដើមប៊ូលូតែម្ដងស្អីគេថ្នាក់ដឹកនាំនិកាយមកស្ថិតនៅត្រឹមតែកម្រិតទី1លំដាប់ឋានសួគ៌ទី5ទេឆោកើក្រហមបន្តិចក៏ប្រាប់គេកូនសិស្សម្នាក់នេះខ្ញុំណែនាំឲ្យឯងប្រយ័ត្នពីសម្ដីបន្តិចទៅបើទោះបីជាឯងជាសិស្សខាងក្នុងក៏នៅតែជាសិស្សដដែលទេលឺអញ្ចឹងគេក៏បានចុះមកខាងក្រោមធ្វើការភ័យទោសឆោកើក៏មិនប្រកាន់ប្រាប់ថាបញ្ហានេះមកចប់ត្រឹមនឹងចោះហើយខ្ញុំក៏មិនបន្ទោសឯងដែរមកយឺតរួចក៏ទាមទារនៅធនធានវឹកហាត់របស់គាត់ឈិនសៀវក៏បានប្រាប់ថ្នាក់ដឹកនាំថាធនធានដែលនិកាយដាវបានឲ្យយកមកនោះក៏ត្រូវបានអ្នកវឹកហាត់ធម្មពលបិសាចយកទៅហើយគ្រាន់តែលើបែបនេះឆោកើក៏បានក្តាប់ដៃយ៉ាងណែនដើរចូលទៅសួរទៅកាន់គេបិសាចមែនទេតើពួកវានៅឯណាឈិនសៀវចាប់ផ្ដើមភ្ញាក់ផ្អើលហើយចេតនាសម្រាប់មួយនេះពិតជាមិនធម្មតាទេឬមួយក៏គាត់មិនមែនស្ថិតនៅកម្រិតទី1ស្ទប់ទី5ទេឆោកើក៏សួរគេម្ដងទៀតឈិនសៀវក៏បានប្រាប់ហើយថាគេបានជួបបិសាចនៅក្នុងព្រៃភ្លើងធម្មពលរបស់គេស្ថិតនៅកម្រិតទី2ដំណាក់កាលដំបូងរីឯនៅក្បែរខ្លួនពួកគេក៏មាននៅសត្វបិសាចជាច្រើនខ្ញុំបានប្រយុទ្ធជាមួយនឹងពួកគេអស់ជាច្រើនស្នៀតរហូតធ្វើឲ្យខ្ញុំមានរបួសនៅពេលដែលខ្ញុំរត់គេចនោះចិញ្ចៀនដែលផ្ទុកនៅធនធានទាំងអស់ក៏ត្រូវពួកវាដណ្ដើមបានលើពីនឹងទៅទៀតនៅលើខ្លួនខ្ញុំក៏ពោពេញទៅដោយរបួសហើយខ្ញុំមកទីនេះក៏ចង់ផ្ដោតដំណើរទៅដល់លោករួចក៏ត្រឡប់ទៅនិកាយដើរវិញប្រមូលផ្ដុំនៅសិស្សទាំងអស់ទៅសម្លាប់ពួកគេឆៅកើហើបន្តិចហើយក៏ថាហ៊ានយករបស់ពីនិកាយរបស់យើងផងឯងក៏មិនអាចរួចបានទេលេងចឹងឈិនសៀវខ្លាញ់ៗនេះក៏ចាប់ផ្ដើមញញឹមដោយភាពជឿជាក់ហើយបន្ទាប់មកឈិនសៀវក៏បាននាំឆៅកើដើរមកដល់ព្រៃភ្លើងឈិនសៀវគេក៏ដើរបណ្ដាមើលទៅកាន់ត្រីនិស្ស័យរបស់គេបណ្ដារីឯឆៅកើគាត់ធ្វើដោយធម្មតាឈិនសៀវក៏បានរំលឹកឆៅកើថាកុំឲ្យធ្វើប្រហែសអីអ្នកដែលវឹកហាត់ធម្មពលបិសាចចលនារបស់ពួកគេពិតជាចម្លែកណាស់តែឆៅកើក៏នៅតែមិនខ្វល់ប្រាប់ឲ្យគេឈប់សម្ដែងទៀតទៅឯងបានសម្លាប់ពួកគេនៅទីនេះមែនទេស្របពេលនោះដែរក៏ស្អាតតែមានសត្វល្អិតមួយបានវាចេញពីភ្នែកឈិនសៀវសម្លេងបិសាចម្នាក់នោះក៏និយាយមកហើយថាថ្នាក់ដឹកនាំលូពិតជាមានប្រាជ្ញាខ្ពស់មែនប៉ុន្តែដឹងនៅពេលនេះគឺយឺតពេលហើយខ្ញុំមិនហ៊ានវាយប្រហារឯងនៅក្នុងនិកាយមកក៏ដោយសារតែធម្មពលវឹកហាត់របស់ឯងក៏ពិតជាចម្លែកតែនៅទីនេះពោពេញទៅដោយសត្វអសិរពិសជាច្រើនទោះបីមនុស្សស្ថិតនៅកម្រិតចម្រាញ់ព្រលឹងក៏មិនអាចរត់គេចបានដែរចំណែកឯអ្នកដែលស្ថិតនៅកម្រិតទី3វិញមានឱកាសតិចតួចណាស់ដែលអាចរស់រានមានជីវិតតែឆៅកើក៏នៅតែមិនខ្វល់សួរគេឯងមានកម្រងនាំខ្ញុំចុះពីលើភ្នំដើម្បីសម្លាប់ខ្ញុំមែនទេកញ្ចាស់បិសាចក៏បានរំលឹកប្រាប់ថាពីដំបូងឡើយគេចង់យករាងកាយឈិនសៀវទៅថ្វាយលោកម្ចាស់របស់គេតែក្រោយពីបានឃើញសៀវឈូទើបគេដឹងថានេះគឺជារាងកាយដ៏ទេវភាពដូច្នេះក៏បំណងធំរបស់គេនោះគឺយករាងកាយសៀវឈូទៅថ្វាយលោកម្ចាស់របស់គេនៅក្នុងពិធីបុណ្យឥឡូវនេះខ្ញុំបានបញ្ឆោតឯមកដល់ទីនេះហើយនៅក្នុងនិកាយមកមានតែក្មេងស្រីទន់ខ្សោយម្នាក់ប៉ុណ្ណោះពេលនេះប្រហែលជាកូនចៅរបស់យើងចាប់នាងបានបាត់ហើយលេងចឹងឆៅកើក៏ញញឹមអូអញគិតថានាងក្មេងស្រីទន់ខ្សោយឬកាន់មកក្នុងនិកាយឯនេះវិញតងលីក៏បានប្រឈមមុខជាមួយនឹងបិសាចម្នាក់គេក៏ចង់ស្ទើរមកចាប់តងលីតែរាងកាយដ៏ល្វត់រវន់របស់នាងមិនអាចឲ្យគេចាប់បានទេលេខសោចឆ្អែតហើយក៏ដកដាវចេញពីឆ័ត្រកាត់ផ្ដាច់បំពង់កគេស្លាប់ភ្លាមដែលហើយឆៅកើឯនេះវិញក៏និយាយទៅកាន់កញ្ចាស់ខ្មោចសោកស្ដាយណាស់ដែលតាចាស់ឯងមើលមិនឃើញកម្រិតវឹកហាត់របស់នាងលឿនចឹងក៏ចាប់ផ្ដើមមុំមកក្តៅក្រហាយហើយប្រមូលផ្ដុំនៅធម្មពលរួចក៏បញ្ជានៅសត្វពើទាំងអស់នេះវាផាឆៅកើតែរាងកាយឆៅកើសត្វពើទាំងអស់នេះមិនអាចធ្វើអ្វីបានទេកញ្ចាស់ខ្មោចក៏ថាចាប់តាំងពីឯងចូលទឹកដីរបស់យើងហើយមិនចាំបាច់ប្រឹងរត់គេចទេរងចាំស្លាប់តាមសម្រួលទៅស្របពេលនឹងដែរសត្វខ្លាធំពីរក៏បានលេចចេញមកមិនចាំយូរក៏សម្រុកទៅខាងឆៅកើតែក៏ត្រូវបានឆៅកើចាប់កន្ទុយជាប់បោកយ៉ាងខ្លាំងកញ្ចាស់ខ្មោចឃើញចឹងក៏ចាប់ផ្ដើមបើកភ្នែកធំហើយរួចក៏បញ្ចេញនៅមេរោងមួយមកប្រែក្លាទៅជាធំស្ទុះទៅត្របាក់ឆៅកើតែត្រឹមសម្បត្តិកូនមេរោងនេះឆៅកើបើកតែភ្នែកបន្តិចចេតនាដៅរបស់គាត់ក៏បានសម្លាប់ទាំងមេរោងទាំងម្ចាស់ស្លាប់បាត់ទៅគាត់ក៏បានឆែកខ្លួនវិស័យកញ្ចាស់រកឃើញនៅចិញ្ចៀនដែលបានផ្ទុកនៅធនធានទាំងអស់យកវាត្រឡប់មកវិញបន្ទាប់មកឆៅកើក៏បានរៀបរាប់នៅរឿងទាំងអស់ប្រាប់ទៅកាន់អ្នកមីងយីងព្រមទាំងយកនៅរបស់មួយទៅឲ្យអ្នកមីងយីងមើលគាត់ក៏ដឹងហើយថានេះគឺជាត្រាព្រះច័ន្ទពណ៌ស្វាយរួចក៏បានរំលឹកទៅកាន់សាកសពពួកបិសាចទាំងអស់នោះតាមការពិនិត្យរបស់នាងពួកគេប្រហែលជាមានទំនាក់ទំនងជាមួយនឹងបិសាចដែលបានសម្លាប់ឪពុកម្ដាយឆៅកើតងលីក៏ងើយឆ្ងល់តើបិសាចពួកវាកំពុងតែមានកម្រងអ្វីទៅថ្ងៃនេះពួកគេបានវាយប្រហារទៅកាន់និកាយដាវតាមអ្វីដែលខ្ញុំគិតពួកគេកំពុងតែស្ថិតនៅតំបន់មួយចំនួននៅក្នុងទីក្រុងឈីងចៅនេះហើយអ្នកមីងយីងក៏បានប្រាប់ថាមួយទសវត្សរ៍មកនេះនាងព្យាយាមស្វែងរកពពួកបិសាចប៉ុន្តែពួកវាបាត់ខ្លួនដោយមិនមានដានទាត់តែសោះលើកនេះខ្ញុំនឹងត្រឡប់ទៅនិកាយដាវវិញប្រាប់រឿងទាំងអស់ទៅកាន់ថ្នាក់ដឹកនាំរួចពួកយើងនឹងសម្លាប់ផ្ដាច់ពូជពួកបិសាចទាំងអស់ឆៅកើក៏ស្បាត់ដូចគ្នាថាខ្ញុំនឹងតង់លីនឹងសងសឹកឲ្យឪពុកម្ដាយជាមិនខានអ្នកមីងninhក៏បានរំលឹកបើពួកគេដឹងនោះពួកគេប្រកាសជាសប្បាយចិត្តណាស់ហើយពេលនេះក៏នឹងយកសាកសពឈិនសៀវទៅនិកាយវិញហើយក៏ប្រាប់ពួកគេឲ្យប្រយ័ត្នខ្លួនផងអ្នកទាំងពីរក៏បានធ្វើការគ្រប់ទៅកាន់អ្នកមីងយីងដែលបែបនេះninhយីងក៏បានចាកចេញបន្ទាប់មកសាច់រឿងក៏បានកាត់មកឆៅកើកំពុងតែផឹកម្នាក់ឯងនៅក្បែរភ្នូបុព្វបុរស10ឆ្នាំមកហើយទីបំផុតព
ពួកបិសាចបានបង្ហាញខ្លួនហើយពុកម៉ែខ្ញុំស្បត់ថានឹងសម្លាប់ពួកបិសាចដើម្បីសងសឹកឲ្យអ្នកទាំងពីរឲ្យបានស្របពេលនោះដែរធម្មពលបុព្វបុរសក៏បញ្ចូលនៅអ្វីម្យ៉ាងចូលទៅក្នុងខ្លួនឆៅកើរួចក៏បានបញ្ចេញនៅផែនទីមួយមកបន្ទាប់មកសាច់រឿងក៏បានកាត់មកក្នុងទីក្រុងឆុងចៅមនុស្សម្នាជាច្រើនក៏បាននិយាយតាក់ទងជាមួយនឹងនិកាយដើររួមទាំងនិកាយផ្សេងទៀតបានរួបរวมគ្នាបង្កើតនៅសម្ព័ន្ធមួយដែលសម្ព័ន្ធនោះគឺជាសម្ព័ន្ធកម្ចាត់បិសាចពួកគេបានជ្រើសរើសមនុស្សមានទេពកោសល្យជាច្រើនដែលមកពីគ្រប់ទិសទីហើយក៏មាននិកាយធំច្រើនណាស់ដែលបានចូលរួមហើយពេលនេះអ្នកទាំងបីក៏បានធ្វើការមកចុះឈ្មោះនៅទីនេះដែរតងលីងើឆ្ងល់ក៏សួរបងប្រុសមិនបានជាយើងមិនទៅស្វែងរកពួកបិសាចដោយខ្លួនឯងទៅមិនបានមកត្រូវចុះឈ្មោះទីនេះឆៅកើសោតមកទៅក៏តទៅវិញថាឈិងចៅធំណាស់ពួកយើងទាំងពីរមិនអាចស្វែងរកវាឃើញទេតែបើពួកយើងអាចចូលរួមជាមួយនឹងសម្ព័ន្ធកម្ចាត់បិសាចបាននោះយើងនឹងទទួលបានព័ត៌មានឆាប់និងអាចសម្លាប់ពួកវាដ៏ងាយស្រួលមិនត្រឹមតែប៉ុណ្ណេះក៏មានធនធានសម្រាប់ហ្វឹកហាត់ដែរបន្ទាប់មកអ្នកទាំងបីក៏បានដើរមកដល់កន្លែងចុះឈ្មោះនៅទីនេះមានមនុស្សច្រើនណាស់ដែលបានមកចូលរួមតងលីក៏សរសើរថាអ្នកហ្វឹកហាត់ទាំងអស់នេះពិតជាមានចិត្តសប្បុរសណាស់ដែលមានចិត្តចង់សម្លាប់បិសាចតែកន្លែងទៅក៏សត្វបាត់ឆៅកើពេលនេះគាត់ក៏កំពុងតែចុះឈ្មោះគាត់ក៏បានណែនាំខ្លួនលោកឆៅកើមកពីនិកាយម៉ូតែព្រឹទ្ធាចារ្យម្នាក់នេះនិកាយម៉ូមិនដែលលើទេរួចក៏សួរព្រឹទ្ធាចារ្យនៅក្បែរតើគាត់ស្គាល់ដែរឬអត់លឿនចឹងគាត់ក៏បានដកយកនៅបញ្ជីមួយមកបញ្ជីទូចសាសដកមកលំវែងណានៃក្រោយពីគាត់បានពិនិត្យអស់មួយសន្ទុះនោះក៏បានរកឃើញហើយថ្នាក់ដឹកនាំនិកាយនេះគឺជាលោកឆៅកើនៅក្នុងនិកាយមានមនុស្ស2នាក់ប៉ុណ្ណោះព្រឹទ្ធាចារ្យជាអ្នកកត់ឈ្មោះនេះក៏បានប្រាប់ឆៅកើថាគាត់ពិតជាសរសើរដែលគេមានចិត្តចង់សម្លាប់បិសាចប៉ុន្តែដើម្បីចូលរួមសម្ព័ន្ធបានយ៉ាងហោចណាស់ក៏ត្រូវមានមនុស្ស6នាក់ដែរតាមអ្វីដែលកត់ត្រានៅក្នុងបញ្ជីនោះនិកាយម៉ូមានតែ2នាក់ប៉ុណ្ណោះលឿនចឹងឆៅកើក៏មកទះតុកផាំងសួររបស់យ៉ូណាជាអ្នករៀបចំលក្ខខណ្ឌនេះគាត់ក៏បានប្រាប់ថាការសម្រេចចិត្តនេះត្រូវបានរៀបចំដោយព្រឹទ្ធាចារ្យជាន់ខ្ពស់ជាច្រើនដែលមកពីនិកាយផ្សេងៗហើយពួកគាត់ធ្វើនេះក៏គិតដល់សុវត្ថិភាពសមាជិកសម្ព័ន្ធដែរព្រោះគាត់សួរនិកាយរបស់គេមិនបានជាមានមនុស្សតិចម្លេះឬមួយក៏និកាយនេះរងនឹងការបំផ្លិចបំផ្លាញភ្លាមនឹងដែរអពេនេះក៏ប្រាប់ព្រឹទ្ធាចារ្យឈប់ខ្ជិះខ្ជាយពេលវេលាជាមួយនឹងអពេនឹងទៀតទៅលឿនចឹងព្រឹទ្ធាចារ្យក៏យល់ស្របប្រាប់ឲ្យអ្នកកត់ឈ្មោះអ្នកដែលអាចទុកចិត្តបានសិនទៅឆៅកើក៏រាំងមុំម៉ៅប្រាប់ឲ្យអ្នកទាំងពីរតោះទៅដើរចេញបានបន្តិចក៏បានបែរមកប្រាប់ព្រឹទ្ធាចារ្យវិញថានិកាយមកមិនមែនមានមនុស្ស2នាក់ទេគឺ3នាក់បន្ទាប់មកសាររឿងក៏បានកាត់មកដល់ពេលល្ងាចពួកគេក៏ចាប់ផ្ដើមអត់សង្ឃឹមហើយព្រោះតែមិនមានមនុស្សដើម្បីចូលរួមជាមួយឆៅកើក៏នៅតែមុំម៉ៅមិនបានជាពួកគេហ៊ានមើលងាយមកកាន់និកាយរបស់យើងម្លេះតងលីក៏បានផ្ដល់កំណត់ឲ្យបងប្រុសស្វែងរកសិស្សបន្តទៀតទៅស្របពេលនឹងដែរសៀវនាងក៏បានឃ្លានគ្រាន់តែប្រាប់អ្នកទាំងពីរមិនទាន់ផុតពីមាត់ផងក៏មានអ្នកលក់នំប៉័ងហុយមកបាត់ហើយ80ម៉ោងក្រោយអ្នកទាំងបីក៏បានញ៉ាំឆ្អែតគណៈពេលដែលពួកគេកំពុងតែជជែកគ្នាលេងនោះក៏បានឮសំឡេងបុរសម្នាក់កំពុងតែបង្ខំទៅកាន់កញ្ញាម្នាក់នេះនារីម្នាក់ទៀតក៏បានប្រាប់នាងកុំឲ្យរឿងរ៉ូវពេកអីតែនាងមិនដឹងទេថាគាត់គឺជាអ្នកណាគេគឺជាលោកម្ចាស់តូចមឹងមកពីនិកាយស៊ូយាគាត់បានចាប់អារម្មណ៍ទៅកាន់នាងនេះគឺជាសំណាងរបស់នាងហើយអាចារ្យនោះនិយាយច្រើនពេកនោះគេក៏ចាប់កញ្ឆក់លូពីងមកធ្វើឲ្យនាងរស់ពិនពីលើដៃបោះនៅថងប្រាក់ឲ្យនាងហើយក៏ចង់យកលូពីងទៅកំដរគេគណៈពេលដែលគេបង្រងនឹងលូកលាន់ទៅកាន់នាងហើយនោះក៏ស្រាប់តែឆៅកើបានបង្ហាញខ្លួនចាប់កាច់ដៃរបស់គេលោកម្ចាស់មឹងម្នាក់នោះក៏ស្ដីឲ្យឆៅកើហើយឯងខ្វាក់ភ្នែកមែនទេហ៊ានប៉ះពាល់ស្រីរបស់យើងផងឃើញចឹងម្នាក់ស្រីនេះក៏ចាប់ផ្ដើមយកមុខហើយនាងទាំងពីរកុំឆ្លុះគ្នាអីមិនអីទេលោកម្ចាស់តូចម្នាក់នេះបើលោកចូលចិត្តទៅកាន់នាងដែរក៏ប៉ុន្តែលោកម្ចាស់មឹងបានមកមុនហើយតែបើលោកពេញចិត្តនាងខ្លាំងណាស់លោកអាចរំលោះនាងបានតម្លៃគឺ 10000 ដំឡឹងលឿនចឹងតងលីក៏ស្ដីឲ្យតែម្ដងស្រីឈួតម្នាក់នេះកំពុងតែធ្វើឲ្យស្ថានភាពកាន់តែវឹកវរហើយតែនាងក៏ដែរយ៉ាងចុកទៅវិញបើមិនមានលុយទេក៏មិនចង់បាននារីនៅទីនេះលោកម្ចាស់មឹងក៏បានឌឺដងឆៅកើអាល្អិតបើឯងមិនមានលុយទេរិនលូគឺជារបស់យើងហើយមិនអីទេបើឯងមិនអស់ចិត្តខ្ញុំអាចឲ្យឯងទៅអង្គុយស្ដាប់នៅមាត់ទ្វារបាននិយាយរួចក៏នាំគ្នាសើចយ៉ាងសប្បាយចិត្តស្របពេលនឹងដែរប្រពន្ធក៏បានលេចចេញមកប្រាប់លក្ខខណ្ឌ2ឲ្យឆៅកើជ្រើសរើសទី1ប្រគល់រិនលូទៅឲ្យលោកម្ចាស់មឹងនោះគេនឹងទទួលបានថ្នាំគ្រាប់មូលដ្ឋានមួយគ្រាប់ជំរើសទី2ចាត់ការមឹងហ្វឹងប្លន់យកលុយទៅលួសរិនលូដល់ពេលនោះគេនឹងទទួលបានថ្នាំគ្រាប់កម្រិតផែនដីមួយគ្រាប់ហើយនៅពេលដែលគាត់រំលោះរិនលូខ្លាចជាកូនចៅរបស់គាត់ហើយនោះប្រពន្ធនឹងផ្ដល់ទឹកសន្សើមដល់ទេវភាពចំនួន1ដបទៀតជាមួយនឹងទឹកសន្សើមដល់ទេវភាពនេះនៅពេលដែលគេបានស្រូបចូលហើយវានឹងមានការផ្លាស់ប្ដូរបន្តិចបន្តួចទៅលើធម៌ពលខាងវិញ្ញាណរបស់គេតែឆៅកើមិនបានជ្រើសរើសជំរើសទាំងពីរនឹងទេគាត់យកជំរើសទី3រួចក៏ប្រាប់កញ្ញានោះ 10000 ដំឡឹងក៏ 10000 ដំឡឹងទៅគាត់នឹងយកកញ្ញានេះហើយលើបែបនេះម្នាក់ក៏មានការភ្ញាក់ផ្អើលឆៅកើក៏ឌឺដងទៅវិញយ៉ាងម៉េចហើយកូនជ្រូកចង់ដេញថ្លៃបន្តទេម៉ឹងហ្វឹងរាំងមូមកបន្តិចអាល្អិតឯងហ៊ានប្រឆាំងជាមួយនឹងយើងផងយ៉ាងម៉េចគ្មានលទ្ធភាពដេញថ្លៃចង់ប្រើហិង្សាមែនទេលឿនចឹងម៉ឹងហ្វឹងក៏ស្ទុះទៅវាយឆៅកើប្រាប់ឲ្យគាត់ស្លាប់ទៅឆៅកើប្រើក្បាច់ប្រចាំតករបស់គាត់តែមួយកំភ្លៀងដាច់ផ្កាទៅក្រោយម៉ឹងហ្វឹងងើបមកវិញទាំងវេទនាក៏បានប្រាប់កូនចៅឲ្យចូលទៅសម្លាប់គេទៅកូនចៅរបស់គេ2នាក់ក៏បានសម្រុកចូលតែឆៅកើក៏វេតែដៃបន្តិចក៏បានខ្ទាតរីឯម៉ឹងហ្វឹងហោះឡើងទៅខាងលើបញ្ចេញនូវធម្មពលវិផាឆៅកើរួចក៏បញ្ចេញនូវដាវស្ទុះទីចាក់គាត់សាជាថ្មីជាលទ្ធផលក៏ត្រូវបានឆៅកើចាប់ដាវជាប់
ទះមួយកំភ្លេងទៀតវិលចង់200ជុំបន្ទាប់មកក៏ថែមមួយជើងជាកិច្ចបង្ហើយច្រឡំមិនមែនជាកិច្ចបង្ហើយទេមកទះដល់ក្រៅសំណាក់ទៀតបែរស្មងក្រោយមឹងហ្វឹងក៏បានជាប់មុខអត់ហើយគំរាមទៅកាន់ឆៅកើថាគេគឺជាសិស្សរបស់ពុទ្ធិចារ្យធំនៅក្នុងនិកាយយូជាឯងហ៊ានប៉ះពាល់មកកាន់ខ្ញុំនិកាយយូជានឹងមិនលើកលែងឲ្យឯងឡើយតែឆៅកើក៏តបយ៉ាងកំណាយទៅវិញដោយសារតែមានក្មេងនៅទីនេះយើងមិនសម្លាប់ឯងទេប្រកាច់ទៅណឲ្យបាត់ទៅហើយបើឯងចង់សងសឹកនោះអាចមករកខ្ញុំនៅក្នុងនិកាយមកបានមឹងហ្វឹងក៏រំលឹកទៅដល់និកាយមកល្អឯងជាសត្រូវរបស់យើងហើយចាប់ផ្ដើមនៅពេលនេះមកតុងលីក៏បានរំលោះលោកពេញរួចទៅហើយព្រមទាំងហុចវិកាយច្បាត់ឲ្យឆៅកើនាងក៏បានសួរតើគាត់មិនខ្វល់ទេឬឆៅកើក៏ប្រាប់នាងវិញថាបើម្នាក់នោះគឺជានាងគាត់ក៏មិនស្ទាក់ស្ទើរក្នុងការជួយដែរតែតុងលីក៏សោកស្ដាយគួរតែសម្លាប់គេឲ្យហើយទៅជៀសវាងបញ្ហានៅថ្ងៃអនាគតស្របពេលនឹងដែរលោកពេញក៏បានលិតជង្គង់អរគុណទៅដល់លោកម្ចាស់វ័យក្មេងដែលបានជួយសង្គ្រោះនាងហើយចាប់តាំងពីពេលនេះតទៅនាងនឹងស្ម័គ្រចិត្តបម្រើគេអស់មួយជីវិតឬបែបនេះឆៅកើក៏បានយកกระดาษនោះហែកចោលប្រាប់ទៅកាន់នាងវិញថាចាប់ពីពេលនេះតទៅនាងមានសេរីភាពហើយនឹងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេទៀតទេខ្ញុំធ្វើនេះមិនមែនចង់បាននាងធ្វើជាអ្នកបម្រើខ្ញុំឡើយតែខ្ញុំធ្វើពីចេញអំពីបេះដូងដ៏ស្មោះសររបស់ខ្ញុំនិយាយរួចក៏បបួលអ្នកទាំងពីរត្រឡប់ទៅវិញខណៈពេលដែលអ្នកទាំងបីបានដើរចាកចេញនោះលោកពេញក៏បានយកនៅกระดาษផ្សព្វផ្សាយស្វែងរកសិស្សរបស់អ្នកទាំងបីមកមើលរួចក៏ឲ្យលោកម្ចាស់ឲ្យឈប់នាងគឺចង់ធ្វើជាសិស្សនៅក្នុងនិកាយរបស់គេលើអញ្ចឹងអ្នកទាំងបីក៏បានមើលមុខគ្នាបន្ទាប់មកសាច់រឿងក៏បានកម្មដល់ថ្ងៃស្អែកសៀវឈូនិងលោកពេញកំពុងតែធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នកមីងម្នាក់ហើយអ្នកមីងក៏ចង់ឲ្យពួកគេស្វែងរកកូនកញ្ជ្រោងដែលបានបាត់តែហាក់បីដូចជាមិនទុកចិត្តទៅកាន់ពួកគេសៀវឈូក៏បញ្ចេញនូវថ្មីមាត់ដ៏ប៉ិនប្រសប់របស់នាងនិយាយរៀបរាប់នៅរឿងជាច្រើនព្រមទាំងឲ្យគាត់កុំបារម្ភអីបើមានបញ្ហាអ្វីនោះអាចមករកនាងនៅក្នុងនិកាយមកបានដែលបែបនេះគាត់ក៏បានចូលព្រមប្រកល់នៅកសិផលចំនួន10នៅពេលដែលភារកិច្ចបានបញ្ចប់នោះគាត់នឹងប្រកល់10ទៀតបន្ទាប់ពីគាត់ចាស់ចេញទៅបាត់លោកពេញក៏សួរសិស្សច្បងតើប្រកាសទេថាអាចរកវាឃើញបើតាមអ្វីដែលនាងដឹងនោះអ្នកមីងអំបញ្ញមិញនេះគាត់គឺមកពីភូមិជីជាសៀវឈូក៏ប្រាប់ថានាងដឹងហើយព្រោះតែ3ថ្ងៃមុននាងក៏បានឃើញវានៅទីនោះនៅពេលដែលនាងចង់ចាប់វាលោកគ្រូក៏បានប្រាប់ថានេះគឺជាសត្វមានម្ចាស់ហើយវាកំពុងតែវង្វេងពីម្ចាស់របស់វាហើយតាមអ្វីដែលនាងចងចាំជាមួយនឹងក្លិនរបស់វានេះក៏គឺជាសត្វរបស់គាត់ហើយបន្ទាប់ពីស្ដាប់នៃការរៀបរាប់របស់សៀវឈូហើយលោកពេញក៏អស់សំណោចតែភ្លាមក៏សត់តែបន្ទោសខ្លួនឯងគឺមកពីខ្ញុំទាំងអស់បើកុំប្រុសតែខ្ញុំនៃកាយមកក៏មានបញ្ហាដែរសៀវឈូឃើញចឹងក្នុងនាមជាសិស្សច្បងក៏បានជួយលួងលោមប្រាប់សិស្សប្អូនកុំឲ្យគិតច្រើនអីដរាបណាខ្ញុំនៅទីនេះឯងមិនចាំបាច់បារម្ភទេស្របពេលនោះឆៅកើក៏ដើរចូលមកសរសើរសៀវឈូថានាងចាស់ទុំហើយតែមិនចាំបាច់មើលមុខគាត់ទេពុកពេញទៅដោយស្នាមរបួសលោកពេញបារម្ភក៏មកសួរលោកគ្រូតែមិនអីទេឆៅកើក៏ប្រាប់ថាគ្មានបញ្ហាឲ្យនាងយកវាទៅឲ្យអ្នកនាងវ័យក្មេងនៅក្នុងគ្រួសារយាយដែលនៅភូមិខាងលិចទីក្រុងតែក៏មិនភ្លេចឲ្យនាងទាមទារកាក់ស្ពាន់ចំនួន10ទៀតផងព្រោះតែមុខរបស់គាត់ត្រូវបានវាខ្ចៅខូចអស់ហើយបន្ទាប់មកសៀវឈូក៏ស្វែងរកថ្នាំដើម្បីយកលាបឲ្យលោកគ្រូតុងលីដែលមកពីក្រោយនោះឃើញចឹងក៏អស់សំណោចខ្ញុំបាននិយាយហើយថាតើខ្ញុំជាអ្នកចាប់ប៉ុន្តែបងប្រុសពិតជារឿងក្បាលណាស់ហើយគាត់ក៏មិនដឹងទេថាឆ្មានេះកាយដល់ថ្នាក់នឹងសត្វថៃធរនាំអេដមីនវងវិញពេញនឹងហើយពីមុនដែលជាសុទ្ធបន្ទាប់មកកញ្ជ្រោងឥឡូវចេញឆ្មាតែជាក់ស្ដែងគឺជាឆ្មាមែនតោះចូលទៅកាន់សាច់រឿងរបស់យើងវិញឆៅកើក៏ល្អតែគាត់ត្រូវធ្វើការសុំបំណុលគេដល់ពេលណាទៀតតុងលីក៏បានដកនៅថង់ប្រាក់មកប្រាប់ថានាងរកបានកាក់ស្ពាន់30នៅថ្ងៃនេះរីឯឆៅកើគាត់រកបានត្រឹមតែ15ប៉ុណ្ណោះរួចក៏រំលឹកទៅកាន់អ្នកទាំងពីរនេះមិនដឹងថារកបានប៉ុន្មានទេតែក្រោយពីសៀវឈូបានយកចេញមកអ្នកទាំងពីរក៏មានការភ្ញាក់ផ្អើលឆៅកើក៏ថាវាពិតជាច្រើនណាស់តែឯងបានមកពីណាហើយសៀវឈូនាងក៏បានមកដោយសារតែនាងធ្វើជាគ្រូទាយឆៅកើក៏ភ្ញាក់ផ្អើលចំនាងល្អិតនេះចេះទូទាយទៀតសៀវឈូក៏តបទៅវិញចាំមិនលោកគ្រូមិនជឿជាក់លើខ្ញុំទេនិយាយមិនទាន់ចប់ស្រួលវូផងក៏មានតាចាស់ម្នាក់បានមកសុំឲ្យអ្នកគ្រូឈូជួយទូទាយឆៅកើក៏សួរគាត់តើមានរឿងអ្វីកើតឡើងគាត់ក៏បានប្រាប់ថាមានបិសាចបានចាប់ក្មេងៗនៅក្នុងភូមិរបស់គាត់អស់ហើយបន្ទាប់មកគាត់ក៏បាននាំពួកគេមកទីនេះព្រមទាំងប្រាប់ថាកន្លះខែមុនក្មេងៗនៅក្នុងភូមិបានបាត់ខ្លួនម្ដងម្នាក់រហូតអស់ពីស្តុបដំបូងឡើយពួកយើងគ្រាន់តែគិតថាក្មេងៗបានវង្វេងប៉ុណ្ណោះប៉ុន្តែស្ថានភាពស្តីងគ្នានេះបានកើតឡើងជាបន្តបន្ទាប់ខ្ញុំបានឲ្យអ្នកភូមិឡើងលើភ្នំដើម្បីស្វែងរកក្មេងៗតែជាអកុសលពួកគេគ្មាននរណាម្នាក់អាចរស់រានមានជីវិតបានទេហើយតាមអ្វីដែលគាត់បានឮគឺមានមនុស្សនិយាយទាក់ទងជាមួយនឹងអ្នកគ្រូឈូដែលមានសមត្ថភាពទូទាយស្ថិតនៅច្រកចូលក្រុងដូច្នេះហើយទើបគាត់ទៅស្វែងរកនាងដរាបណាពួកគេអាចស្វែងរកក្មេងៗឃើញគាត់នឹងលះបង់អ្វីៗទាំងអស់ទៅឲ្យពួកគេឆៅកើក៏ប្រាប់ឲ្យគាត់កុំបារម្ភអីខ្ញុំនឹងមនុស្សក្នុងនិកាយម៉ូទាំងអស់នឹងសម្លាប់បិសាចដើម្បីជួយសង្គ្រោះក្មេងៗស្របពេលនោះលោកពេញក៏បានមកប្រាប់ឆៅកើថានៅពេលដែលនាងបានយកឆ្មាទៅឲ្យមនុស្សនៅក្នុងគ្រួសារយាយនោះនាងបានឮពួកគេនិយាយទាក់ទងជាមួយនឹងអ្នកគ្រូយ៉ុងកូនស្រីរបស់គាត់ក៏បានបាត់ខ្លួនកាលពីម្សិលមិញដែរគេក៏បានរើ
រកឃើញនៅរបស់នេះនៅលើដំបូលគាត់ក៏បានស្នើឲ្យខ្ញុំតាមដាននៅរឿងនេះផងតុងលីក៏ដឹងហើយថានេះគឺជារបស់ពពួកបិសាចហើយវាពិតជាមានក្លិនស្អុយហើយពិតជាដោយអ្វីដែលឆៅកើគិតមែនព្រោះតែលើកមុនគេក៏ចង់ចាប់យកសៀវឈូដែរឥឡូវនេះពួកគេក៏ចាប់ផ្ដើមបញ្ចេញនូវសកម្មភាពជុំវិញទីក្រុងហើយការបាត់ខ្លួនរបស់ក្មេងៗដ៏ច្រើនបែបនេះខ្ញុំគិតថាពួកគេកំពុងតែធ្វើរឿងធំមួយហើយស្របពេលនោះពុទ្ធិចារក៏ចាប់អារម្មណ៍មានអ្វីចម្លែកនោះគឺជាទិសដៅនៅក្នុងភូមិលើចាំងឆៅកើក៏បញ្ញាប់ចាប់លីគាត់សម្ដៅទៅភូមិកាន់មកកាន់ក្នុងភូមិម្នាក់វិញបរិសម្នាក់ក៏ត្រូវបានអ្នកភូមិចាប់ចងពួកគេក៏បានចោទប្រកាន់ទៅកាន់គាត់ថាជាអ្នកចាប់ក្មេងៗឲ្យគេប្រកល់នៅក្មេងៗត្រឡប់មកវិញមកបើមិនអញ្ចឹងទេគាត់នឹងដុតគេឲ្យស្លាប់ជាមិនខានបរិសម្នាក់នឹងគេក៏ព្យាយាមប្រកែកថាមិនមែនជាគេទេតែអ្នកភូមិមិនបានជឿទៅកាន់គេឡើយព្រោះតែមានពាក្យញុះញង់ពីអាប៉ែនេះគេក៏បានដើរចូលមកថាបើមិនមែនជាឯងគឺជាអ្នកណាចាប់តាមពីឯងបានចូលមកក្នុងភូមិក្មេងៗក៏ចាប់ផ្ដើមបាត់ម្ដងម្នាក់ហើយអ្នកខ្លះក៏បានឃើញឯងស្ថិតនៅលើភ្នំខាងក្រោយនៅពាក់កណ្ដាលទ្រាបផងដែរភ្នែករបស់ឯងឡើងពណ៌ក្រហមដូចទៅនឹងបិសាចផុសតាំងទាំងអស់នេះឯងមានអ្វីចង់ប្រកែកទៀតតែគេក៏បានប្រាប់ថាបន្ទាប់ពីគេសម្លាប់នៅថ្ងៃនោះគេមិនចាំអ្វីទាំងអស់រឿងដែលក្មេងៗបាត់ខ្លួនមិនមែនជាខ្ញុំទេបើទោះបីជាខំរៀបរាប់ប៉ុណ្ណាគេក៏នៅតែមិនជឿចាប់តាំងពីឯងមានប្រងសារភាពទៅហើយខ្ញុំនឹងបរិយាមេរៀនខ្លះទៅឯងចោះខណៈពេលដែលភ្លើងកំពុងតែដុតបរិសម្នាក់នោះស្រែកដោយក្តីឈឺចាប់ឆៅកើក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនបង្ហាញខ្លួនមកបញ្ចេញនូវថាមពលតែបន្តិចក៏បានបន្លត់ទៅកាន់ភ្លើងទាំងអស់នោះចូលមកដល់ខាងក្រោមគ្មាននរណាសួរទេណែនាំខ្លួនតែម្ដងលូឆៅកើគឺជាថ្នាក់ដឹកនាំនៃកាយមកប្រាប់ពួកគេឲ្យប្រកល់មកគាត់ចោះគាត់នឹងស៊ើបអង្កេតរឿងនេះតាចាស់នោះលឿនចឹងក៏បានបញ្ញាប់មកគ្រប់ឆៅកើអមតៈទីបំផុតលោកក៏បានមកដល់ប៉ុន្តែពួកយើងបានចាប់បានគេហើយគ្រាន់តែបិសាចនេះរៀងរឹងរើសបន្តិចគេមិនព្រមនិយាយទេរីឯមេភូមិក៏បានស្ដីឲ្យពួកគេតើហេតុធីងគេបានធ្វើអ្វីខុសទៅគេតែងតែស្ថិតនៅក្នុងភូមិជានិច្ចនៅពេលដែលក្មេងៗបាត់ខ្លួនហើយបើគេពិតជាបិសាចពិតមែនកិច្ចចាស់ឯងទាំងអស់គ្នានេះថ្ងៃនេះពួកគាត់ជាស្លាប់ជាមិនខានលឿនចឹងតាចាស់នេះក៏បានស្ដីឲ្យមេភូមិហើយដោយសារតែលោកមេភូមិនឹងទៅព្រារាំងនឹងការស្វែងរកក្មេងៗបន្ទាប់មកក៏បាននិយាយជាមួយនឹងឆៅកើថារឿងទាំងអស់នេះខ្ញុំពឹងលើលោកហើយប៉ុន្តែកុំធ្វើឲ្យពួកយើងអស់សង្ឃឹមឲ្យសោះនិយាយរួចក៏បានដើរចាស់ចេញរីឯសៀវឈូក៏ចាប់អារម្មណ៍នឹងក្លិនស្អុយដែលចេញពីខ្លួនរបស់គាត់ចំណែកឯឆៅកើក៏ឲ្យមេភូមិនាំពួកគេទៅសម្រាប់សិនទៅគាត់ចង់សួរចម្លើយបរិសម្នាក់នេះតែពីរនាក់ឆៅកើដោះលែងគេហើយក៏បានសួរតាតងថាអ្នកទាំងអស់គ្នាបាននិយាយថាគេគឺជាបិសាចតែមានអ្វីកើតឡើងចាប់ផ្ដើមនៅពេលនេះមកហើយឈៀងក៏បានរៀបរាប់នៅរឿងទាំងអស់ប្រាប់ទៅកាន់ឆៅកើថាគេគឺជាក្មេងកំព្រាកាលពីគេនៅក្មេងនោះគេក៏ទទួលរងនៅបណ្ដាសាមួយនៅថ្ងៃដំបូងនៃរដូវទាំង4បានឈានចូលមកដល់នៅពេលកណ្ដាលយប់ខ្ញុំនឹងចាប់ផ្ដើមបាត់បង់ស្មារតីអ្នកភូមិបាននិយាយថាខ្ញុំនឹងប្រែទៅជាបិសាចចាប់មនុស្សណាម្នាក់ដែលគេបានឃើញយកទៅស៊ីលឿនចឹងឆៅកើក៏គិតតែម្នាក់ឯងចំតិចដោយមនុស្សជជកនៅក្នុងរឿងទៅរួចក៏សួរគេថាមានរឿងអ្វីបន្តគេក៏ប្រាប់ថាបន្ទាប់ពីនោះមកខ្ញុំបានជួបនៅអមតៈម្នាក់គាត់បានប្រាប់ខ្ញុំថាគាត់ក៏គ្មានវិធីដើម្បីដោះបន្តាសានេះដែរប៉ុន្តែគាត់ក៏បានប្រកល់នៅវត្ថុវេទមន្តមួយឲ្យខ្ញុំទោះវាមិនបានជួយអ្វីច្រើនក៏បានជួយឲ្យខ្ញុំគ្រប់គ្រងខ្លួនឯងបានខ្លះដែរហើយចាប់តាំងពីពេលនោះមកខ្ញុំក៏មិនដែលវាផាទៅកាន់នរណាម្នាក់ទេក៏ប៉ុន្តែលើកនេះវត្ថុនេះបានចេញនូវសកម្មភាពដោយខ្លួនឯងបន្ទាប់មកខ្ញុំក៏បានសន្លប់នៅពេលដែលខ្ញុំបានភ្ញាក់ដឹងខ្លួនវិញខ្ញុំបានស្ថិតនៅលើភ្នំខាងក្រោយបាត់ទៅហើយនៅពេលដែលខ្ញុំបានត្រឡប់មកភូមិវិញអ្នកភូមិក៏បានចោទប្រកាន់ខ្ញុំថាជាបិសាចដែលបានចាប់ក្មេងៗឆៅកើគិតបន្តិចក៏ថាមានមនុស្សបានដឹងពីអត្តកម្បាំងរបស់ឯងហើយឆ្លៀតឱកាសនៅពេលដែលឯងបាត់បង់ការគ្រប់គ្រងបន្តិចនោះគេក៏បានធ្វើនៅរឿងទាំងអស់នេះក៏ប៉ុន្តែហៃធីងគេគឺមិនដែលប្រាប់នៅរឿងទាំងអស់នេះទៅកាន់នរណាឡើយគាត់មិនចង់ប្រាប់នរណាម្នាក់ទេព្រោះតែពេលដែលគាត់ប្រាប់ទៅពួកគេនឹងបណ្ដេញគាត់ចេញពីភូមិជាមិនខានហើយខ្ញុំពិតជាមិនចង់រស់នៅឯកាតែម្នាក់ឯងឡើយឆៅកើក៏សរសើរម្នាក់នោះពិតជាឆ្លាតដែលបានរៀបគម្រោងទាំងអស់នេះទម្លាក់កំហុសទៅកាន់ហៃភីងរួចគាត់ក៏សុំមកវត្ថុបុរាណដែលអមតៈម្នាក់នោះប្រគល់ឲ្យគេ80ម៉ោងក្រោយមកអ្នកទាំង4ក៏កំពុងតែប្រជុំគ្នាមើលទៅកាន់វត្ថុបុរាណមួយនោះតុងលីក៏សរសើរថាវត្ថុបុរាណនេះពិតជាមានធម៌ពលខ្លាំងណាស់អ្នកដែលមានធម៌ពលល្មមមិនអាចប៉ះពាល់វាបានទេហើយអ្នកដែលអាចធ្វើឲ្យវាសកម្មបានគឺជាមនុស្សដែលមានធម៌ពលខ្លាំងក្លាណាស់ជាពិសេសនោះគឺជាបិសាចលើបែបនេះគ្រប់គ្នាក៏មានការភ្ជាប់ហើយធីងក៏ដឹងហើយថានៅក្នុងភូមិគឺមានបិសាចហើយពេលនេះគេនឹងទៅប្រាប់មេភូមិកុំឲ្យយឺតពេកព្រោះតែខ្លាចបិសាចនេះមិនមែនចាប់តែក្មេងៗទេថែមទាំងសម្លាប់ទៅកាន់អ្នកភូមិទៀតតែឆៅកើក៏ប្រាប់គេកុំឲ្យបញ្ញាពេកអីបើគេគឺជាបិសាចមែនបានធ្លាក់ចូលអន្ទាក់របស់គាត់ហើយនៅពេលនេះត្រីចាប់ដើមស៊ីនុយបណ្ដាហើយខ្ញុំក៏ចង់ដឹងដែរថាគេហ៊ានស៊ីនុយមួយនេះដែរឬអត់បន្ទាប់មកសាររឿងក៏បានកម្មមកដល់ព្រៃមួយកន្លែងពីងពេនដ៏ធំមួយកំពុងតែផ្លាស់ទីយ៉ាងលឿនឆ្លងកាត់នៅព្រៃដ៏ជ្រៅទីបំផុតក៏បានចូលមកដល់រូងភ្នំមួយហើយនៅក្នុងនេះយើងក៏បានឃើញនៅតាចាស់ម្នាក់នោះដែរពីងពេនក៏យករបស់នេះទៅឲ្យគេហើយក្នុងនេះគឺជាទារកតាមពិតទៅអ្នកដែលនៅពីក្រោយរឿងនេះទាំងអស់គឺជាតាចាស់នេះសោះបន្ទាប់ពីយកក្មេងទុកហើយក៏និយាយតែម្នាក់ឯងថាក្មេងស្រីទាំងអស់នេះគឺជាអាហារដ៏ឆ្ងាញ់បំផុតនៅលើពិភពលោកមួយនេះហើយថ្ងៃនេះក៏មាននៅអាហារដ៏ឆ្ងាញ់មកបន្ថែមទៀតហើយរួចក៏បញ្ជានៅពីងពេនរបស់គេទៅចាប់សៀវឈូចង់យកនាងទៅជូនស្ដេចបិសាចនៅក្នុងពិធីបុណ្យព្រះច័ន្ទពណ៌ស្វាយនៅពេលដែលស្ដេចបិសាចពេញចិត្តហើយខ្ញុំប្រកាសជាអាចឡើងទៅឋានសួគ៌បានហើយខណៈពេលដែលគេដើរចាស់ចេញទៅនោះយើងក៏បានឃើញនៅរាងកាយពិតត្រូវបានគេចាប់មកទីនេះដូចគ្នាបន្ទាប់មក
មកសិស្សរឿងក៏បានកាត់មកដល់កន្លែងសម្រាប់របស់ឆៅកើវិញហើយពិតជាដោយអ្វីដែលគាត់រំពឹងទុកមែនកញ្ចប់បិសាចគេពិតជាមិនអាចរងចាំបានទៀតទេនៅពេលនេះគេចាប់ផ្ដើមកំណត់គោលដៅលើសៀវឈូហើយមេភូមិក៏សួរតើវាពិតជាស្នាដៃបិសាចមែនគាត់ក៏ប្រាប់ថាពិតមែនហើយសត្វពេញពីនេះគឺជាសត្វដែលគេបានចិញ្ចឹមគេមិនចង់បង្ហាញមុខដោយផ្ទាល់ទើបគេបញ្ជូនវាមកពេលនេះគេប្រហែលជាលាក់ខ្លួននៅកន្លែងណាមួយហើយរួចក៏ប្រាប់មេភូមិឲ្យទៅសម្រាកសិនទៅថ្ងៃស្អែកគាត់នឹងនាំក្មេងៗត្រឡប់មកវិញឲ្យបានជាពិសេសនោះគាត់នឹងស្វែងរកមូលហេតុឲ្យឃើញតែតើនៅរឿងគេចាប់ក្មេងៗដល់បែបនេះមេភូមិក៏បានអន់គ្រប់ព្រមទាំងបានចាស់ចេញរីឯឆៅកើក៏នៅតែបន្តពិនិត្យមើលពេញពីងតុងលីក៏មកសួរបងប្រុសតើមានកម្រងធ្វើអ្វីបន្តឆៅកើក៏ប្រាប់ថាគាត់មានវិធីផ្ទាល់ខ្លួនរបស់គាត់ហើយស្របពេលនោះប្រពន្ធក៏បានលេចចេញមកបញ្ចេញនូវឱសថទឹកមួយបន្ទាប់ពីឆៅកើបន្តវាចូលទៅក្នុងភ្នែករួចគាត់ក៏អាចមើលធម្មពលពីទិសដៅដែលវាបានមករួចក៏បានប្រាប់ឲ្យតុងលីនៅក្នុងភូមិនេះហើយដើម្បីការពារសៀឈូទុកឲ្យគាត់ជាអ្នកទៅរកវិសាចដល់បែបនេះតុងលីក៏ប្រាប់គាត់ប្រយ័ត្នខ្លួនផងកាត់មកកាន់ឆៅកើនៅពេលដែលគាត់បានរត់តាមធម្មពលនោះភ្លៀងក៏ចាប់ផ្ដើមធ្លាក់ហើយពិតជាដល់អ្វីដែលគាត់បានគិតមែនបិសាចនេះកំពុងតែស្នាក់នៅក្នុងរូងភ្នំបន្ទាប់ពីធ្វើដំណើរអស់ជិត80ម៉ោងឆៅកើក៏បានមកដល់ទីតាំងមួយឃើញពីរពាងពីរក្បាលកំពុងតែដេកស្លាប់បើតាមគាត់មើលទៅវាបានប្រយុទ្ធជាមួយនឹងជើងខ្លាំងម្នាក់ហើយនៅឆ្ងល់ខ្លាំងណាស់តើនរណាទៅដែលបានសម្លាប់ពួកវារួចគាត់ក៏បានរត់ចូលទៅខាងក្នុងបន្តកាត់មកកាន់ខាងក្នុងឯនេះវិញឆៅកើដែលចូលបានបន្តិចក៏បេជាប់នៅក្បាលខ្មោចមួយស្របពេលនោះដែរតាចាស់នោះក៏បានបង្ហាញខ្លួនពិតជាដោយការរំពឹងទុកមែនថ្នាក់ដឹកនាំលូនៅតែអាចរកខ្ញុំឃើញឆៅកើក៏មានការភ្ញាក់ផ្អើលពិតជាតាចាស់ឯងមែនខ្ញុំសង្ស័យឯងតាំងពីយូរមកហើយឯងមែនតែជាអ្នកដែលចាប់ក្មេងៗប្រកល់ក្មេងៗមកបើមិនចង់ឲ្យក្បាលជ្រុះពីកលើចឹងក៏តទៅវិញអាលអិតឯងពិតជាជឿជាក់ណាស់បើប្អូនស្រីឯងមកខ្ញុំប្រហែលជាភ័យខ្លាចបន្តិចតែឯងវិញគ្រាន់តែជាមនុស្សស្ថិតនៅកម្រិតទី1កាកប៉ុណ្ណោះហ៊ានក្អេកក្អាងនៅមុខយើងថែមទាំងចង់ដណ្ដើមក្មេងៗពីយើងទៀតរួចក៏បានបញ្ជានៅពេញពេលរបស់គេឲ្យទៅសម្លាប់ឆៅកើហើយសាកសោវាស៊ីទៅខណៈពេលនោះឆៅកើក៏អាចគេចផុតបានព្រមទាំងតបទៅកាន់គេវិញអាយ៉ាកញ្ចាស់ទំពេចនេះហ៊ានមើលងាវខ្ញុំផងចាំមើលថ្ងៃនេះខ្ញុំនឹងវាយមុខតឯងឲ្យម៉ែឯងមើលលេងស្គាល់តែម្ដងស្របពេលនោះដែរពីងពីងក៏វាប្រហារគាត់ម្ដងទៀតតែឆៅកើអាចទប់ទល់បានវាក៏បានហោះឡើងទៅខាងលើបាញ់នៅសម្បុកពីងពីងជាច្រើនរុំព័ទ្ធខ្លួនឆៅកើសូត្រពីងពីងនេះគឺមិនធម្មតាទេបើទោះបីជាឆៅកើខំប្រឹងរើប៉ុណ្ណាក៏មិនអាចរើរួចដល់បែបនេះក៏មានតែព្យាយាមហក់កិច្ចពីការវាយប្រហាររបស់វាចុះឡើងចុងក្រោយក៏ត្រូវបានវាវាយឲ្យខ្ទេតបុកនឹងសុទ្ធមួយប្រេះបាយខ្ទេចរីឯនៅក្នុងសុទ្ធនេះក៏ពោពេញទៅដោយកូនពីងពីងជាច្រើនខណៈពេលដែលពួកវាបានសម្ដៅមកកាន់គាត់នោះឆៅកើទីបំផុតក៏អាចរើរួចបន្ទាប់មកក៏មកចេញនៅបន្លាតកពីខាងលើនៅពេលដែលវាបានមកដល់នោះគាត់ក៏បានទម្លាក់មកក៏ធ្វើឲ្យវាបានដាច់នៅរាងកាយខ្ទេចរួចក៏មកចេញនៅបន្លាតកមួយទៀតគប់ទៅផ្ដាច់កពីងពីងlênនៅសល់ចុងក្រោយតែខណៈពេលដែលគាត់កំពុងតែខ្វះការប្រុងប្រយ័ត្ននោះក៏មាននៅពីងពីងមួយទៀតចង់ស្ទុះទៅខំគាត់ជាសំណាងល្អក៏មាននៅលំពេងមួយបានចាក់ទម្លុះរាងកាយវាជួយសង្គ្រោះគាត់តាន់ហើយកញ្ញាម្នាក់នឹងនាងក៏មានឈ្មោះថាជាងស៊ីនយៀននាងក៏បានដាស់តឿនឆៅកើថាបិសាចមិនតាន់ស្លាប់ទេកុំឲ្យខ្វះការប្រុងប្រយ័ត្នឲ្យសោះឆៅកើឃើញនាងភ្លាមក៏នឹកទៅដល់អតីតកាលនាងគឺជាគ្រូរបស់គាត់នាងក៏បានប្រាប់ឆៅកើមកទៅគ្រូសិស្សយើងពីរនាក់នេះបានបរាជ័យនៅថ្ងៃនេះហើយកូនសិស្សខ្ញុំនឹងនាំឯងចាស់ចេញពីទីនេះឲ្យបានចាប់ពីពេលនេះតទៅផ្លូវមួយនេះឯងត្រូវដើរតែម្នាក់ឯងហើយត្រង់នេះសិស្សរឿងគេបានបញ្ជាក់ឲ្យច្បាស់ទេក៏ប្រហែលជានាងជាគ្រូនៅក្នុងហ្គេមចូលទៅកាន់សិស្សរឿងរបស់យើងវិញឆៅកើក៏បានអរគុណណែនាំខ្លួនរួចក៏សួរនាងតែខ្ញុំគួរហៅនាងបែបម៉េចស៊ីយៀនក៏បានណែនាំខ្លួនថានាងមកពីគ្រួសារជាងស៊ីយៀនរួចនាងក៏បានរំលឹកអំពីរឿងដែលនិកាយមកកំពុងតែទទួលសិស្សឆៅកើរៀងអេះអន់បន្តិចហើយក៏បានប្រាប់នាងបើទោះបីជាគាត់មិនបានចូលរួមសម្ព័ន្ធកម្ចាត់បិសាចក៏ដោយក៏ប៉ុន្តែគាត់នឹងខិតខំប្រមូលកម្លាំងទៅកម្ចាត់បិសាចតាមអ្វីដែលគាត់អាចធ្វើបានស្របពេលដែលអ្នកទាំងពីរកំពុងតែជជែកគ្នានោះតាចាស់នោះក៏បានបង្ហាញខ្លួននិយាយទៅកាន់អ្នកទាំងពីរថាកន្លែងគាត់មិនមែនជាហាងតែសម្រាប់អ្នកទាំងពីរជជែកគ្នាលេងទេបើពួកឯងចង់និយាយគ្នាណាទៅនិយាយជាមួយគ្នានៅឋាននរកទៅនិយាយរួចក៏បាននឹងចេញនៅតាមមពលមកក៏ធ្វើឲ្យពីងពីងដែលពួកគេបានសម្លាប់បាននោះក៏បានបើកភ្នែកឡើងមកវិញអ្នកទាំងពីរក៏បានត្រៀមខ្លួននៅការប្រយុទ្ធរាតាចាស់នោះក៏បន្តនៅក្នុងរូបព្រំរបស់យើងពោពេញដោយពីងពីងនិងសរសៃសូត្រចងព្រលឹងដែលមកពីពិភពក្រោមដីទាំង9កូនរបស់យើងគឺមានជីវិតអមតៈពួកឯងមិនអាចបំផ្លាញបានទេខ្ញុំសង្ឃឹមថាពួកឯងទាំងពីរអាចទប់ទល់បានយូរជាងនេះបើមិនចឹងទេវាគួរឲ្យធុញពេកហើយលើបែបនេះឆៅកើក៏និយាយទៅកាន់ស៊ីយៀនពួកយើងជួបគ្នាគឺជាវាសនាហើយអ្វីពួកយើងមិនសហការគ្នាចាត់ការទៅកាន់គេទៅស៊ីយៀនលើកដាច់ហើយក៏យកប្រោមប្រាប់ឆៅកើបើមានគ្រោះថ្នាក់អ្វីមកពីក្រោយនាងមកនាងនឹងការពារគេបន្ទាប់មកការប្រយុទ្ធក៏បានចាប់ផ្ដើមពីងពីងមួយក៏បានស្ទុះទៅវាយឆៅកើតែគាត់ក៏អាចទប់ទល់បានរីឯស៊ីយៀនក៏បានដកឃ្លាទៅក្រោយយកអេឡុងបន្តិចបញ្ចេញនូវធម្មពលជាច្រើនវាយចូលទៅបើទោះបីជាបែបនេះក៏មិនអាចធ្វើអ្វីវាបានរួចក៏ចាប់ផ្ដើមក៏វានៅលំពេរបស់នាងឆាច់ចាក់ទៅកាន់ភ្នែកពីងពីងបោកវាដេកស្អាតរីឯឆៅកើនៅម្ខាងទៀតក៏ចាត់ការវាបានដូចគ្នាតែពិតជាដោយអ្វីដែលតាចាស់នោះបាននិយាយមែនពីងពីងនេះគឺអមតៈមិនអាចសម្លាប់បានទេស៊ីយៀនចាក់ទៅកាន់ពីងពីងនោះម្ដងទៀតហើយក៏បានស្ទុះទៅរកតាចាស់នោះវិញម្ដងតែសមត្ថភាពរបស់គេក៏មិនណយដែរមួយរំពេចក៏បានបាត់ខ្លួនខណៈពេលនោះក៏មាននៅពីងពីងមួយ
ក្បាលបានមកវាប្រហារនាងតែឆៅកើក៏បានជួយសង្គ្រោះតាន់អ្នកទាំងពីរក៏និយាយព្រមគ្នាថារាងកាយពិតមិននៅទីនេះទេទន្ទឹមនឹងនោះដែរពេញពាងដែលឆៅកើបានដោតនៅលើនោះក៏បានរើរួចពេលនេះអ្នកទាំងពីរក៏ត្រូវបានវាឡោមព័ទ្ធចិត្តម្ដងទៀតឆៅកើក៏បានផ្ដោតគំនិតឲ្យនាងបំផ្លាញនៅសម្បុកពេញពាងនេះស្ទើរទៅបើមិនដូច្នេះទេមិនអាចចាប់ការពីក្បាលនេះបានទេរួចក៏សួរនាងតើមានវិធីអ្វីអត់ស៊ីយានដាក់មកតយហើយក៏ប្រាប់ថាប្រើភ្លើងខណៈពេលដែលពេញពាងទាំងពីរបានសង្គ្រោះមកនោះស៊ីយានក៏បញ្ចេញនូវធម្មពលភ្លើងចេញពីឃ្លោករបស់នាងវាយប្រហារចេញទៅធម្មពលដ៏សន្ធោសន្ធៅបានបំផ្ទុះគំតិចទៅកាន់សំណាញ់ពេញពាងដែលនៅខាងលើខ្ទេចបន្ទាប់មកទៀតក៏បញ្ជាឃ្លោករបស់នាងបញ្ចេញនូវរទេះឋានសូរទាំង9ធម្មពលរទេះដ៏ខ្លាំងក៏ចាប់ផ្ដើមខ្វាយទៅកាន់ពេញពាងទាំងពីរមួយសន្ទុះក្រោយពេញពាងទាំងពីរក៏បានដេកស្អាតអ្នកទាំងពីរក៏បន្តដំណើរទៅរកតាចាស់នោះខណៈពេលដែលបង្រងនឹងចាស់ចេញឆៅកើក៏ចាប់អារម្មណ៍នឹងអ្វីម្យ៉ាងបន្ទាប់មកសាច់រឿងក៏បានកាន់មកដល់ទីតាំងមួយកន្លែងទៀតនៅពេលដែលមកដល់ស៊ីយិនក៏ចាប់អារម្មណ៍ស្ថានភាពនៅកន្លែងនេះសរសើរថែមទៀតថាកញ្ចាស់នេះពិតជាមានការប្រុងប្រយ័ត្នខ្លាំងណាស់ស្របពេលនឹងដែរអ្នកទាំងពីរក៏ចាប់អារម្មណ៍ទៅកាន់សម្បូរទាំងអស់នេះវាគឺពិតជាមានចំនួនច្រើនទន្ទឹមនឹងនោះដែរតាចាស់នោះក៏បានសើចមកយ៉ាងលឺនិយាយទៅកាន់ពួកគេថារបស់ដែលពួកឯងចង់បាននៅទីនេះហើយមូលហេតុដែលយើងមិនបានស៊ីពួកគេនោះគឺយើងចង់ទុកឲ្យស្ដាប់វិសាចនិយាយរួចក៏ប្រើលបួនយ៉ាងលឿនស្ទុះមកខ្វាយឆៅកើមួយក្រញាំឆៅកើបើទោះបីជាអាចគេចផុតមែនប៉ុន្តែក៏រងរបួសបន្តិចដែរតាចាស់នោះក៏បាននិយាយបន្តថាក្មេងៗទាំងអស់នោះគេមិនអាចស៊ីបានមែនប៉ុន្តែអ្នកទាំងពីរមិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេស្របពេលនោះដែរប្រព័ន្ធក៏បានលើកចេញមកប្រាប់ប្រកាន់ឆៅកើថាតាចាស់នេះគឺជាសមាជិកវិសាចដែលមកពីវិមានប្រចាំពណ៌ស្វាយគេស្ថិតនៅកម្រិតទី3ឋានសួគ៌ទី5រីឯស៊ីយានវិញក៏ស្ថិតនៅកម្រិតទី3ឋានសួគ៌ទី5ដែរលឿនចឹងឆៅកើក៏គិតក្នុងចិត្តថាអ្នកទាំងពីរគឺមានអាណាចក្រដូចគ្នាក៏ប៉ុន្តែពីមួយខ្ញុំមិនជឿថាគេអាចឈ្នះបានទេបន្ទាប់មកគាត់ក៏ចាប់ផ្ដើមបញ្ចេញនូវធម្មពលសខ្មៅក៏រំដោបជុំវិញទីនេះឃើញចឹងតាចាស់នោះក៏សរសើរអាល្អិតយើងមើលស្រាលឯងពេកហើយមនុស្សស្មានថាឯងមានអំណាចធម្មពលខាងវិញ្ញាណខ្លាំងក្លាបែបនេះសោះប្រាប់តាមប្រងមកឯងមកពីនិកាយណាដែរឆៅកើក៏ណែនាំខ្លួនម្ដងទៀតថាគាត់គឺជាឋានៈដឹកនាំនិកាយម៉ូគ្រាន់តែលើនិកាយម៉ូភ្លាមក៏បានសោតមកយ៉ាងខ្លាំងអាឡិតឯងគឺជាតកូលូមកពីនិកាយម៉ូមែនទេល្អណាស់ថ្ងៃនេះបើខ្ញុំអាចចាប់ឯងបានប្រកល់ទៅឲ្យស្ដេចវិសាចនោះខ្ញុំនឹងទទួលបានសមិទ្ធផលដ៏មិនគួរជឿហើយនិយាយរួចក៏បានបែងភាគបញ្ចេញនូវរូបរាងកាយជាច្រើនមកក៏ធ្វើឲ្យឆៅកើមានការភ្ញាក់ផ្អើលតែឆៅកើក៏នៅតែមិនខ្លាចកវីនៅដែររបស់គាត់ឆាច់ស្ទុះទៅកាប់គំតិចនៅរាងកាយតាចាស់នោះអស់ពី3ដែលឡៃស៊ីយិនក៏មិនណយដែរលំពេញពោពេញទៅដោយចំហាយភ្លើងគំតិចទៅកាន់រាងកាយតាចាស់នោះអស់ជាច្រើនខណៈពេលនោះដែរនាងក៏ចាប់អារម្មណ៍ទៅកាន់រាងកាយមួយដែលមានចំហាយធម្មពលខ្លាំងជាងគេហើយនេះប្រហែលជារាងកាយពិតរបស់គេហើយបន្ទាប់មកក៏ប្រើប្រាស់ល្បឿនលឿនគំតិចរាងកាយដែលនៅរាងមុខទោះទៅបំផ្លាញនៅរាងកាយដែលនាងសង្ស័យនោះតែក៏ចាប់អារម្មណ៍ដល់ហើយថានេះគឺខ្លាំងទេព្រោះក៏ចង់ចូលទៅជួយឆៅកើតែក៏ត្រូវបានរាងកាយជាច្រើនទៀតមកទប់ទល់កាត់មកកាន់ឆៅកើណែវិញក៏នៅតែបន្តកាប់ដោយមិនប្រណីដៃតែស្របពេលនោះដែរក៏សត្វតែរាងកាយពិតបានបង្ហាញខ្លួនចាប់ច្រវាច់កគាត់ជាប់គេក៏បាននិយាយទៅកាន់ឆៅកើក្មេងស្រីម៉ែតនោះខ្លាំងណាស់ក៏ប៉ុន្តែឯងវិញទុនខ្សោយពេកហើយត្រឹមតែជាក្មេងស្ថិតនៅកម្រិតទី1ឋានសួគ៌ទី5ចង់ចាប់ឯងងាយស្រួលដូចចាប់មន់ចឹងតែឆៅកើក៏បានតទៅវិញឯងប្រកាសហើយមែនទេថាយើងស្ថិតនៅកម្រិតទី1និយាយរួចក៏ឲ្យប្រព័ន្ធដំឡើងកម្រិតរបស់គាត់ធម្មពលយ៉ាងខ្លាំងក្លាក៏បានបំផ្ទុះបំផើតាចាស់នោះចេញបន្ទាប់មកដកដៃរបស់គាត់តែបន្តិចខ្វាយតាចាស់នោះដល់លើជង្គង់ចុះស្របពេលដែលគេមិនទាន់បានត្រៀមខ្លួនផងនោះស៊ីយានក៏បានបង្ហាញខ្លួនមកម្នាក់ទៀតយកលំពែងរបស់នាងចាក់ទម្លុះខ្លួនគេជាកិច្ចបង្ហាញតែដល់ដំណាក់កាលនេះហើយតាចាស់នោះនៅតែមិនស្លាប់គេក៏នៅតែងើយឆ្ងល់មិននឹងអាចទៅរួចទៅមិនបានជាគេអាចទម្លុះកម្រិតបានសួរឆៅកើឯងធ្វើវាដោយរបៀបណាឆៅកើក៏តទៅវិញកញ្ចាស់ឯងមិនសមនឹងដឹងទេរួចក៏ឲ្យតាចាស់នោះប្រាប់មកថាស្ដេចបិសាចរបស់ឯងនៅណាហើយដើម្បីបានជាគេប្រមូលផ្ដុំបិសាចទាំងអស់មកទីក្រុងឈីងចៅតែគេមានកំណងអ្វីលឿនចឹងតាចាស់នោះមិនប្រងប្រាប់ទេក៏បានសម្លាប់ខ្លួនទៅភ្លាមនោះឆៅកើក៏ហាក់បីដូចជាមិនស្រួលដោយសារតែគាត់រងរបួសស៊ីយានក៏សួរនាំគាត់តែក៏ធ្វើជារកប្រស្អាតថាមិនអីទេបន្ទាប់មកឆៅកើក៏បាននាំក្មេងៗទៅឲ្យឪពុកម្ដាយរបស់គេវិញអ្នកភូមិក៏មានការសប្បាយចិត្តអរគុណទៅដល់លោកម្ចាស់លូរីឯតុងលីក៏បានរំលឹកឆៅកើដែលបានជួបជាមួយនឹងបងស្រីជាងហើយគេបានសហការគ្នាប្រយុទ្ធថែមទាំងបានឈានទៅដល់កម្រិតទី2ទៀតនាងពិតជាងើយឆ្ងល់ខ្លាំងណាស់មិនអាចទៅរួចទៅឆៅកើក៏បានអួតទៅកាន់ប្អូនស្រីរបស់គាត់តែម្ដងថាស្មោតភូមិនោះពិតជាអស្ចារ្យនៅពេលដែលត្រឡប់ទៅវិញចាំគាត់នឹងរៀបរាប់រឿងលម្អិតប្រាប់ទៅកាន់នាងស្របពេលនោះដែរមេភូមិរួមទាំងអ្នកភូមិទាំងអស់ក៏បានមកធ្វើការគោរពប្រាប់ថាគុណបំណាច់នេះពិតជាធំធេងពេកហើយអ្នកភូមិទាំងអស់នឹងចងចាំអស់មួយជីវិតឆៅកើក៏ប្រាប់ពួកគាត់កុំឲ្យគួរសមពេកអីនេះគឺជាកាតព្វកិច្ចរបស់គាត់ទេបន្ទាប់មកពួកគេក៏បានធ្វើដំណើរត្រឡប់ទៅវិញនៅតាមផ្លូវឆៅកើក៏បបួលស៊ីយានទៅនិកាយរបស់គាត់ចង់សម្ដែងនឹងការអរគុណសង្ឃឹមថានាងមិនបដិសេធជាមួយនឹងខ្ញុំចុះលឿនចឹងស៊ីយានក៏ប្រាប់គាត់កុំឲ្យគោរពនាងខ្លាំងពេកអីស្របពេលនោះដែរហៃធីងក៏បានមកធ្វើការលិតជង្គង់អរគុណទៅកាន់អ្នកទាំងពីរឆៅកើក៏ទៅនឹងចាប់អារម្មណ៍ថារាងកាយក្មេងម្នាក់នេះមាននឹងកម្លាំងអាត់កម្បាំងមួយនៅក្នុងនិកាយម៉ូធម្មពលយិនយ៉ាងគឺមានតិចណាស់ដូច្នេះហើយទៅជាមូលហេតុដែលមិនមានសិស្សប្រុសបន្ទាប់មកគាត់ក៏បានទទួលហៃធីងធ្វើជាសិស្សនៅក្នុងនិកាយម៉ូរបស់គាត់បែបសម័យក្រោយមកអ្នកគ្រប់គ្នាក៏បានមកដល់និកាយម៉ូឆៅកើក៏រៀបចំ
មនៅអាហារដើម្បីទទួលភ្ញៀវឆៅកើពិតជាដឹងនៅចំណងចំណូលចិត្តរបស់ស៊ីយានបានយកស្រាមួយទៅឲ្យនាងស៊ីយានបន្ទាប់ពីលើកដាច់ហើយក៏បានសរសើរថាវាពិតជាឆ្ងាញ់ឆៅកើក៏នឹកទៅដល់អតីតកាលនៅពេលដែលគាត់ជាមួយនឹងអ្នកគ្រូបានសម្លាប់ទៅកាន់បិសាចមួយហើយអ្នកទាំងពីរក៏បានផឹកស្រាមួយនេះជុំគ្នាកាន់មកកាន់បច្ចុប្បន្នវិញឆៅកើក៏ថាស្រាមួយកែវនេះជាអ្វីដែលខ្ញុំជំពាក់នាងហើយត្រង់នេះគ្មានអ្វីសំខាន់ទេគ្រាន់តែជាការជួបជុំគ្នាញ៉ាំអាហារតែប៉ុណ្ណឹងតែដោយសារតែសាច់រឿងខ្លីខ្ញុំក៏ចេះតែដាក់ទៅបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ពេលព្រឹកឆៅកើក្រោកមកកលេចទៅក៏បានបាត់នៅស៊ីយានបាត់ទៅហើយឆៅកើក៏បញ្ញាមកយកកំបិតដែលនាងទុកឲ្យសម្លេងរបស់នាងក៏បានប្រាប់ថានាងពិតជាចូលចិត្តស្រាដែលគេបានឲ្យនាងណាស់តែដោយសារតែនាងមានធរៈបន្ទាន់ទើបបង្ខំចិត្តចាចែងដល់មិនបានប្រាប់មុននៅពេលដែលអ្នកមានពេលខ្ញុំសង្ឃឹមថាអ្នកអាចមកទីក្រុងសុនជូសានម្ដងខ្ញុំនឹងយកស្រាល្អបំផុតរបស់ខ្ញុំពួកយើងនឹងផឹកជុំគ្នាក្រៅពីនេះរបស់ទាំងពីរនេះវាគឺជាត្រាប្រចាំពណ៌ស្វាយវាគឺជាអំណោយចុងក្រោយរបស់ខ្ញុំសម្រាប់អ្នកពួកយើងគឺជាអ្នកកាន់ស្និទ្ធស្នាលតៅដូចគ្នាលោកប្រកាសជាអាចប្រើវាបានឆៅកើយករបស់នោះមកមើលហើយក៏ថាខ្ញុំប្រកាសជាទៅទីនោះបន្ទាប់មកសាច់រឿងក៏បានកាប់មកដល់ពេលយប់ឆៅកើក៏មកភ្នូបុព្វបុរសម្ដងទៀតហើយគាត់មកទីនេះក៏ចង់សួរបុព្វបុរសទាក់ទងជាមួយនឹងត្រាប្រចាំពណ៌ស្វាយពីរនេះស្របពេលនឹងដែរធម្មពលដែលចេញពីផ្សែងធូបនេះក៏បានហោះមករុំព័ទ្ធរាងកាយឆៅកើអណ្ដែតឡើងទៅលើអាកាសវាក៏អាចឲ្យគាត់មើលឃើញការចងចាំតាចាស់បិសាចម្នាក់នោះនៅក្នុងការចងចាំរបស់គេគាត់ក៏បានមកគោរពទៅកាន់ថ្នាក់ដឹកនាំទាំងពីររួចក៏បានប្រាប់ថាគ្រឿងដង្វាយបានរៀបចំរួចហើយសម្រាប់ពិធីបុណ្យព្រះច័ន្ទជីយ៉ូក៏បានរំលឹកគេឯងត្រូវតែចាំអ្នកទាំងអស់គ្នានោះគឺត្រូវតែជាមនុស្សបរិសុទ្ធនៅពេលដែលពិធីបុណ្យព្រះច័ន្ទពណ៌ស្វាយបានរួចរាល់ឯងនឹងទទួលបានរង្វាន់ជាមិនខានលឿនចឹងគេក៏មានការសប្បាយចិត្តរីឯឆៅកើក៏និយាយឡើងទីបំផុតយើងរកឯងឃើញហើយកំហឹងដែលយើងបានលាក់ទុកអរិយពេល10ឆ្នាំមកនេះយើងនឹងបញ្ចេញទៅលើឯងទាំងអស់កាន់មកកាន់និកាយមកនេះវិញពាក់កណ្ដាលយប់ក៏ចាប់ផ្ដើមចូលមកដល់ហើយធេងដែលកំពុងតែសម្រាកនោះរាងកាយគេហាក់បីដូចជាមានអារម្មណ៍មិនស្រួលរួចក៏នឹកទៅដល់អតីតកាលនៅពេលដែលភូមិត្រូវបានបំផ្លាញគេក៏នៅតែនិយាយថាគេមិនមែនជាបិសាចទេតែទន្ទឹមនឹងនោះសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ចាប់ផ្ដើមនៅពេលនេះមកហើយធេងក៏យកសពអាក្រក់ថាគេបានវិភាគទៅកាន់អ្នកភូមិតែក្រោយពីក្រោកមកនោះក៏ដឹងហើយថានេះគឺជាសបានអាក្រក់ម្ដងទៀតហើយបន្ទាប់មកក៏បានមករកទឹកផឹករួចក៏បានមើលមកខ្លួនឯងនៅក្នុងកែវដោយសារតែចិត្តមិនស្ងប់ក៏បានដើរចាស់ចេញពីបន្ទប់សម្ដៅទៅកាន់បន្ទប់ឆៅកើនៅពេលដែលបរិងនៅបើកទ្វារទៅហើយក៏បានគិតថានេះគ្រាន់តែជាយល់ស្ដាប់ប៉ុណ្ណោះមករំខានលោកគ្រូទាំងយប់អញ្ចឹងតែគាត់អាចខឹងទេក៏ប៉ុន្តែគិតមួយសន្ទុះហើយក៏បានបើកទ្វារតែនៅពេលដែលគេបើកទ្វារមកនោះក៏ស្ថិតនៅពេលព្រឹកបាត់ទៅហើយអ្នកដែលបានមកបើកទ្វារគឺជាតុងលីមកដល់ព្រាមក៏បានស្ដីឲ្យបងប្រុសថ្ងៃចាំងកូតហើយមិនទាន់ក្រោកទៀតហើយថ្ងៃនេះគឺជាថ្ងៃប្រឡងគុនដាវវារៀបនឹងចាប់ដើមហើយឆៅកើក៏ប្រាប់នាងថាគាត់ដឹងហើយតែក៏នៅតែល្អថាជីវិតវេទនានេះត្រូវបញ្ចប់នៅពេលណាទៅបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់កញ្ញាប៉ុន្មានអ្នកនេះកំពុងតែជជែកគ្នាលេងកញ្ញាម្នាក់នេះបន្ទាប់ពីស្ដាប់នៃការណែនាំហើយក៏បានដើរចាស់ចេញហើយត្រង់នេះគ្មានអ្វីសំខាន់ទេយើងក៏លេបមកមើលតង់លីនេះវិញពីអ្នកសៀវក៏បានមកជួយលោកតាម្នាក់ដើម្បីយកឆ្មាឲ្យគាត់វិញបន្ទាប់ពីជួយយកឆ្មាឲ្យគាត់ហើយព្រឹទ្ធាចារ្យពិតជាមានការអំណរគុណជាខ្លាំងសៀវក៏បានប្រាប់ព្រឹទ្ធាចារ្យបើមានបញ្ហាអ្វីទៀតអាចមករកនាងនៅក្នុងនិកាយមកបានគ្រាន់តែលើថានិកាយមកភ្លាមម្នាក់ក៏បានសោយតែមកខំកាន់មកកាន់ឲ្យថេងឯនេះវិញក៏កំពុងតែសម្អាតសំណាក់នៅក្នុងនិកាយមកគេក៏បានរំលឹកប្រាប់ថានៅយប់នោះគេមិនបានបើកទ្វារទេរួចក៏គិតក្នុងចិត្តថាលោកគ្រូគាត់រវល់ពេកហើយតែថ្ងៃក្រោយខ្ញុំនឹងឲ្យគាត់ជួយឲ្យបានរំលឹកអំពីឆៅកើបែបនេះឥឡូវយើងមកមើលគាត់បន្តិចទៅពេលនេះគាត់ក៏កំពុងតែជួយនៅប្រជាជនធម្មតាដើម្បីកាប់ឈើឲ្យពួកគេបន្ទាប់ពីក្រវីបថាឆាច់ក៏បានស្ទុះទៅយ៉ាងលឿនកាប់ផ្ដាច់នៅដើមឈើពីរ3ដើមភាគនេះដូចជាមិនមានអ្វីសំខាន់ទេគ្រាន់តែគេចង់ផ្ដោតទៅលើកូនសិស្សនៅក្នុងនិកាយមកខំជួយអ្នកភូមិតាមអ្វីដែលអាចធ្វើបានបន្ទាប់មកសាច់រឿងក៏បានកាន់មកដល់ពេលយប់ឆៅកើនៅតែបន្តតាមជួយប្រជាជនធម្មតាហើយពេលនេះគាត់គឺពិតជាអស់កម្លាំងខ្លាំងណាស់ក្រោយពីដើរមកដល់កន្លែងជីកត្បូងមួយហើយក៏បានប្រមូលផ្ដុំនៅធម្មពលម៉ាត់ចូលទៅពេញទំហឹងបណ្ដាលឲ្យដីនៅខាងក្រោយក៏បានប្រែបែកខ្ទេចឃើញចឹងលោកពូម្នាក់នេះក៏សរសើរហើយថាពិតជាអស្ចារ្យណាស់បើគាត់មានកម្លាំងដូចគេដែរប្រហែលជាងាយស្រួលក្នុងការធ្វើការតែកន្លែងមកកាន់ឆៅកើវិញគាត់គឺពិតជាអស់កម្លាំងខ្លាំងណាស់មកអង្គុយមួម៉ៅតែម្នាក់ឯងស្ដីឲ្យប្រព័ន្ធមិនបានជាដាក់ភារកិច្ចបែបនេះបើកុំតែបន្ទុកគាត់ក៏មិនធ្វើដែរស្រាប់ពេលនឹងដែរលោកពេញក៏បាននាំនៅកញ្ញាម្នាក់មកឃើញលោកគ្រូភ្លាមក៏បានបញ្ញាប់ទៅហៅគាត់ភ្លាមនោះពូឆៅកើក៏បានកោដោយបែបនេះលោកពេញក៏បានប្រាប់គាត់ថានៅជិតនេះមានភូមិនេសាទតូចមួយនៅទីនោះមានត្រីស្រស់ៗណាស់លឿនចឹងឆៅកើក៏ចាប់អូសដៃនាងទៅតែម្ដងក្រោយពីដើរមកដល់ហាងមួយឆៅកើពិតជាសប្បាយចិត្តទីបំផុតគាត់បានញ៉ាំហើយតែទន្ទឹមនឹងនោះគាត់ក៏បានឃើញក្មេងមួយក្រុមកំពុងតែប៊ូលូទៅកាន់ក្មេងម្នាក់ហើយពួកគេក៏កំពុងតែសម្ដែងធ្វើជាអ្នកវឹកហាត់អមតៈកំចាត់ទៅកាន់បិសាចកុមារដែលត្រូវបានគេប៊ូលូនោះក៏សួរហើយខ្ញុំមិនដែលប្រមាថទៅកាន់ឯងទេមិនបានជាធ្វើបាបខ្ញុំចឹងប្រមាបក៏តទៅវិញខ្ញុំមិនបានធ្វើបាបឯងទេខ្ញុំគ្រាន់តែកំចាត់បិសាចតែមិន
ត្រឹមតែប្រមាថទៅកាន់កុមារាម្នាក់នោះទេថែមទាំងរំលឹកទៅដល់ឪពុករបស់គេទៀតលើបែបនេះភ្លាមលូពីងក៏ទ្រាំមិនបានចង់ទៅចាត់ការតែក៏ត្រូវបានឆៅកើខាត់ដល់ឡែកកុមារាម្នាក់នោះវិញបន្ទាប់ពីលើគេប្រមាថទៅកាន់ឪពុកបែបនេះក៏ព្យាយាមរើបើទោះបីជាបែបនេះប្រមាថក៏នៅតែប្រមាថទៅកាន់ឪពុករបស់គេថែមទាំងប្រៀបប្រដូចជាមនុស្សស្តាប់ទៀតបែបនេះក៏ទ្រាំលែងបានទៀតហើយក៏ស្ទុះទៅវាយប្រមាថតែម្ដងតែវាយចុះវាយឡើងក៏នៅតែមិនមែនជាដៃគូប្រមាថត្រូវបានគេសង្គ្រោះពីលើមាត់មួយដៃហើយក៏បង្ខំឲ្យគេទទួលយកពាក្យទាំងអស់នេះទៅតែអ្នកណាទៅអាចទទួលយកនៅការប្រមាថបែបនេះទៅដល់បែបនេះប្រមាថក៏ចង់ចាត់ការបន្តតែក៏បានលឺនៅសំឡេងឆៅកើបាននិយាយហើយគាត់ក៏បានហៅក្មេងម្នាក់នោះថាជាព្រឹទ្ធាចារ្យទីបំផុតខ្ញុំស្វែងរកលោកឃើញហើយដោពុកមាត់រួចក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនស្ទុំមកបង្ហាញខ្លួនពីមុខអ្នកទាំងពីររួចក៏សួរទៅកាន់គេមិនបានជាមិនទាន់បង្ហាញរូបរាងកាយពិតទៀតប្រើប្រាស់ធម៌ពលរបស់គាត់បន្តិចធ្វើឲ្យក្មេងម្នាក់នោះបានក្លាយជាអ្នកក្លាហានមួយរំពេចក្រវិញនៅដំបងឆាច់សម្ពងទៅកាន់ប្រមាប់មួយតែនេះគ្រាន់តែជាការសម័យដែលឆៅកើបង្កើតឡើងប៉ុណ្ណោះរួចគេក៏នាំគ្នារត់ចាកចេញទៅរីឯក្មេងម្នាក់នោះក៏បានអរគុណឆៅកើព្រមទាំងសួរថាព្រឹទ្ធាចារ្យអស្ចារ្យគឺជាអ្វីទៅឆៅកើក៏លេងស្ទើរទៅវិញថាជាសត្វស្វាបន្ទាប់មកសាររឿងក៏បានកម្មមកដល់ក្នុងភូមិអ្នកភូមិក៏សួរឆៅកើថាប្រកាសទេថាស្វែងរកក្មេងម្នាក់នោះតែឆៅកើប្រកាសហើយក៏ឲ្យគាត់នាំខ្លួនទៅជួបគេក្រោយពីមកដល់បន្ទប់មួយយើងក៏បានឃើញគេកំពុងតែសម្រាកឆៅកើក៏បានយកនៅកម្ពីមួយក្បាលទុកឲ្យគេគាត់ក៏បានគិតក្នុងចិត្តថាចាប់ពីពេលនេះតទៅគ្រួសារមួយនេះពឹងផ្អែកលើឯងហើយឯងត្រូវតែរៀនធ្វើជាមនុស្សរឹងមាំដោយខ្លួនឯងរួចគាត់ជាមួយនឹងលោកពេញក៏បានធ្វើដំណើរចាស់ចេញតែគាត់ក៏បានបោះមកវិញប្រកបនៅស្គរក្របមួយទៅកាន់លោកយាយប្រាប់ថានេះគឺជាអាហារឆ្ងាញ់បំផុតនៅក្នុងនិកាយរបស់គាត់ហើយនៅពេលដែលគេភ្ញាក់ឡើងឲ្យគេស្ដាប់ល្បងទៅបន្ទាប់មកឆៅកើក៏បបួលលោកពេញទៅនិកាយព្រះច័ន្ទសម្រាប់មនុស្សម្នាក់កាន់មកកាន់និកាយព្រះច័ន្ទនៅនេះវិញយើងក៏បានឃើញនៅអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់នៅពេលដែលអ្នកទាំងពីរមកដល់អ្នកយើងក៏បានសួរតែអ្នកទាំងពីរគឺជាអ្នកណាតែអ្នកទាំងពីរមិនបានឆ្លើយតបនៅឡើយក៏បានដើរចូលតែម្ដងឃើញជើងក៏មុំមកហើយរត់ទៅកាប់មុខអ្នកទាំងពីរហ៊ានចូលនិកាយរបស់យើងដោយមិនមានការអនុញ្ញាតផងឆៅកើមិននិយាយច្រើនបញ្ចេញនូវធម៌ពលរបស់គាត់តែបន្តិចបណ្ដាលពួកគេមានការផាត់ភ័យញញឹមបន្តិចក៏បានដើរទៅបន្តអ្នកទាំងពីរមិនហ៊ានគាត់ទៀតទេបន្ទាប់មកឆៅកើក៏ប្រើធម៌ពលរបស់គាត់បន្តិចដើម្បីគោះនៅជួងនេះសំឡេងជួងបានមិនលើឡើងកូនសិស្សនៅក្នុងនិកាយជាច្រើនក៏បានបង្ហាញខ្លួនកញ្ញាម្នាក់នេះក៏បានស្ដីឲ្យអ្នកទាំងពីរហ៊ានមកកបញ្ហានៅក្នុងនិកាយរបស់យើងផងចង់ចូលទៅចាត់ការតែក៏ត្រូវបានគ្នាគេខាត់ថាមនុស្សម្នាក់នេះមិនធម្មតាទេពួកគេទាំងពីរអាចនឹងមានអំណាចដ៏ខ្លាំងក្លាស្ថិតនៅពីក្រោយកុំធ្វើអ្វីផ្ដេសផ្ដាសសោះបើមិនចង់មានបញ្ហាស្របពេលនឹងដែរឆៅកើក៏បានគោះនៅជួងនេះជាលើកទី2អតិពលដែលបានចេញពីជួងបណ្ដាលកូនសិស្សក៏មាននឹងការឈឺក្បាលពេលនេះពួកគេក៏ទ្រាំលែងបានទៀតហើយស្ទូអ្នកទាំងពីរមកពីណាបើជាហ៊ានមកកបញ្ហាបើនៅតែបែបនេះទៀតកុំបន្ទោសពួកយើងសោះឆៅកើក៏បានរំលឹកអំពីនិកាយរបស់គេមានសិស្សរាប់ម៉ឺននាក់ក៏ប៉ុន្តែគ្មានអារបស់យោណាម្នាក់ចេញទៅជួយប្រជាជនធម្មតាទេស្ដីឲ្យចំបែបនេះម្នាក់ក៏គាំងនិយាយអ្វីលែងចេញស្របពេលនឹងដែរយើងក៏បានឃើញនៅព្រឹទ្ធាចារ្យ2នាក់ក៏បានដើរចេញមកហក់មកមុខឆៅកើហើយក៏បានសួរគាត់អ្នកកំឡោះម្នាក់នេះជានរណាទៅមិនបានជាមកគួរដឹងបាក់របស់គាត់ទាំងព្រលឹមចឹងឆៅកើក៏ណែនាំខ្លួនលោកឆៅកើមកពីនិកាយម៉ូថ្ងៃនេះខ្ញុំមកបាក់ព្រះច័ន្ទដើម្បីស្វែងរកមនុស្សម្នាក់ឮថានិកាយម៉ូបែបនេះអ្នកទាំងពីរក៏បានមើលមុខគ្នាព្រឹទ្ធាចារ្យម្នាក់នេះគាត់ក៏ស្គាល់ដែរថានិកាយម៉ូគឺជានិកាយដែលចុះចំណាត់ថ្នាក់85ក្នុងចំណោមនិកាយទាំង100តែទោះជាយ៉ាងណាចាប់តាំងពីថ្នាក់ដឹកនាំចាស់បានស្លាប់ទៅនោះនិកាយនេះបានធ្លាក់ដុនដាបយ៉ាងខ្លាំងឥឡូវនេះនិកាយម៉ូគ្រាន់តែជានិកាយតូចទៀតប៉ុណ្ណោះបើប្រៀបជាមួយនឹងនិកាយរបស់យើងវាដូចជាមេនឹងដែរអញ្ចឹងស្ដាប់លេងចឹងព្រឹទ្ធាចារ្យម្នាក់ទៀតក៏បានសើចហើយគ្រាន់តែជានិកាយធ្លាក់ដុនដាបមួយសោះហ៊ានមកករឿងនៅក្នុងនិកាយព្រះច័ន្ទរបស់យើងផងព្រោះក៏សួរឆៅកើតើគេកំពុងស្វែងរកអ្នកណាគាត់ក៏បានប្រាប់ហើយគឺជាម៉ងហ្វឹងគ្រាន់តែលើថាម៉ងហ្វឹងភ្លាមក៏បានតទៅវិញពាក្យសម្ដីរបស់ឯងគិតថានិកាយរបស់យើងត្រូវតែធ្វើតាមមែនទេគ្រាន់តែជានិកាយធ្លាក់ដុនដាបថ្នាក់ទៀតសោះហ៊ានមកបញ្ជានិកាយរបស់យើងផងឆៅកើក៏តទៅវិញថាយើងបញ្ជាឯងក្នុងនាមយើងជាថ្នាក់ដឹកនាំនិកាយមករួចក៏បានរំលឹកទៅកាន់និកាយរបស់ពួកគេថាជានិកាយដែលមានមុខមាត់បន្តិចដែរប៉ុន្តែបើជាចោលមើលប្រជាជនធម្មតាយំស្រែកដោយការអត់ឃ្លានឋានៈជានិកាយដ៏ថ្លៃថ្នូរតើពួកឯងសមនឹងទទួលបានវាទេខ្ញុំមកនេះតែងតែនិយាយហេតុផលក៏ប៉ុន្តែពួកឯងមិនស្ដាប់ខ្ញុំទេបែបនេះមានតែវាយគ្នាតែម្ដងទៅលឿនចឹងព្រឹទ្ធាចារ្យធំក៏ចាប់ផ្ដើមមុំមកហើយតែព្រឹទ្ធាចារ្យម៉ាប់ក៏បានខត់គាត់ថាក្មេងម្នាក់នេះនិយាយត្រូវណាស់យើងណាគាត់គឺជាថ្នាក់ដឹកនាំនិកាយម៉ូម្នាក់ដែរហើយនិកាយម៉ូនិងនិកាយដាវតែមានភាពជិតស្និទ្ធជាមួយនឹងគ្នាការប្រមាថទៅកាន់ឋានៈលើគឺជាការហាមឃាត់ដ៏ធំបំផុតនៅក្នុងនិកាយដាវរួចក៏ផ្ដល់កំណត់ឲ្យគាត់ហើយនៅម៉ងហ្វឹងមកចង់ដឹងថាគេចង់ធ្វើអ្វីបន្តបើគេហ៊ានធ្វើអ្វីម៉ងហ្វឹងនោះមិនយឺតពេកទេដែលពួកយើងចេញមុខដល់បែបនេះគាត់ក៏បានយកប្រោមប្រកាសហៅម៉ងហ្វឹងថាថ្នាក់ដឹកនាំនិកាយម៉ូចង់ជួបគេតែសមងក្រោយមកម៉ងហ្វឹងក៏បានមកដល់គ្រាន់តែឃើញឆៅកើភ្លាមក៏ចាប់ផ្ដើមនិយាយហើយគឺជាឯងខ្ញុំមិនទាន់បានទៅរកឯងផងឯងបែរជាមករកខ្ញុំទៅវិញរីឯព្រឹទ្ធាចារ្យធំក៏បានចោទប្រកាន់ឆៅកើថាគេមកទីនេះមកកបញ្ហាដោយសារតែរឿងផ្ទាល់ខ្លួនរួចក៏ទាមទារ
រាយការណ៍ពីយល់អំពីឆៅកើក៏បានរំលឹកប្រាប់ថានៅក្នុងភូមិនេសាទតូចមួយមានមនុស្ស2នាក់ត្រូវបានបិសាចស៊ីត្រង់នេះប្រហែលជាគាត់ចង់រំលឹកតាក់ទងជាមួយនឹងឪពុកម្ដាយក្មេងម្នាក់នោះតែឡៃលើបងម៉ឹងហ្វឹងនេះវិញក៏សួរហើយតែមានពាក់ព័ន្ធអ្វីជាមួយនឹងខ្ញុំឃើញមុខគេតំណងពេកនឹងឆៅកើក៏បានទះពី3កំភ្លៀងទៀតដាច់ផ្កាជាលើកទី2ឃើញចឹងព្រឹទ្ធាចារ្យធំក៏ចាប់ផ្ដើមមួម៉ៅហើយអត្រកូលូឯងកុំប្រហើនពេកឯងគិតថានៅក្នុងនិកាយដើររបស់យើងគ្មានអ្នកដែលហ៊ានចាត់ការឯងទេឆៅកើក៏បានតបយ៉ាងជោគទៅវិញថាពួកគេបានប្រមូលប្រាក់ច្រើនជាង10ដងពីភូមិនេសាទក៏ប៉ុន្តែពួកឯងមិនបានបំពេញភារកិច្ចក្នុងការការពារទៅកាន់ប្រជាជនទេនៅពេលដែលអ្នកភូមិទទួលរងនឹងការវិបហាពីវិសាចពួកឯងបែរជាប្រងើយកន្តើយអ្នកគ្រប់គ្នាមិនដែលចង់បានអ្វីទេពួកគេគ្រាន់តែសង្ឃឹមថាមានជីវិតអាចរស់នៅបន្តប៉ុណ្ណោះអ្នកនេសាទ2នាក់ត្រូវបានសម្លាប់ហើយពួកគេគឺជាមង្គលនៃគ្រួសារទាំងមូលដើមឡើយពួកគេគឺមានគ្រួសារដែលមានសុភមង្គលតែដោយសារតែភាពគ្មានទំនួលខុសត្រូវរបស់ពួកឯងទៅធ្វើឲ្យគ្រួសារទាំងមូលធ្លាក់ចូលក្នុងភាពអស់សង្ឃឹមលោកបងម៉ងហ្វឹងក៏នៅតែនិយាយថាគេមិនមែនជាអ្នកសម្លាប់អ្នកទាំងពីរទេព្រឹទ្ធាចារ្យធំដកដង្ហើមធំបន្តិចក៏បានដើរទៅនិយាយជាមួយនឹងម៉ងហ្វឹងមួយសន្ទុះក្រោយក៏បានតបទៅកាន់ឆៅកើវិញថានេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះនិកាយដើររបស់ពួកយើងតែងតែបារម្ភនិងយកចិត្តទុកដាក់ជាមួយនឹងជីវិតប្រជាជននេះគឺជាភារកិច្ចរបស់ពួកយើងខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពព្រឹទ្ធាចារ្យម្នាក់ទៀតក៏បានមកនិយាយបន្តថាត្រូវហើយបិសាចបានសម្លាប់ទៅកាន់អ្នកទាំងពីរពួកគាត់ពិតជាមានការសោកស្ដាយខ្លាំងណាស់ជាការពិតណាស់កម្លាំងរបស់ម៉ងហ្វឹងគឺមានកម្រិតដូច្នេះហើយទៅគេមិនអាចយកឈ្នះបិសាចបានឬក៏ប្រាប់ឆៅកើកុំឲ្យបារម្ភអីការស្លាប់របស់អ្នកទាំងពីរនិកាយដើរនឹងដោះស្រាយវាបានឆាប់មិនតែប៉ុណ្ណោះខ្ញុំក៏នឹងឲ្យម៉ងហ្វឹងទៅធ្វើការគ្រប់វិញ្ញាណក្ខន្ធរបស់អ្នកទាំងពីរដែរហើយនេះគឺជាកិត្តិយសដ៏ធំបំផុតសម្រាប់ពួកគេហើយបើអ្នកទាំងពីរបានដឹងនៅរឿងនេះពួកគេមិនដឹងថាសប្បាយចិត្តប៉ុណ្ណាទេពីសម្ដីនិយាយមិនបានគិតអំពីជីវិតប្រជាជនបែបនេះឆៅកើក៏អស់សំណើចឆ្អល់មុខពួកគេពួកឯងនិយាយបានល្អណាស់រីឯព្រឹទ្ធាចារ្យធំក៏បានបន្តថ្នាក់ដឹកនាំលោកយល់ក៏ពិតជាល្អហើយពេលនេះក៏នឹងធ្វើពិធីជប់លៀងមួយដើម្បីដោះស្រាយបញ្ហាជម្លោះរវាងគាត់ជាមួយនឹងម៉ងហ្វឹងក៏ទៅវិញចាប់តាំងពីព្រឹទ្ធាចារ្យធំបានស្នំពរទៅហើយបន្ទាប់ពីពិធីជប់លៀងនេះចប់ពួកយើងនឹងមិនមានជម្លោះជាមួយនឹងគ្នាទៀតទេឆៅកើជីវិតមួយដូរយកនេះជីវិតមួយរឿងខ្លះមិនមែនសុទ្ធតែអាចដោះស្រាយបានដោយងាយស្រួលទេព្រឹទ្ធាចារ្យធំក៏បានស្ទោតែថ្នាក់ដឹកនាំលោកចង់មានន័យថាម៉េចគ្រាន់តែជាមនុស្សក្រីក្រថោកទាបពីអ្នកប៉ុណ្ណោះតើសោះសមដែរទេក្នុងការបដូរជីវិតម៉ងហ្វឹងក៏បានដើរមកនិយាយជាមួយនឹងឆៅកើផ្ដល់ឱកាសឲ្យហើយបែរជាមិនចង់យកអ្នកផ្សេងគេមិនទាំងស្លាប់ផងអ្នកទាំងពីរនោះស្លាប់គួរតែបន្ទោសពួកគេដែលមិនមានសំណាងលឿនចឹងឆៅកើក៏បានសរសើរថានិយាយបានល្អអញ្ចឹងម៉ងហ្វឹងថ្ងៃនេះបើខ្ញុំសម្លាប់ឯងគួរតែបន្ទោសខ្លួនឯងដែលមិនមានសំណាងទៅចុះគណៈពេលដែលគ្រប់គ្នាមិនទាន់ធ្វើអ្វីបានផងដើរក៏បានកាត់ផ្ដាច់បំពង់កម៉ងហ្វឹងបាត់ហើយប្រព័ន្ធក៏បានលេចចេញមកអបអរសាទរទៅកាន់លោកម្ចាស់រង្វាន់ដែលត្រូវទទួលបានដំឡើងកម្រិតគេទៅដល់កម្រិតទី2ឋានសួគ៌ទី3រួចក៏សួរឆៅកើតែចង់ទទួលវាឥឡូវនេះទេដល់ឡែកព្រឹទ្ធាចារ្យធំម្នាក់វិញក៏បានរត់ទៅមើលចៅប្រុសស្ទាបជីបចូលមើលដឹងថាគេទៅបើកលុយបាត់ហើយក៏ចាប់ផ្ដើមយំតែម្ដងរួចក៏បានដាក់បញ្ជាកូនសិស្សទាំងអស់ចូលទៅសម្លាប់គេភ្លាមកូនសិស្សទាំងអស់ឮបែបនេះក៏បានទទួលបញ្ជាសម្រុកចូលព្រមគ្នាតែឆៅកើក៏ពេលតែដៃបន្តិចក៏ធ្វើឲ្យពួកគេបានខ្ទាតអស់ព្រឹទ្ធាចារ្យធំក៏បានចេញមកវិញម្ដងដកដាលស្ទុះទៅកាប់ឆៅកើចុះឡើងតែបើទោះបីជាខំកាប់យ៉ាងណាក៏នៅតែមិនអាចកាប់ត្រូវរីឯព្រឹទ្ធាចារ្យម្នាក់ទៀតក៏ចូលមកជួយតែក៏ត្រូវបានឆៅកើប្រើធម្មពលបន្តិចរុញពួកគេខ្ទាតបន្ទាប់មកព្រឹទ្ធាចារ្យទាំងពីរក៏បានប្រមូលផ្ដុំនូវធម្មពលវាបហាទៅកាន់ឆៅកើក៏បានមកចេញនូវខែធម្មពលដើម្បីមកទប់ទល់ញញឹមនូវភាពជឿជាក់គាត់ក៏បាននិយាយទៅកាន់អ្នកទាំងពីរហ៊ានតែកម្រើកតែបន្តិចក្បាលរបស់ឯងនឹងធ្លាក់ចុះពីកស្របពេលនឹងដែរយើងក៏បានឃើញនៅនារីម្នាក់បានជិះដើរហោះមកយ៉ាងលឿនសម្ដៅមកទីនេះនាងគឺជាលីណានដែលជាសិស្សផ្ទាល់របស់ម្ចាស់និកាយដើរមកដល់ក៏ថាពិតជាគួរចាប់អារម្មណ៍គ្រាន់តែជាមនុស្សស្ថិតនៅក្នុងកម្រិតទី2ស្ថានសួគ៌ទី3បែរជាអាចបង្កបញ្ហានៅក្នុងនិកាយដើរបានអាចហៅបានថាលោកគឺជាមនុស្សដ៏អស្ចារ្យម្នាក់ហើយរីឯឆៅកើក៏គិតក្នុងចិត្តតែនាងមកធ្វើអ្វីនៅទីនេះដល់ឡែកព្រឹទ្ធាចារ្យទាំងពីរក៏បានមកគោរពរីឯលីណាននាងគឺដឹងនៅរឿងរ៉ាវទាំងអស់ហើយម៉ងហ្វឹងគេរករឿងដាក់ខ្លួនឯងមិនអាចបន្តអ្នកណាបានទេពេលសម្ដីរបស់នាងអ្នកទាំងពីរមិនហ៊ានប្រឆាំងនោះឡើយក៏បានអត់គោរពម្ដងទៀតចំណែកឆៅកើក៏នៅតែគិតក្នុងចិត្តថាលីណានវ័យនាងគឺជាសត្វផ្ទាល់របស់ម្ចាស់និកាយដាវហើយក៏ជាកូនស្រីរបស់គាត់ដែរបាននិយាយអំពីទេពកោសល្យគុណដាវនាងពូកែជាងសៀវឈូបន្តិចប៉ុណ្ណោះនិយាយអញ្ចឹងខ្ញុំទៅនឹកឃើញនៅក្នុងហ្គេមនាងគឺជាដៃគូដ៏ល្អបំផុតរបស់សៀវឈូចាប់ផ្ដើមនៅពេលនេះមកលោកពេងឃើញឆៅកើសម្លឹងទៅកាន់ណានវ័យដ៏មិនដាក់ភ្នែកបែបនេះក៏គិតក្នុងចិត្តតើលោកគ្រូចូលចិត្តនាងមែនទេរីឯណានវ័យក៏បានណែនាំខ្លួនឆៅកើគាត់ក៏ធ្លាប់លើយូជារំលឹកអំពីនាងផងដែរលើបែបនេះនាងក៏ភ្ញាក់ផ្អើលក្នុងចិត្តគាត់គឺស្គាល់យូជាដែរតែអាចទេគាត់គឺជាមនុស្សអាថ៌កំបាំងម្នាក់ដែលយូជារំលឹកកន្លងមករួចក៏សួរឆៅកើតើយូជានិយាយអ្វីអំពីនាងខ្លះឆៅកើក៏ប្រាប់ថាគ្មានអ្វីទេគេគ្រាន់តែលើកឡើងសរសើរអំពី
នាងប៉ុណ្ណោះតែក្នុងចិត្តវិញពោពេញទៅដោយល្បិចចង់ធ្វើបាបទៅកាន់យូយាទៀតហើយដែលឡែកព្រឹទ្ធាចារ្យទាំងពីរដែលនៅខាងក្រោយនោះក៏បាននិយាយគ្នាហើយថាអ្នកទាំងពីរនេះមិនបានជាស្និទ្ធស្នាលគ្នាខ្លាំងម្ល៉េះក្លែងមកកាន់យូយានេះវិញក៏និយាយទៅកាន់ឆៅកើថានាងមិនសូវដឹងអំពីយូយាទេបើអាចនោះនាងក៏ចង់ឲ្យឆៅកើនិយាយប្រាប់នាងដែរឆៅកើក៏ប្រាប់ថាគ្មានបញ្ហាប៉ុន្តែគាត់សុំដោះស្រាយបញ្ហាបន្តិចសិនបន្ទាប់មកក៏ដើរទៅរកព្រឹទ្ធាចារ្យទាំងពីរថាម៉ងហ្វឹងបានយកគ្រីស្តាល់ច្រើនណាស់ពីអ្នកភូមិឥឡូវនេះប្រគល់មកវិញមកក្រោយពីទទួលបានត្បូងខាងវិញ្ញាណត្រឡប់មកវិញហើយក៏បញ្ចេញនូវឧបករណ៍ធ្វើដំណើររបស់គាត់មកអញ្ជើញណាន់វៃឲ្យទៅជាមួយនឹងគាត់80ម៉ោងក្រោយអ្នកទាំង3នៅតែបន្តធ្វើដំណើររីឯណាន់វៃនៅតែបន្តមើលទៅកាន់ឆៅកើដោយបណ្ដាក់ភ្នែកឃើញចឹងឆៅកើក៏បានសួរនាងណាន់វៃក៏បានរំលឹកទៅដល់យូយាថាអ្នកទាំងពីរនេះស្គាល់គ្នាតាំងពីកុមារភាពមែនទេហើយពេលនេះនាងក៏ដឹងហើយបងប្រុសអាត់កំបាំងដែលយូយាតែងតែរំលឹកនោះគឺជាលោកមនុស្សដែលនៅក្នុងនិកាយដើរជាច្រើនតែចង់ដឹងថាម្នាក់នោះគឺជាអ្នកណាប៉ុន្តែយូយាគេមិនព្រមប្រាប់នៅឡើយសូម្បីតែឪពុករបស់ខ្ញុំក៏គេមិនព្រមប្រាប់ដែរគេក៏បាននិយាយបន្តទៀតថាបងប្រុសរបស់គេពិតជាមានទេពកោសល្យគេអាចយល់អំពីចេតនាដើមរបស់ខ្លួនត្រឹមតែការសម្លឹងលើកដំបូងប៉ុណ្ណោះទាំងអស់នេះហើយទើបធ្វើឲ្យឪពុករបស់ខ្ញុំពិតជាចាប់អារម្មណ៍ហើយគាត់ក៏សង្ឃឹមផងដែរថាលបងនឹងជួបគាត់ស្ដាប់ការរៀបរាប់របស់នាងរួចឆោកើក៏គិតតែម្នាក់ឯងមិនឆ្ងល់ទេមិនបានជាមនុស្សនៅក្នុងនិកាយដើរចង់ប្រយុទ្ធជាមួយនឹងខ្ញុំម្ល៉េះនេះគឺសិតតែមកពីក្មេងរពឹសយូយានៃទាំងអស់តែបែបនេះក៏ល្អដែរបើខ្ញុំបានជួបជាមួយនឹងម្ចាស់និកាយដើរពិតមែនខ្ញុំនឹងឲ្យកូនសិស្សនៅក្នុងនិកាយដើរចេញទៅបំពេញភារកិច្ចជួយប្រជាជនមិនត្រឹមតែប៉ុណ្ណេះក៏អាចប្រយុទ្ធជាមួយនឹងពួកគេកែលម្អនៅការវឹកហាត់បានទៀតតែបើទោះបីជាអញ្ចឹងក៏នៅតែខឹងយូយាដែលនិយាយដើមគាត់រួចក៏ប្រាប់ទៅកាន់ណាន់វៃវិញនាងប្រហែលជាច្រឡំមនុស្សហើយដោយតែបានដឹងស្រាប់អញ្ចឹងខ្ញុំគឺជាមនុស្សគ្មានប្រយោជន៍គ្មានធម៌ពលខាងវិញ្ញាណអ្វីទេមិនដែលនឹងអាចខ្លាចទៅជាសិស្សច្បងដ៏អាត់កំបាំងម្នាក់នោះបានទៅបើទោះបីជាអញ្ចឹងណាន់វៃក៏នៅតែញញឹមដឹងច្បាស់ក្នុងចិត្តស្រាប់ហើយបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់អ្នកទាំង3បន្ទាប់ពីធ្វើដំណើរមកដល់ក្នុងនិកាយមកណាន់វៃក៏លេងជាមួយនឹងសៀវឈូសរសើរនាងពិតជាគួរស្រឡាញ់ណាស់រួចក៏សួរឆៅកើតើនាងអាចយកនាងល្អិតម្នាក់នេះទៅបានទេតែឆៅកើគាត់មិនព្រមនៅឡើយមានតែមួយនឹងផងយកទៅអស់សើបដាយរីឯតុងលីវិញក៏អស់សំណើចគិតក្នុងចិត្តមិននឹកស្មានថាកូនស្រីម្ចាស់និកាយដើរងាយស្រួលតាក់ទងបែបនេះសោះចំណែកឯណាន់វៃវិញពេលនេះក៏ឃ្លានប្រាប់ទៅកាន់ឆៅកើរៀមផ្ទះផ្អើបន្តិចនាងទៅញ៉ាំសោះឥឡូវនេះឃ្លានទៀតហើយតែមិនថាយ៉ាងណាក៏នៅតែទៅធ្វើឲ្យរួចអ្នកគ្រប់គ្នាក៏បានជប់លៀងនៅពេលនោះទៅ80ម៉ោងក្រោយមកណាន់វៃក៏បានដើរចេញមកអំពីបន្ទប់ស្រូបយកខ្យល់អាកាសគ្រានោះក៏លេចទៅខាងក្រោមក៏ចាប់អារម្មណ៍ទៅកាន់ឆៅកើជាមួយនឹងកូនស្ទើកំពុងតែហាត់ប្រាណឃើញនាងដើរមកឆៅកើក៏សួរភ្ញាក់ពីគេហើយមែនទេមិនបានជាមិនគេឲ្យយូរជាងនេះទៅតែណាន់វៃនាងគឺមិនមែនជាមនុស្សខ្ជិលបែបនេះឡើយរួចក៏រំលឹកទៅកាន់វិធីវឹកហាត់របស់ឆៅកើពិតជាចម្លែកណាស់ទាំងអស់នេះលោកជាអ្នកបង្កើតដោយខ្លួនឯងមែនទេឆៅកើរៀងអស់សំណត់បន្តិចក៏បានប្រាប់នាងថានេះគឺជាវិជ្ជាកែលម្អរាងកាយគាត់រៀនអំពីនិកាយមកចាប់តាំងពីនាងចាប់អារម្មណ៍វឹកហាត់ទៅហើយតោះពួកយើងវឹកហាត់ជាមួយនឹងគ្នាទៅស្របពេលនោះតុងលីក៏បានមកដល់ឃើញអ្នកគ្រប់គ្នាកំពុងតែហាត់ប្រាណបែបនេះក៏គិតក្នុងចិត្តអាម៉េចទេអ្នកគ្រប់គ្នាចាប់ដើមមកវិញតាមបងប្រុសខ្ញុំបាត់ទៅហើយបើម្ចាស់និកាយដើរដឹងវិញមិនដឹងថាធ្វើបែបម៉េចទេភ្លាមនោះណានវៃក៏បានហៅនាងមកហាត់ប្រាណជាមួយនឹងគ្នាតែឆៅកើក៏ប្រាប់ថាប្អូនស្រីរបស់គាត់ខ្ជិលណាស់និយាយមិនទាន់ចប់សួរបងប្អូនក៏ស៊ីមើលត្រីដល់បែបនេះគ្រប់គ្នាក៏ពិតជាអស់សំណើចជាខ្លាំងរីឯណានវៃឃើញទស្សនវិជ្ជាទាំងអស់នេះហើយក៏គិតក្នុងចិត្តថានិកាយមកមិនមែនដូចជានិកាយទេវាហាក់បីដូចជាផ្ទះមួយអញ្ចឹងបន្ទាប់មកណានវៃជាមួយនឹងតុងលីក៏បានស្នាក់វិជ្ជាគុណជាមួយនឹងគ្នាប៉ុន្តែសិស្សយើងមិនបានឲ្យយើងឃើញអំពីការប្រយុទ្ធរបស់អ្នកទាំងពីរទេពេលនេះអ្នកទាំងពីរក៏បានអរគុណគ្នាទៅវិញទៅមកដោយការប្រយុទ្ធមួយនេះតុងលីនាងក៏បានយល់អំពីស្និតដែររបស់នាងបន្ថែមទៀតហើយណានវៃក៏បានសរសើរថាការប្រើប្រាស់ដែររបស់នាងក៏ពិតជាល្អណាស់បើប្រៀបជាមួយនឹងយូយានាងគឺល្អជាងគេឆ្ងាយណាស់តែគួរសោកស្ដាយថ្ងៃនេះគឺជាថ្ងៃដែលនាងចាក់ចែងហើយនាងគឺមិនដាច់ចិត្តចាក់ចែងនោះទេតុងលីក៏ប្រាប់បងស្រីកុំឲ្យបារម្ភអីនៅពេលដែលចង់មកពេលណានោះនិកាយមកនឹងស្វាគមន៍គេជានិច្ចស្របពេលនោះឆៅកើក៏បានដើរចូលមកតុងលីនិយាយត្រូវហើយនាងក៏អាចមកពេលណាក៏បានដែរហើយណានវៃនាងក៏ចាប់ទុកនិកាយមកគឺជាផ្ទះទី2របស់នាងហើយបើមានឱកាសនោះនាងនឹងឧស្សាហ៍មកលេងទីនេះបានញឹកញាប់តែមុននឹងនាងទៅនោះនាងគឺមានសំណើមួយចង់សុំទៅកាន់លោកបងលូសំណើរបស់នាងនោះគឺចង់ប្រកួតជាមួយនឹងឆៅកើឮបែបនេះឆៅកើក៏បានគិតបន្តិចប៉ុន្តែក៏នៅតែយល់ព្រមបន្ទាប់មកការប្រកួតរវាងអ្នកទាំងពីរក៏បានចាប់ផ្ដើមណានវៃក៏សួរបងប្រុសលូត្រៀមខ្លួនរួចឬនៅឆៅកើក៏បានងក់ក្បាលដល់បែបនេះណានវៃក៏បានស្ទុះទៅកាប់ឆៅកើមានតូចទេប៉ុន្តែប្រើដាវវិញចង់ធំជាងខ្លួនមនុស្សទៀតបើទោះបីជានាងខំប្រឹងកាប់ទៅកាន់ឆៅកើប៉ុណ្ណាក៏នៅតែមិនអាចកាប់ត្រូវគាត់លៀមនៅឆៅកើក៏ចាប់អារម្មណ៍របស់ម្យ៉ាងដែលនៅលើខ្លួនណានវៃតែគាត់មិនបានមើលច្បាស់ទេព្រោះតែពេលនេះណានវៃក៏ចាប់អារម្មណ៍ហោះឡើងទៅខាងលើក្រវីដារបស់នាងយ៉ាងញាប់ឃើញនាងស្ទុំរកគាត់បែបនេះឆៅកើក៏បានបញ្ចេញចេតនាដែររបស់គាត់ទប់ទល់រួចក៏បានយកនៅផ្លាកស្នានោះមកឃើញចឹងណានវៃក៏សរសើរហើយថាបងប្រុសលោកពិតជាអស្ចារ្យណាស់បើអាចយករបស់នោះចេញពីខ្លួននាងដោយមិនដឹងខ្លួនបែបនេះបើបដូរទៅជាការប្រយុទ្ធពិតមែននោះនាងប្រហែលជាបាត់បង់ជីវិតបាត់ទៅហើយឆៅកើក៏បានដាក់ខ្លួនប្រាប់ថានេះគ្រាន់តែជាសំណាងប៉ុណ្ណោះប៉ុន្តែក៏បានគិតក្នុងចិត្តថាក្មេងស្រីម្នាក់នេះមិនធម្មតាទេរួចគាត់ក៏សំណានវៃពិនិត្យនៅរបស់នេះបន្តិចបន្ទាប់មកក៏ឲ្យប្រព័ន្ធកូពីនៅរបស់នេះចេញមករួចរាល់ក៏បានប្រកាសទៅឲ្យម្ចាស់ដើមវិញដែលបែបនេះណានវៃក៏បានគ្រប់ទៅកាន់អ្នកគ្រប់គ្នាព្រមទាំងបានលាចាកចេញគណៈពេលដែលកំពុងតែធ្វើដំណើរនោះក៏ទៅច្បាស់ក្នុងចិត្តហ
ហើយថាបងប្រុសអាត់ក្បាំងដែលយូយាតែងតែរំលឹកនោះគឺជាគាត់បន្ទាប់មកសាច់រឿងក៏បានកាន់មកដល់3ថ្ងៃក្រោយនៅសំណាក់មួយយូយាក៏កំពុងតែអង្គុយរងចាំមនុស្សម្នាក់គេក៏បានគិតក្នុងចិត្តមិនបានជាសិស្សច្បងលីមិនទាន់ចេញពីការវឹកហាត់ទៀតពេលសំងក្រោយយូយាក៏ចាប់អារម្មណ៍នឹងចេតនាដាវដែលបានបញ្ចេញមកស្របពេលនោះណានវៃក៏បានបង្ហាញខ្លួនពុតប្រាណបន្តិចយូយាក៏បានអបអរសិស្សច្បងដែលបានបញ្ចប់នៅការវឹកហាត់ប្រងទៅបានសួរថានាងបានជួបជាមួយនឹងបងប្រុសឆៅកើមែនទេរួចក៏សួរឆៅកើថាកម្រិតរបស់គាត់ពេលនេះស្ថិតនៅកម្រិតទីប៉ុន្មានសួរនាងច្រើនពេកនឹងណានវៃក៏បានប្រាប់ឲ្យឈប់សួរម្ដងមួយតែរបស់យោដោយសារតែចរិតអន្តរសារបស់គេបែបនេះណានវៃក៏បានអស់សំណើចរួចក៏អញ្ជើញគេឲ្យចូលទៅខាងក្នុងបន្ទាប់មកណានវៃក៏បានរៀបរាប់នៅរឿងទាំងអស់ប្រាប់ទៅកាន់យូយាក៏មានការផ្សាប់អើសិស្សច្បងបានជួបជាមួយនឹងគាត់តែលទ្ធផលទៅជាយ៉ាងណាណានវៃក៏បានប្រាប់ថាធម្មពលខាងវិញ្ញាណរបស់គាត់ខ្លាំងជាងនាងពីអាចចេតនាដែរក៏ខ្លាំងជាងនាងដែរប៉ុន្តែធម្មពលរបស់គាត់ស្ថិតនៅកម្រិតទី2ឋានសួគ៌ទី3ប៉ុណ្ណោះនេះគឺសោយជាងនាងឆ្ងាយណាស់លឺអញ្ចឹងយូយាក៏បានគិតក្នុងចិត្តថាសិស្សច្បងលោកក៏ពិតជាអស្ចារ្យគាត់ទៅតែទម្លុះកម្រិតប៉ុណ្ណោះប៉ុន្តែសមត្ថភាពពេលនេះលើសិស្សច្បងលីថែមទៀតនៅក្នុងកម្រិតដូចគ្នាតែមានអ្នកណាអាចយកឈ្នះគាត់បានទៅស្របពេលនោះណានវៃក៏នឹកឃើញនៅរឿងមួយដកយកនៅរបស់នោះមកប្រាប់ថាប៉ុន្មានថ្ងៃទៀតគឺដល់ថ្ងៃគោលកំណើតរបស់គេហើយមែនទេហើយនេះគឺជាអំណោយរបស់នាងយូយាក្រវៃចុះឡើងរួចក៏ដូចជាមិនមានអ្វីប្រែប្រួលសោះប្រាប់ណានវៃថារបស់នេះគេទៅឃើញលើកទី1ប៉ុណ្ណោះតែវាប្រាប់បែបម៉េចទៅណានវៃនាងក៏មិនដឹងដូចគ្នាប៉ុន្តែរបស់នេះគឺបន្សល់ទុកអំពីមនុស្សស្ថិតនៅក្នុងអាណាចក្រដើរឋានសួគ៌នៅក្នុងនេះប្រកាសជាមាននៅអាថ៌កំបាំងធំមួយជាមិនខានគ្រាន់តែលឿនចឹងយូយាក៏ភ្ញាក់ផ្អើលបើកភ្នែកធំថារបស់នេះគឺមានតម្លៃពេកហើយគេក៏មិនអាចទទួលយកបានទេតែណានវៃក៏ប្រាប់វិញបើឯងមិនយកវាទេខ្ញុំបោះវាចោលហើយបែបនេះយូយាក៏បានយកព្រមណានវៃសើចបន្តិចហើយក៏បបួលយូយាទៅដើរលេងជាមួយនឹងនាងវឹកហាត់ប្រហែលថ្ងៃនេះដូចជារៀងរឹងខ្លួនបន្តិចហើយបន្ទាប់មកសាច់រឿងក៏បានកាប់មកដល់ឆៅកើណែវិញពេលនេះក៏កំពុងតែមើលរបស់នោះហើយគាត់ក៏បានហៅវាថាជាទូរស័ព្ទពេលនេះក៏ចង់ដឹងដែរថាក្នុងទូរស័ព្ទនេះមានអ្វីខ្លះក្រោយពីបើកមកវាក៏បានចេញគាត់ក៏សប្បាយចិត្តតែក៏ស្ងាក់ចិត្តឡើងវិញព្រោះតែមិនអាចប្រើបានដល់បែបនេះក៏លេងខ្វល់ទៀតហើយគាត់ក៏បានសម្រាកទៅខណៈពេលដែលឆៅកើកំពុងតែកេងនោះទូរស័ព្ទនេះក៏បានដំណើរការដោយខ្លួនឯងស្របពេលនឹងដែរក៏លេងមកកាន់យូយាណែវិញក៏ប្រើប្រាស់ធម្មពលទៅលើទូរស័ព្ទចង់ដឹងថាវត្ថុបុរាណមួយនេះមានអ្វីខ្លះលៀមនោះយូយាក៏មានការផ្សាប់អើតែយើងមិនទាន់ដឹងថាវាគឺជាអ្វីផងនោះសាច់រឿងក៏បានមកដល់ទីបញ្ចប់ចាប់ផ្ដើមនៅពេលនេះមកយូយាក៏ប៉ះទៅលើទូរស័ព្ទនៅម្ដងទៀតមិនដែលវាបញ្ចេញនូវធម្មពលមកគេក៏បានគិតក្នុងចិត្តមើលទៅកម្រិតវឹកហាត់របស់ខ្ញុំពេលនេះមិនអាចស្វែងយល់អំពីវត្ថុមួយនេះបានទេបដិញ្ញាចិត្តសម្រាប់ខ្លួនឯងថែមទៀតនៅពេលដែលកម្លាំងគេខ្លាំងជាងនេះនឹងសាកដបងម្ដងទៀតស្របពេលនោះណានវៃក៏បានមកគោះទ្វារហៅគេយូយាក៏បានចេញមកសួរបងស្រីតើមកទីនេះធ្វើអ្វីណានវៃក៏បានប្រាប់ពីការប្រឡងធំមួយចិត្តចាប់ផ្ដើមហើយសួរគេទៅចង់ទៅជាមួយនឹងនាងទេវាប្រហែលជាសប្បាយណាស់ហើយលើអញ្ចឹងយូយាក៏បានគិតក្នុងចិត្តថាការប្រឡងនេះត្រូវបានរៀបចំរៀងរាល់3ឆ្នាំម្ដងលើកមុនដោយសារតែកម្រិតវឹកហាត់របស់បងឆៅកើមិនគ្រប់គ្រាន់ទើបគាត់មិនបានចូលរួមប៉ុន្តែលើកនេះវិញគាត់ប្រកាសជាមកជាមិនខានដល់ម៉េចនេះយូយាក៏បានយល់ព្រមណានវៃក៏បានប្រាប់គេសម្រាប់ទៅថ្ងៃស្អែកនឹងចេញដំណើររីឯយូយាក៏រំលឹកទៅកាន់ឆៅកើពួកយើងនឹងជួបគ្នាឆាប់ៗនេះបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ពេលព្រឹកឆៅកើបើកទ្វារចេញមកឃើញកូនសិស្សរបស់គាត់កំពុងតែវឹកហាត់ហើយពេលនេះសមាជិករបស់គាត់គឺមានតែ5នាក់ប៉ុណ្ណោះរួមទាំងគាត់នៅខ្វះម្នាក់ទៀតដើម្បីចូលរួមសម្ព័ន្ធកម្ចាត់បិសាចស្របពេលដែលគាត់កំពុងតែពិបាកចិត្តមិនដឹងថាស្វែងរកអ្នកណាផងនោះក៏សោះតែកូនកបិតមួយបានសម្ដៅមករកគាត់នៅលើកូនកបិតនេះក៏បានសរសេរថាការប្រឡងចិត្តចាប់ផ្ដើមហើយបន្ទាប់មកសាច់រឿងក៏កាត់មកដល់អតីតកាលបន្តិចនៅជ្រកចូលកន្លែងធ្វើតេស្តឆៅកើក៏កំពុងតែឆ្លូជាមួយនឹងបរិសម្នាក់មូលហេតុដែលពួកគេទាំងពីរឆ្លូគ្នានោះក៏ដោយសារតែឆៅកើមិនទាន់បានឆ្លងកាត់កម្រិតដំបូងតាមលក្ខខណ្ឌគឺមិនអាចចូលរួមប្រកួតបានទេបន្ទាប់ពីរើខ្លួនរួចក៏និយាយទៅកាន់គេឯងក៏មកទុកខ្ញុំតែគ្មានធម្មតាសោះនិយាយរួចក៏ស្ទុះទៅមកដល់មួយដៃដេកដួលនឹងដីបរងនៅយកជើងជន់បន្ថែមប៉ុន្តែគេក៏អាចគេចផុតបានស្រាប់ពេលដែលនៅទាំងពីរបរងនឹងប្រយុទ្ធបន្តនោះតុងលីក៏បានមកយកឆៅកើត្រឡប់ទៅវិញកាត់មកកាន់បច្ចុប្បន្នវិញឆៅកើក៏និយាយហើយពីមុនខ្ញុំមិនអាចចូលរួមបានពិតមែនក៏ប៉ុន្តែពេលនេះខ្ញុំនឹងឲ្យពួកគេដឹងថាអ្វីទៅដែលហៅថាចិត្តកុសលអធិស្ឋានទាំងអស់គ្នាសម្រាប់សម្លេងរំខានដែលសត្វតែកំពុងភ្លៀងចុះទៅកាន់សាច់រឿងរបស់យើងវិញឆៅកើក៏បានមកជួបអ្នកគ្រប់គ្នាពួកគេក៏បានគោរពគាត់ក៏បានប្រាប់ថានិកាយដើរបានផ្សាយសារមកតាក់ទងជាមួយនឹងការប្រឡងពេលនេះវាចិត្តនឹងបើកហើយឃើញពួកគេកំពុងតែងើយឆ្ងល់បែបនេះតុងលីក៏បានប្រាប់ថាការធ្វើតេស្តនេះត្រូវបានរៀបចំដោយនិកាយដើរកន្លែងនេះវាពិតជាល្បីល្បាញនិងជាគោលដៅសម្រាប់អ្នកវឹកហាត់ទាំងអស់នៅពេលដែលធ្វើតេស្តជាប់នឹងអាចក្លាយទៅជាសិស្សថ្មីនៅក្នុងនិកាយដើរលើអញ្ចឹងសៀវក៏សួរលោកគ្រូពូតើធ្លាប់ធ្វើតេស្តជាប់ចំណាត់ថ្នាក់ទីប៉ុន្មានឆៅកើរៀនកាំងបន្តិចក៏បានយកលេសថាគាត់ផ្ដោតទៅលើការវឹកហាត់របស់គាត់ប៉ុណ្ណោះមិនសូវចាប់អារម្មណ៍ទៅរឿងនេះទេគាត់ក៏បានរំលឹកបន្ថែមទៀតថាមនុស្សដែលមកពីគ្រប់ទិសទីនឹងចាប់ផ្ដើមប្រមូលផ្ដុំនៅទីនោះគ្រានេះគឺជាឱកាសសម្រាប់និកាយមករបស់យើងបង្ហាញនៅអំណាចឡើងមកវិញមិនត្រឹមតែប៉ុណ្ណេះយើងក៏អាចឆ្លៀតឱកាសទទួលយកនូវសិស្សថ្មីថែមទៀតផងរួចក៏សួរតុងលីតែមិនទៅទេតែតុងលីនាងហាក់បីដូចជាមិនចាប់អារម្មណ៍នោះឡើយឆៅកើក៏មិនស្ទុកចិត្តឡើយបើនេះមិនទៅមានអ្វីកើតឡើងគាត់មិននឹងអាចដោះស្រាយបានទៅរួចក៏សួរទៅកាន់ការវឹកហាត់របស់នាងស្
ស្ថិតនៅកម្រិតទីប្រមាណឥឡូវនេះហើយពេលនេះតុងលីនាងស្ថិតនៅកម្រិតទី3ឋានសួគ៌ទី2ហើយតែឆៅកើវិញក៏ដឹងហើយថានាងស្ថិតនៅកម្រិតទី3ល្អឥតខ្ចោះនាងអាចបំបែកចូលកម្រិតទី4នៅពេលណាក៏បានដែរឲ្យតែនាងចង់រួចក៏បានប្រកាសប្រាប់កូនសិស្សរបស់គាត់ពេលនេះគាត់នឹងតុងលីនឹងចូលរួមការប្រកួតមួយនេះហើយខ្ញុំនឹងនាងនឹងនាំភាពរុងរឿងមកដល់និកាយមកជាមិនខានសៀវលឿនចឹងក៏ជួយបន្តពីក្រោយទៀតក៏ធ្វើឲ្យតុងលីរៀងអាណិតមុខបន្តិចហើយបន្ទាប់មកសើក៏បានកាមេរ៉ាទឹកជ្រោះមួយកន្លែងនៅទី2ក៏បានធ្វើដំណើរមកដល់មិនចាំយូរក៏អស់ដៃតុងលីលោតចូលទៅរំពេចក្រោយក៏បានមកដល់ទីកន្លែងធ្វើតេស្តនៅទីនេះក៏មានមនុស្សម្នាជាច្រើនបានមកប្រមូលផ្ដុំរួមទាំងអាប៉ែមួយដែលបានប៊ូលីឆោកើកាលពីអាណត្តិមុនហើយលើកនេះក៏មិនខុសពីលើកមុនក៏ចង់មកប៊ូលូឆោកើបន្តទៀតឆោកើមិននិយាយច្រើនទេបបួលវាយគ្នាយកតែម្ដងតែគេមិនចង់ឆ្លោះជាមួយនឹងឆោកើទេពីមុនគេគឺជាមនុស្សឆៅឆាវប៉ុន្តែឥឡូវនេះចិត្តរបស់គេគឺស្ងប់ស្ងាត់ខ្លាំងណាស់គេក៏ដឹងទៀតថាពេលនេះឆៅកើអាចទម្លាក់កម្រិតបានហើយក៏គ្រប់លក្ខខណ្ឌនៃការប្រឡងដែរហើយក៏សង្កេតថាឆៅកើនឹងទទួលបានចំណាត់ថ្នាក់ល្អនៅពេលដែលដើរចេញនោះក៏គិតក្នុងចិត្តយ៉ាងជឿជាក់មិនថាយ៉ាងណាការប្រកួតមួយនេះខ្ញុំគឺជាអ្នកឈ្នះស្របពេលនោះឆៅកើក៏តទៅវិញល្អណាស់មើលទៅ3ឆ្នាំមកនេះឯងពិតជារីកចម្រើនមិនអន់ទេមើលទៅមេរៀនដែលខ្ញុំបានផ្ដល់ឲ្យឯងកាលពី3ឆ្នាំមុនពិតជាមានតម្លៃក្នុងចិត្តក៏បានគិតចង់ប្រើល្បិចផងឯងនៅក្មេងពេកហើយទន្ទឹមនឹងនោះក៏មានមនុស្សបានសួរថាឆៅកើនេះគឺជាអ្នកណាគ្នាគេក៏បានប្រាប់ថាបារម្ភអ្នកនោះគឺជាមនុស្សដែលឯងមិនអាចប៉ះពាល់បានគាត់គឺជាថ្នាក់ដឹកនាំនិកាយមកតែអ្នកផ្សេងទៀតមិនបានគិតអញ្ចឹងទេនិកាយមកក៏ពិតជាខ្សោយពេកហើយត្រឹមតែមនុស្សស្ថិតនៅកម្រិតទី2សោះក៏អាចធ្វើជាម្ចាស់និកាយបានដែរសម្រាប់មនុស្សប្រុសឆៅកើគាត់ក៏ពិតជាខ្សោយប៉ុន្តែសម្រាប់អូនវិញក៏ពិតជាសង្ហាដល់ហើយតុងលីដែលកំពុងតែព្យាយាមគេចមុខនោះក៏ត្រូវបានគេចាប់បានពួកគេក៏បានមកសួរនាងថាឆៅកើនឹងមានប្រពន្ធហើយឬនៅតុងលីមិនបានឆ្លើយទេក៏ព្យាយាមយកលេសចាក់កាត់មកកាន់ឆៅកើនេះវិញគាត់ក៏កំពុងតែមើលចំណាត់ថ្នាក់លេខ1កាលពីមុនម្នាក់នៅគ្មានណាឆ្ងាយទេគេគឺជាយូជាឆៅកើក៏បានសរសើរអលិតម្នាក់នេះមិនធម្មតាទេបើជាអាចឆោនៅចំណាត់ថ្នាក់កំពូលតុងលីក៏បានរំលឹកការនៅស្រីដៃសាច់បងយូជាគឺមិនធម្មតាទេប្រើតែមួយដៃក៏អាចយកឈ្នះពួកគេបានហើយចាប់ពីពេលនោះមកគាត់ក៏ពិតជាល្បីល្បាញខ្លាំងណាស់នៅក្នុងទីក្រុងឈៀងចៅនេះតែឆៅកើវិញគាត់ក៏នៅទៅកាន់យូជាព្រោះតែពេលនេះគាត់នឹងមកជំនួសកម្លាំងរបស់គេហើយនឹងចាំម្នាក់នេះមិនសប្បាយចិត្តទេសាច់បងយូជាគឺជាមោទនភាពនៅក្នុងទីក្រុងឈៀងចៅសមត្ថភាពដូចជាឯនេះចង់យកឈ្នះគាត់ផងរួចក៏បានបបួលឆៅកើប្រយុទ្ធគ្នាអាពេលនេះក៏យកសាំងចាក់បន្ថែមស្រែពួកគេប្រយុទ្ធគ្នាទៅតែស្របពេលនោះសម្ពាធដ៏ខ្លាំងក្លាក៏បានលេចចេញមកតម្រូវឲ្យគ្រប់គ្នាត្រូវតែសម្លឹងមើលឆៅកើក៏ដឹងថានេះគឺជាសម្ពាធដែលបញ្ចេញមកដោយមនុស្សស្ថិតនៅកម្រិតទី5ហើយគាត់គឺជាអរិយដើមឈើដែលបានយាមនៅទីនេះសរសើរថែមទៀតថាសម្ពាធនេះក៏ពិតជាខ្លាំងក្លានិងមុតស្រួយខ្លាំងណាស់គណៈពេលនោះអរិយដើមឈើគាត់ក៏បានប្រកាសមកហើយថាទីលានធ្វើតេស្តចាប់ផ្ដើមបើកជាផ្លូវការហើយឬគាត់ក៏បានបញ្ចេញនូវផ្លាកសញ្ញាជាច្រើនប្រកបទៅឲ្យពួកគេម្នាក់មួយមិនចាំយូរឆៅកើក៏បញ្ចេញនូវធម៌ពលរបស់គាត់បន្តិចចូលទៅក្នុងផ្លាកសញ្ញារលាយបាត់ពីទីនេះឬអាអ្នកដទៃទៀតក៏បានបញ្ចូលនូវធម៌ពលរបស់ពួកគេចូលទៅក្នុងផ្លាកសញ្ញារាយបាត់ទៅទាំងអស់គ្នាហើយពេលនេះក៏មានតែមនុស្ស3នាក់ប៉ុណ្ណោះដែលមិនទាន់ចូលទៅខាងក្នុងតុងលីសម្លឹងទៅកាន់អ្នកទាំងពីរបន្តិចហើយក៏បានតែលផតទៅតាមក្រោយស្របពេលនោះជាក៏បានឃើញនៅព្រឹត្តិការណ៍ដើមឈើក៏បានបើកភ្នែកចេញមកបន្តមកសាច់រឿងក៏បានកាមេរ៉ាឆោកើនេះវិញក៏ត្រូវបានតែលផតមកដល់កន្លែងមួយហើយទីនេះផងដែរគឺជាសំណាក់កាត់ក្តីទន្ទឹមនឹងនោះក៏មានសម្លេងព្រឹត្តិការណ៍ម្នាក់បានប្រាប់ឲ្យបញ្ចេញនូវចេតនាដែររបស់គេកំទេចទៅកាន់រូបសំណាក់មួយនេះបើគេអាចកំទេចវាបាន30%ក៏អាចឆ្លងកាត់នៅការសាកល្បងលើកទី1នេះបានហើយលឿនចឹងអ្នកដទៃទៀតក៏ចង់ដឹងហើយថាលើកនេះមានមនុស្សដែលអាចបំបែកកណត់ត្រារបស់យូជាបានទេតែម្នាក់ទៀតក៏បាននិយាយថាយូជាគេគឺជាមនុស្សដែលមានទេពកោសល្យខ្លាំងក្លាណាស់ចង់បំបែកកណត់ត្រារបស់គេគឺមិនអាចទៅរួចឡើយស្របពេលនោះពួកគេក៏បានចាប់អារម្មណ៍ទៅកាន់ឆៅកើហើយពេលនេះឆៅកើក៏បានពិនិត្យទៅកាន់រូបចម្លាក់ឈើមួយនេះគាត់ក៏សរសើរថាវាពិតជារឹងមាំបើទោះបីជាអញ្ចឹងឆៅកើក៏បញ្ចេញដៃរបស់គាត់មកត្រៀមខ្លួនធ្វើចិត្តឲ្យស្ងប់មួយរំពេចក្រោយក៏បានស្ទុះមកដល់ក្រោយខ្នងរូបចម្លាក់ឈើប្រាប់ពួកគេឲ្យមើលទៅកាន់រូបចម្លាក់ឈើកុំឲ្យព្រឹកភ្នែកសោះបន្តិចក្រោយមកក៏នៅតែមិនមានអ្វីកើតឡើងពួកគេក៏បានអស់សំណើចមើលងាយឆៅកើអំណាចធម្មពលដើរស្អីទៅអន់ខ្លាំងម្ល៉េះពីដំបូងខ្ញុំស្មានតែគេមានស្នេហ៍ដែលគួរចាប់អារម្មណ៍ខ្លះតែភ្លាមនៅឆៅកើក៏ប្រាប់ពួកគេឲ្យស្ងាត់សិនទៅរូបសម្លាក់ឈើក៏ចាប់ផ្ដើមប្រេះម្នាក់ក៏បើកភ្នែកធំមួយរំពេចក៏បានផ្ទុះបែកចំហាយសាយភេមកដល់ខាងក្រៅឃើញចាំម្នាក់ក៏ចាប់ផ្ដើមបើកភ្នែកធំហើយមិនដឹងអាចទៅរួចទៅគេមិនដឹងអាចធ្វើបានគេអាចកំទេចនៅរូបចម្លាក់ឈើត្រឹមតែមួយដៃនេះគឺខ្លាំងជាងសាច់ច្បងយូជាទៀតកញ្ញាម្នាក់នេះក៏សរសើរថាពិតជាសង្ហាថែមទាំងចង់រៀបការជាមួយនឹងឆៅកើទៀតកម្មការឆៅកើនេះវិញមិនបានសប្បាយចិត្តជាមួយនឹងពួកគេទេព្រោះគាត់ខ្លាចថានិកាយដើរនឹងឲ្យគាត់បង់ប្រាក់សម្រាប់ការខូចខាតមួយនេះតែក៏គិតឡើងវិញថានិកាយដើរមានទ្រព្យសម្បត្តិច្រើនណាស់ត្រឹមតែរូបចម្លាក់ឈើមួយមិនមានបញ្ហាអ្វីទេព្រោះក៏ងើឆ្ងល់អ្មេចបានមិនទាន់ប្រកាសទៀតឬមួយការសាកល្បងនេះចាប់ទុកជាអាសាបងមួយសន្ទុះក្រោយទៅគាត់បានប្រកាសថាការសាកល្បងបានបញ្ចប់បន្ទាប់មកឆៅកើក៏បានមកដល់ការសាកល្បងលើកទី2ក្រោយពីយកដៃប៉ះទៅលើរូបគំនូរមួយនេះគាត់
ក៏ត្រូវបានវាស្លោកចូលគ្រាន់តែចូលមកដល់ក៏មាននៅសម្ពាធបានជន់ស្កប់ទៅលើគាត់បាត់ទៅហើយគាត់ក៏បានកាត់ជាមួយនឹងសម្ពាធនៅទីនេះបើប្រៀបជាមួយនឹងសម្ពាធដែលនៅខាងក្រៅដែលគាត់បានមកចេញនោះគឺខ្លាំងជាង10 ដងឯណោះបើមនុស្សមិនមានធម៌ពលខាងវិញ្ញាណគ្រប់គ្រាន់សូម្បីតែថ្មមួយក៏មិនអាចឆ្លងកាត់បានដែរប៉ុន្តែសម្រាប់ខ្ញុំវិញវាងាយស្រួលដូចបកចេញចឹងនិយាយរួចគាត់ក៏មិនមែនដើរទេចាប់ដើមរត់តែម្ដងឃើញចាំម្នាក់ក៏ចំហមកធំទៀតហើយសម្ពាធនេះបើប្រៀបនឹងលើកមុនវាខ្លាំងជាង10 ដងឯណោះអាមិនបានជាគេរត់បានដូចស្រួលអញ្ចឹងហើយពេលនេះមានធម៌ពលខាងវិញ្ញាណច្រើនប៉ុណ្ណាទៅតាមសមត្ថភាពរបស់គេពេលនេះគឺនឹងអំពីយូរយារទៅទៀតដល់ឡែកឆោកើណែវិញក្រោយពីគាត់បានដើរចូលទៅក្នុងព្រៃបានបន្តិចក៏សត្វតែស្លឹកឈើ2 3នេះត្រូវបានគ្រប់គ្រងដោយនរណាម្នាក់បើកការវិភាគទៅកាន់គាត់តែឆោកើគាត់ប្រើតែមួយឈើមួយប៉ុណ្ណោះអាចទទួលបានយ៉ាងងាយស្រួលខណៈពេលដែលឆោកើមិនទាន់បានត្រៀមខ្លួនផងនោះស្លឹកឈើជាច្រើនក៏បានលេចមកពេញអាកាសមិនទុកយូរក៏បានបើកការវិភាគទៅកាន់ឆោកើសាជាថ្មីឃើញចឹងឆោកើក៏បានបិទភ្នែករំងាប់អារម្មណ៍ស្ងប់រួចក៏បានបញ្ចេញនូវចេតនាដែររបស់គាត់ក៏វិញមួយឆ្វាច់ក៏ទៅកាន់ស្លឹកឈើទាំងអស់នោះចាប់ផ្ដើមនៅពេលនេះមកក្រោយពីឆោកើទប់ទល់ជាមួយនឹងស្លឹកឈើទាំងអស់នេះរួចគាត់ក៏បានសរសើរថាវាក៏ពិតជារឹងមាំតែក៏ជាសំណាងល្អដែលកម្លាំងខ្ញុំខ្លាំងគ្រប់គ្រាន់និយាយរួចក៏បានដើរចាស់ចេញបណ្ដោយអ្នកទស្សនាចាប់ផ្ដើមចាប់អើហើយគេប្រើតែមួយឈើអាចបញ្ចេញនូវចេតនាដែរបានដែរត្រឹមតែចំនួនស្ថិតនៅកម្រិតទី2ឋានសួគ៌ទី3តែការយល់ដឹងពីចេតនាដែរក៏ពិតជាជ្រាលជ្រៅកន្លែងមកកាន់ឆោកើនេះវិញបន្ទាប់ពីធ្វើដំណើរមកដល់បឹងនេះហើយក៏ថានៃប្រកែកជាការសាកល្បងលើកទី3ហើយនិយាយរួចក៏បានឈានជើងដើរទៅតែក៏មានធម្មពលបានរារាំងពេលនេះក៏ដឹងហើយបឹងនេះមិនមែនជាបឹងធម្មតាទេវាគឺមានការរឹតបន្តឹងពិតជាដោយការរំពឹងទុករបស់គាត់តែមិនថាយ៉ាងណាដរាបណាវាចិត្តទឹកគាត់ក៏នៅតែមានវិធីប្រែអ្នកនៅខាងក្រៅវិញក៏បានរំលឹកដល់សិស្សបងយូយីរបស់គេថាពេលនោះគាត់បានចោកដើរកាប់ទឹកធ្វើជាផ្លូវគ្រានោះគាត់ហាក់បីដូចជាព្រះមួយអង្គចឹងហើយពេលនេះពួកគេក៏ចង់ឃើញដែរថាលោកឆោកើអាចសម្រេចបានដល់កម្រិតណាភ្លាមក៏មានការភ្ញាក់ផ្អើលព្រោះតែឆោកើក៏បានយកដើរទុកគាត់មិនប្រើប្រាស់ដើរនោះទេយ៉ាងម៉េចគេគឺចង់បោះបង់ហើយមែនទេតែមិនដូចជាអ្វីដែលគេគិតនោះឡើយឆោកើពេលនេះក៏បានដើរចូលទៅក្នុងទឹកតែម្ដងទិដ្ឋភាពទាំងអស់នេះសូម្បីតែប្រជាដើមឈើគាត់ក៏បានចេញមកមើលដូចគ្នាប៉ុន្តែនៅនោះយើងក៏ស្ទើរតែបានឃើញទឹកបានផុសឡើងយ៉ាងខ្លាំងញើសជាពីរធ្វើជាផ្លូវដើម្បីឲ្យឆោកើដើរអពេលម្នាក់ដែលធ្លាប់បបួលឆោកើប្រយុទ្ធជាមួយនោះឃើញចឹងក៏បានដើរចេញទាំងអស់សង្ឃឹមដល់ឡែកឆោកើក៏បានធ្វើដំណើរមកដល់ត្រយម្ខាងទៀតហើយគាត់ក៏បានមើលទៅកាន់រូបចម្លាក់ខ្លាមួយនេះងឿងឆ្ងល់តែការសាកល្បងលើកទី3គឺជាអ្វីទៅខណៈពេលនឹងដែរយើងក៏ស្ទើរតែបានឃើញនៅរូបចម្លាក់ខ្លានេះបានបញ្ចេញពន្លឺនៅលើភ្នែកឆោកើគាត់ក៏ហាក់បីដូចជាកំពុងស្ថិតនៅកណ្ដាលសមុទ្រត្រូវបានព្យុះបក់បោកយ៉ាងខ្លាំងមិនយូរប៉ុន្មានគាត់ក៏ត្រូវបានទឹករលកវាយឲ្យធ្លាក់ចូលទៅក្នុងទឹកភ្លាមរាងកាយរបស់គាត់ក៏ស្ទើរតែបានបញ្ចេញនូវពន្លឺយ៉ាងខ្លាំងមួយសន្ទុះក្រោយយើងក៏បានឃើញទឹកបានផុសឡើងសាជាថ្មីឆោកើក៏បានបង្ហាញខ្លួនមកវិញមិនត្រឹមតែប៉ុណ្ណេះទេគាត់ក៏ថែមទាំងមានដាវជាច្រើនបានលេចឡើងជុំវិញរាងកាយរបស់គាត់ថែមទៀតដែលទាំងអស់នេះក៏ចាប់ផ្ដើមប្រមូលផ្ដុំហោះឡើងទៅខាងលើប្រទេសសិនចុះឡើងគាត់ក៏និយាយក្នុងចិត្តតែម្នាក់ឯងហើយណាបិឈ្មន់នេះគឺជាផ្លូវដើម្បីឆ្ពោះទៅរកគោលដៅដូចគ្នាទីបំផុតមីគេដៅដ៏អស្ចារ្យរបស់គាត់ត្រូវបានសម្រេចហើយខណៈពេលនឹងដែរយើងក៏បានឃើញនៅចំហាយតាមពលពណ៌ខ្មៅបានចូលទៅក្នុងរូបចម្លាក់ឆោកើក៏បានអរគុណពេលនេះគាត់បានយកចេតនាដើរដំណាក់កាលទី2ហើយនិយាយរួចក៏បានដើរចូលទៅក្នុងជ្រោតលំហដែលត្រូវបានបើករលាយបាត់ពីទីនេះដែលអ្នកខាងក្រៅក៏ងើបឆ្ងល់អាម៉េចបានជារូបចម្លាក់បេះដូងសត្វនេះមិនបញ្ចេញសម្លេងអញ្ចឹងវាគ្មានផ្លូវអាចទៅរួចទេអ្នកដែលបានឈរមុខចំពោះរូបចម្លាក់បេះដូងសត្វនេះនឹងចាប់ផ្ដើមបាត់បង់សតិនិងបានធ្លាក់ចូលទៅក្នុងការបំភាន់សូម្បីតែសិស្សបងយូជាក៏មិនអាចគេចផុតឡើយហើយសិស្សបងយូជាបានធ្លាក់ចូលទៅក្នុងការបំភាន់អស់រយៈពេល2 ម៉ោងឯណោះតែចំពោះលោកឆោកើវិញគាត់បែរជាមិនអីបេះដូងដើររបស់គាត់មានស្ថិរភាពបែបនេះផងរីឯឆោកើនេះវិញពេលនេះគាត់ក៏បានធ្វើដំណើរមកដល់កន្លែងមួយចូលមកដល់ខាងក្នុងឃើញមកខ្លួនឯងនៅក្នុងកញ្ចក់ភ្ញាក់ផ្អើលចង់ប្រកាច់ចំមកលបយោណានេះសង្ហាខ្លាំងម្លេះស្របពេលដែលកំពុងតែលងនឹងសម្រស់ខ្លួនឯងនោះក៏បានលឺសំឡេងពុទ្ធិចារមួយបាននិយាយថាឯងគឺជាបេក្ខជនដែលបានមកដល់មុនគេជើងដាក់ទៀនមួយក៏បានបង្ហាញខ្លួនមកបញ្ចេញនូវផ្សែងអាប់ពីពេញនឹងខណៈពេលដែលគាត់កំពុងតែងើយឆ្ងល់នោះក៏សត្វតែមានរាងកាយគាត់មួយទៀតបានផុសចេញអំពីកញ្ចក់ពេលនេះរាងកាយរបស់គាត់មួយទៀតក៏បានដើរមកចំពោះមុខឆោកើក៏និយាយទៅកាន់រាងកាយខ្លាំងខ្លាយចេញឆ្ងាយតិចទៅមកជិតគ្នាចឹងព្រឹសវណាវើយរាងកាយចម្លងមិននិយាយអ្វីក៏បានថយទៅក្រោយបន្តិចបន្ទាប់មកឆោកើក៏បានចាក់ចូលទៅប៉ុន្តែរាងកាយចម្លងក៏បានចាក់មកដូចគ្នានាងទាំងពីរក៏បានភ្ជង់ដើរជាប់ករៀងៗខ្លួនឆោកើសម្លឹងមើលមុខគេយ៉ាងកំណាចនិយាយថាមើលទៅឯងក៏មានជំនាញខ្លះដែរបន្ទាប់មកគាត់ក៏បានដកឃ្លាទៅក្រោយបន្តិចកាប់ចូលទៅសាជាថ្មីប៉ុន្តែរាងកាយចម្លងក៏បានធ្វើដូចគាត់បេះបិទបន្តែបើទោះបីជាគាត់កាប់ចូលទៅពីទិសណាក៏នៅតែត្រូវបានគេទប់ទល់បានយ៉ាងងាយស្រួលហើយបើដូចជាគេបានទីដឹងអំពីស្នេហ៍របស់គាត់មុនអញ្ចឹងតែបើទោះបីជាអញ្ចឹងឆោកើក៏នៅតែបន្តកាប់ជាលទ្ធផលនោះកាយវិការរបស់អ្នកទាំងពីរគឺពិតជាដូចគ្នាបេះបិទដកឃ្លាយកឡើងបន្តិចឆោកើក៏គិតក្នុងចិត្តមនុស្សដែលចេញអំពីកញ្ចក់នេះមិនថាល្បឿនកម្លាំងបច្ចេកទេសដែរគឺដូចខ្ញុំទាំងអស់ហើយបើដូចជាពួកយើងត្រូវបានបង្រៀនដោយគ្រូតែមួយអញ្ចឹងមើលទៅខ្ញុំមិនអាចបំបីបច្ចេកទេសដែរនេះបានទេដល់ហើយអ្នកនៅខាងក្រៅវិញក៏បានងើយឆ្ងល់
មិនបានជាមិនអាចមើលឃើញទៀតចឹងមើលទៅឯងដូចជាមិនដឹងអ្វីសោះការធ្វើតេស្តលើកទី3នេះមិនអាចញ៉ាត់ឲ្យមើលឃើញនោះទេចំណែកនៅខាងក្នុងរាងកាយចម្លងកម្ពុជាទៅកាន់ឆៅកើថាគេគឺជាសម្រាមមិនត្រឹមតែប៉ុណ្ណេះក៏ថាទៅបានរំលឹកការសម្លាប់រង្គាលនៅក្នុងគ្រួសារលោកកាលពី10ឆ្នាំមុនថែមទៀតកាលនោះឪពុកជាទីស្រឡាញ់របស់ឯងត្រូវបានពុកវិសាយធ្វើទរណកម្មរហូតដល់ស្លាប់រីឯម្ដាយរបស់ឯងវិញត្រូវបានវិសាយស៊ីទាំងអស់ចំណែកឯប្អូនស្រីជាទីស្រឡាញ់វិញព្រលឹងរបស់នាងត្រូវបានវល់ជុំវិញគ្រួសារលោកហើយចុះឯងវិញឯងបានធ្វើអ្វីខ្លះអត់រយៈពេល10ឆ្នាំមកនេះ10ឆ្នាំមកហើយឯងនៅតែជាសម្រាប់មួយដុំសិននៅកម្រិតទី2ឋានសួគ៌ទី3តូចតាចជាមួយនឹងកម្រិតតូចទៀតបែបនេះឯងអាចសងសឹកឲ្យគ្រួសារលោកបានទេហើយនៅពេលដែលបានជួបជាមួយនឹងវិសាចតើឯងប្រឈមមុខជាមួយនឹងពួកគេដោយរបៀបណាលោកឆៅកើឯងមិនមែនជាមនុស្សមានសិទ្ធិរស់នៅក្នុងពិភពលោកមួយនេះទេឆាប់ងល់បាត់ទៅយកដើមជើងកឆៅកើរួចក៏បន្តនៅពេលដែលឯងស្លាប់ឯងនឹងមិនចាំបាច់ឈឺចាប់បន្តទៀតទេមិនចង់អ្វីគ្រប់យ៉ាងនៅថ្ងៃនេះទៅលោកឆៅកើតែបើទោះបីជាគេខំរៀបរាប់ច្រើនប៉ុណ្ណាក៏មិនអាចលបងឆៅកើបានដែរគាត់ក៏បានកាប់សម្លាប់ទៅកាន់គេទៅតែយើងនៅមិនទាន់ដឹងថាស្ទើររឿងមិនទាន់នឹងទៅជាបែបណាពេលនេះក៏បានមកដល់ទីបញ្ចប់ហើយខ្ញុំក៏ដឹងថាគេចេញភាគតក៏អត់ទេបើចេញនឹងខ្ញុំនឹងសម្រេចបន្តតែបើអត់ចេញនឹងខ្ញុំនឹងសម្រេចធូរឌីរឿងនេះឲ្យគ្នាយើងមើលវិញម្ដងចាំមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like subscribe ម្នាក់មួយផងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយសួស្តីដល់